គឺបងនិយាយពាក់ព័ន្ធជាមួយនឹងរឿងការរៀនអាគមរបស់បងផ្ទាល់ហើយជាសាច់រឿងដែលបងអត់ដែរសូម្បីតែកម្មវិធីបងខ្លួនឯងក៏បងអត់ដែរហ៊ានលើកមកនិយាយដែរទី1បងគោរពទៅដល់វិញ្ញាណក្ខន្ធរបស់គ្រូបងទី2បងគោរពទៅកាន់បងប្អូនរបស់អ្នកដែលរៀនអាគមជាមួយបងអាចថាសិស្សច្បងបងបាទហើយរឿងទី2ហ្នឹងគឺបងនិយាយពាក់ព័ន្ធជាមួយនឹងផ្ទះរបស់មីងបងដែលនៅពោធិ៍សាត់កកោពោធិ៍សាត់យើងហ្នឹងហើយរឿងទី1ដែលខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងរឿងគ្រូអាគមរៀនមិញហ្នឹងគឺនៅក្នុងខេត្តកំពង់ឆ្នាំងស្រុកអីព្រែក2កំពង់នឹងឯងកំពង់ឆ្នាំងអ្នកនរគ្នាស្ដាប់ឮថាពីរឿងខ្ញុំគិតថាពួកគាត់អាចរៀងខកម្លងនេះតិចមែនបងសានហ្នឹងអ្នកនរគ្នាកំភៃពីរឿងគឺសិតតាខ្ញុំគិតថាបងលៃពីរឿងហ្នឹង1ម៉ោងហើយព្រោះបងដឹងហើយអញ្ចឹងខ្ញុំប្រហែលជាQ&A 1ម៉ោងទៀតណា Q&A បងសួរបានអត់អីតែកន្លែងណាបងអត់ចេះបងអត់ឆ្លើយទៅប៉ុណ្ណឹងបាទបងបាទតើយើងអញ្ជើញចូលទៅសាច់រឿងទី1របស់យើងហ្មងបងណាអូខេអញ្ចឹងមុននឹងបងនិយាយពាក់ព័ន្ធជាមួយនឹងរឿងរបស់បងហើយក៏សុំទោសទៅកាន់អ្នកទាំងអស់គ្នាទុកមុនបើសិនខ្ញុំនិយាយខុសត្រូវកន្លែងណាអញ្ចឹងរឿងទី1ដែលខ្ញុំចង់លើកយកមកនិយាយហ្នឹងវាពាក់ព័ន្ធជាមួយនឹងការរៀនអាគមរបស់បងបាទតាំងពីនិយាយរួមទៅតាំងពី2006មកម្លេះកាលហ្នឹងបងនៅល្បាក់អាយុតែ14 15ឆ្នាំទេដែលបងនៅរៀនអាគមហ្នឹងណាបាទហើយក៏សូមអនុញ្ញាតលើកឈ្មោះទាំងគ្រូទាំងអ្នកដែលរៀនជាមួយអាចថាសិស្សច្បងបងអញ្ចឹងមុននឹងខ្ញុំនិយាយគឺខ្ញុំចង់គ្រប់ញាណខណ្ឌលោកគ្រូខ្ញុំសិនគឺលោកគ្រូអោកផាឡៃគាត់គឺជាគ្រូរបស់ខ្ញុំដែលបានបង្រៀនខ្ញុំពីមុនវិជ្ជាការទាំងពីជ័យសង្គ្រាមសេនាសនៈហៅពីជ័យសេនាសនៈជុតបវិជ័យឬក៏នៅក្នុងចតុភូវិជ័យឲ្យតែនៅក្នុងក្បួនតម្រាហៅពីជ័យសង្គ្រាមគឺគាត់ជាអ្នកដែលបង្រៀនបងហើយអញ្ចឹងសូមគោរពវិញ្ញាណក្ខន្ធទៅកាន់លោកគ្រូអូខេអញ្ចឹងរឿងនេះបងប្អូនទាំងអស់គ្នាស្គមតែបងប្អូនទាំងអស់គ្នាដាក់ចិត្តស្ដាប់អញ្ចឹងរឿងពីដំបូងអ្នកទាំងអស់គ្នារឿងនេះចេះខ្ញុំទៅតែរៀនទេខ្ញុំទៅតែរៀនអាគមរៀនមុនវិជ្ជាការអាគមអញថាផ្លូវល្ងិតណាអូនបងទៅតែរៀននៅក្នុងអំឡុងឆ្នាំ2006ហ្នឹងទេអញ្ចឹងបើនិយាយបងជាមួយនឹងសិស្សច្បងបងគាត់អ្នករៀនមុនបងទៀតអញ្ចឹងអំឡុងពេលដែលរៀនហ្នឹងបងចូលទៅក្រោយគេទេអញ្ចឹងបងក៏អត់ទាន់បានដឹងថាការរៀនមុនអាគមហ្នឹងវាមានតម្រាអីខ្លះឬក៏វាមានក្បួនខ្នាតឬក៏អាចនិយាយបានថាត្រូវមានតំណមអីតមអីខ្លះហ្នឹងណាទៅអត់ដឹងម៉ាន់ស៊ីជំរឿដឹងថាឲ្យពីលើបាទណែដល់ពេលអញ្ចឹងទៅបងក៏ចូលរៀនអាចនិយាយថាចូលរៀនបន្ទាប់ពីកូនសិស្សគាត់2នាក់ឯងបាទអញ្ចឹងកូនសិស្សមួយដែលមានបញ្ហាដែលខ្ញុំចង់លើកមកនិយាយហ្នឹងក៏ខ្ញុំសុំទោសដែរគាត់ក៏បានស្លាប់រួចដែរគាត់បានស្លាប់ដោយសារអីគឺស្លាប់ដោយសារតែគាត់ខុសតំណមគ្រូសុំទោសមែនទៅកាន់បងប្រុសដែលគាត់មានឈ្មោះថាប៊ុនលីគឺគាត់ជាអ្នកដែលបានស្លាប់អញ្ចឹងរឿងហ្នឹងគឺចេះអំឡុងពេលដែលបងកំពុងរៀនអាគមហ្នឹងធម្មតាគ្រូគេប្រាប់ពីតំណមនៅក្នុងការរៀនហើយអត់ទេណាបាទដូចថាពូបងទៅចូលរៀនដំបូងអញ្ចឹងគាត់អត់ដាក់អាសម្បត្តិ7ធានទេគាត់ដាក់អាសម្បត្តិ5ណាទី1ហាមរឿងស្រាទី2ហាមស្រីហាមកុហកហាមចង់បានរបស់គេឲ្យប៉ុណ្ណាយកប៉ុណ្ណឹងអីចឹងជាដើមណាអូនហើយកុំក្បត់គ្រូបាទអានឹងតំណមរបស់គ្រូអញ្ចឹងពួកបងក៏ទទួលអាតំណមនឹងសាពះគុណគ្រូដែលលើកស្លាមលូទៀន5ធូប5ឬក៏ស្លាបបមលូបត់ស្លាត្រួយមលូត្រួយអីចឹងទៅថ្វាយគុណគ្រូដើម្បីយើងទទួលគាត់ជាគ្រូយើងហើយគាត់ទទួលយើងជាសិស្សគាត់បាទហ្នឹងហើយអញ្ចឹងក៏ចាប់ផ្ដើមពេលហ្នឹងបងក៏បានរៀនជាមួយគ្រូបងហ្នឹងរយៈពេល1ខែដែលបងរៀនជាមួយគាត់ដំបូងគ្រូដែលគាត់បរៀនយើងកាលពីជំនាន់មុនណាមិនមែនដូចយើងឥឡូវទេណាអូនមិនមែនគាត់មកអង្គុយទៅសេកដាស់ឬក៏ទៅសេសភៅឲ្យយើងមើលណាដូចជាបល័យឧមបញ្ញសោមសារកាលិនថោងឬក៏បល័យអ្នកមោពុទ្ធយៈអរហតោចិត្តចិត្តតាំងមិនីចិត្តតាំងឧមាចិត្តតាំងឬក៏គាត់មិនមែនឲ្យយើងមកអានសភៅទេណាអូនឯងយល់ថាអង្គុយជាមួយគ្រូគាត់សូត្រដូចរបៀបគាត់សូត្រចោលអញ្ចឹងណាបាទគាត់ថាបើចាប់តន់ចាំបានតន់អត់ទៅមិនរៀនមានសភៅអញ្ចឹងទេហ្នឹងហើយអាហ្នឹងការរៀនរបស់បងអញ្ចឹងបងក៏រៀនជាមួយគាត់ហ្នឹងរយៈពេល1ខែនៅក្នុងអំឡុងពេល1ខែហ្នឹងបងជាមួយនឹងឥឡូវបងសុំកូនសិស្សគាត់មានអាចថាកូនសិស្សសូត្រគុណឆ្វេងសូត្រគុណស្ដាំបាទអញ្ចឹងបងសុំលើកតើបងប្រុសម្នាក់គាត់ឈ្មោះប៊ុនលីហ្នឹងឯងថ្ងៃមួយហ្នឹងបងចាំច្បាស់ថ្ងៃហ្នឹងលោកគ្រូអាចថាម្ចាស់គ្រូគាត់ហៅកូនសិស្សទាំង4នាក់ព្រោះអីបងមក2កូនសិស្សគាត់ចាស់ហ្នឹង2វា4អញ្ចឹងគាត់ហៅទាំង4នាក់ហ្នឹងឡើងមកនិយាយរួមទៅគាត់ប្រាប់ចាប់ពីថ្ងៃហ្នឹងទៅពីម៉ោង6ល្ងាចយើងអស់ស្ដង់គុតហ្នឹងកូនសិស្សទាំងអស់ត្រូវតែឡើងមកអង្គុយថ្វាយអាសនៈនៅមុខអាសនៈហើយត្រូវតែកូនសិស្សទាំងអស់សូត្របាលីដូចថាយើងរៀនសូត្រណាឲ្យចាំមាត់ហ្នឹងឲ្យចាំអញ្ចឹងគាត់ថាចាប់ពីម៉ោង6គឺត្រូវសូត្រដែរអញ្ចឹងនៅម៉ោង4ទៀតភ្លឺក៏ត្រូវសូត្រដូចគ្នាអញ្ចឹងកូនសិស្សត្រូវងើបអញ្ចឹងណាអញ្ចឹងក៏បងរៀនដល់ពេលរៀនទៅចាប់ផ្ដើមងើបដែរតាមអ្វីដែលគ្រូប្រាប់ដែរដល់ពេលអញ្ចឹងរៀនយូរទៅបងដែល
ដែលបងនិយាយមិនតែគាត់ឈ្មោះប៊ុនលីហ្នឹងណាគាត់ចេះតែអាខានរហូតហ្នឹងណាតែអាពេលព្រឹកម៉ោង4ព្រឹកនោះអត់អីទេគាត់នៅងើបអាចមកសូត្របានតែអាពេលម៉ោង6ទៅចេះតែពេលខ្លះទៅបាត់គាត់ទៅក្រៅទៅនេះទៅនោះចឹងណាប្រហែលថ្ងៃក្រោយមកគ្រូក៏គាត់ហៅលោកគ្រូផ្លៃគាត់ហៅគាត់ថាអាលីឯងមកជួបអញនៅក្នុងបន្ទប់អាសនៈពេលហ្នឹងបងពិតជាអត់បានដឹងមែនថាគាត់និយាយអីជាមួយនឹងគាត់ណាដឹងតែពេលហ្នឹងបងលីគាត់ចេញមកវិញគាត់ក៏និយាយរបៀបដូចគ្រូស្ដីបន្ទោសគាត់តែគាត់អត់ហ៊ានតមួយគ្រូគាត់មកជះកំហឹងលើយើងវិញអញ្ចឹងណាគាត់ក៏ប្រើបងថ្ងៃយើងក៏ផ្លែងបន្តិចណាតោះនេះសេរីអូណាវាក៏ផ្លែងបន្តិចគាត់មកប្រាប់បងថាចែកគ្រូឲ្យហែងយកតម្រាតហ្នឹងហើយយកតម្រាតសភៅហ្នឹងណាទៅរៀននៅលើដើមមកខុំអូខេយកហ្នឹងហើយរបៀបអាចនិយាយបានថាចែកអូនយើងទៅរៀនថ្មីហ្នឹងហើយទៅរៀនថ្មីអញ្ចឹងគេសើច្បងយើងអញ្ចឹងគេប្រាប់ឲ្យយើងឡើងទៅរៀននៅលើចង់មកខុបយើងឡើងទៅរៀនដែរស្រួលចាំចេះចាំអីចឹងណាហ្នឹងហើយគាត់ប្រាប់អញ្ចឹងដល់ពេលអញ្ចឹងគ្រូបងក៏គាត់ស្ដីបន្ទោសស្ដីឲ្យអញ្ចឹងទៅស្ដីបន្ទោសទាំងអស់គ្នាមិនមែនតែបងមួយទេថ្ងៃមួយទៀតគាត់ក៏បាននិយាយចំហ្មងនៅពេលដែលសូបបលីម៉ោង6ល្ងាចហ្នឹងគាត់ក៏ហៅមកនិយាយទាំង4អ្នកគាត់ហៅមកនិយាយថានិយាយរួមធម្មតាណៃដឹងស្រាប់តែតម្រាគ្រូអត់ដែរនិយាយព្រោះឲ្យខ្ញុំអីទេហែងអញណាអាលីហែងណាបើហែងនៅតែអត់ស្រីមិនបានហែងនៅអត់ស្រាមិនបានចឹងហែងឈប់រៀនណាគាត់និយាយចឹងគាត់ថាមិនមែនហែងត្រឹមតែហែងមួយប៉ះពាល់ទេអ្នកអា3ក្បាលទៀតក៏វាប៉ះពាល់ដែរតែអញគ្រូហែងក៏អញសាបដែរគាត់និយាយមកគាត់ចង្អុលឲ្យធម្មតាក្នុងតម្រាគ្រូបើសិនជាគ្រូនិយាយអ្នកឯងវាធ្ងន់ចាំវិញហ្នឹងហើយពាក្យថានិយាយមកចអល់មកដែរអ្នកឯងមួយម៉ាត់ប៉ុណ្្នឹងធ្ងន់ណាសម្រាប់អ្នកដែលរៀនអាគមរៀននេះបើនិយាយចឹងធ្ងន់ណាអូនអញ្ចឹងគាត់ក៏ពេលហ្នឹងគាត់ប្រើពាក្យហ្នឹងនិយាយជាមួយនឹងប៊ុនលីអ្នកឯងមកហ្នឹងហើយដល់ពេលចឹងទៅរៀងភ័យដែរបងពេលហ្នឹងរៀងភ័យដែរស្រាប់តែគាត់និយាយចែកពួកឯងទាំងអស់គ្នាហ្នឹងអង្គុយកដអាលីឲ្យអាលីសូត្របល័យទាំងអស់នៅក្នុងពិជ័យសង្គ្រាមសេនាសនៈហៅពិជ័យចតុភូពិជ័យសង្គ្រាមទាំងអស់ទាំង9ពពកបាទឲ្យអានឬក៏សូត្របល័យហ្នឹងឲ្យចប់ស្មានណាហើយចូលដេកស្មានហ្នឹងអញ្ចឹងធម្មតាកូនសិស្សកំពុងរៀនអូនមិនមែនសូត្ររិលមកដូចគ្រូណាបាទវាអាចនៅមានតាក់ភ្លៀងផ្លាត់ភ្លេចអញ្ចឹងពួកបងទាំង3នាក់អង្គុយកដគាត់សូត្រតាំងពីម៉ោង6ល្ងាចរហូតទៅដល់ម៉ោងម៉ោង7មកដល់10យប់អង្គុយកដស្រាប់តែពេលហ្នឹងអូនមុនចប់អត់តន់ចូលដល់ម៉ោង10ទេបងចាំច្បាស់ហាពើម្លាញ់កន្លែងហ្នឹងដែលបងនិយាយថាសមាធិដាច់ក្បាលគាត់គ្រូបងគ្រូអោកផាឡៃគាត់ក៏ចេញមកគាត់ក៏និយាយថាចែកបានហើយឈប់ឲ្យវាសូត្រហែងទៅរៀនអង្គុយសមាធិម្ដងដូចយើងនិយាយថាដកព្រលឹងឬក៏សមាធិឲ្យចិត្តយើងស្ងប់បាទគាត់ថាបើចិត្តតែអត់ស្ងប់ទេឲ្យសូត្របល័យក៏វាអត់មានបានផលអីដែរបាទអញ្ចឹងណាគាត់ក៏ឲ្យបងប៊ុនលីនឹងទៅអង្គុយសមាធិហើយពួកបងអត់សមាធិទេពួកបងអត់ព្រោះមានធ្វើអីខុសផងហ្នឹងហើយបងនឹងអង្គុយនៅមុខអាសនៈនឹងធម្មតាអង្គុយមើលហ្មងហ្នឹងអង្គុយមើលស្រាប់តាអាចនិយាយបានថាចេះហ៎អាចនិយាយបានថាអំឡុងពេលហ្នឹងគឺបងអត់បានចាប់អារម្មណ៍ថាវាមានរឿងអីកើតឡើងអីយើងមិនមែនទេវតាយើងដឹងមុនណាអូនបាទបងអង្គុយធម្មតាស្រាប់តែម្ចាស់គ្រូគាត់អង្គុយនៅលើប្របត់សលៀងតែជាបងប្អូនស្គាល់អាតុកអីរឿងមាសណាទឹកមាសមានក្បាច់មានអីហ្នឹងគេហៅសលៀងគាត់ក៏អង្គុយលើនឹងលើប្របត់ហ្នឹងស្រាប់តែសមាធិអត់លឹះខ្វះ10នាទីដឹងគាត់ឃើញអីនៅតោះនេះគាត់ចង្អុលទៅប៊ុនលីហើយជ្រុះក្បាលទៅណានិយាយមួយម៉ាត់ដុចអហង្ការយកហ្មងហើយជ្រុះក្បាលទៅណាហើយបងប្រាំងមួយម៉ាត់គាត់និយាយចឹងអត់ដឹងថាគាត់ចង់និយាយពីន័យអីយល់អត់បងអត់ដឹងថាន័យដែលគាត់និយាយហ្នឹងចង់និយាយថាអីបងឡើងបុកពោះព្រឹតបងក៏គ្រូគាត់និយាយអីគេជ្រុះក្បាលអីគេហើយយើងធម្មតាយើងមិនមែនតែហ៊ានស៊ូគ្រូផ្ទាល់ណាអត់ហ៊ានទេបងអោនមុខចុះគាត់និយាយមួយម៉ាត់មួយទៀតគាត់ថាហែងចរិតអញ្ចឹងបានហែងកបុតក្បាលកបុតក្បាលអូយគាត់និយាយសកត់ធ្ងន់ណាបងចាប់ផ្ដើមបុកពោះមែនតើធម្មតាគ្រូពីដើមកាចអូនកាចអញ្ចឹងបងចាប់ផ្ដើមបាត់មាត់ទៅលេងហ៊ាននិយាយអីសុំអីតែសលឹងបងលេងហ៊ានសលឹងផងស្រាប់តែគាត់ថាបានទេទៅដេកអស់ដេញឲ្យទាំងអស់ទៅដេកបងក៏ទៅដេកហើយចុះបងប៊ុនលីហ្នឹងទៅដែរទៅទាំងអស់គ្នាដល់ទៅដេកម៉ោង4ទៀតភ្លឺងើបមកទៀតណាសូត្រទៀតហើយដល់ងើបមកទៀតគាត់ក៏អត់ឲ្យបងប៊ុនលីហ្នឹងសូត្រទៀតទេគាត់ឲ្យសូត្រទេគាត់ថាអាលីឯងទៅដេកវិញមិនបាច់សូត្រទេថ្ងៃហ្នឹងព្រោះអីប៊ុនលីគាត់ស្វឹងដែរញ៉ាំមកចេះគាត់អត់តន់ស្វាងថ្ងៃដែលគាត់មកអង្គុយសូត្រសមាធិដាច់ក្បាលហ្នឹងក៏គាត់កំពុងស្វឹងដែរគាត់ផឹកហើយហ្នឹងហើយគាត់ផឹកហើយអធិស្ឋានដែលខ្ញុំអត់បានបញ្ជាក់ឡើយហ្នឹង
ដល់ពេលអញ្ចឹងគាត់អត់ឲ្យសូត្រទេអញ្ចឹងគ្រូខ្ញុំក៏ប្រាប់ពួកខ្ញុំប្រាប់បងទាំង3នាក់ថាចេះអាប៊ុនលីវារៀនអត់ត្រូវតំណមគ្រូទេវាផឹកផងវាផងហើយអញ្ចឹងវាខុសតំណមគ្រូហើយវាអួតក្អេងក្អាំងអញ្ចឹងទៅមិនដឹងថាអញជាគ្រូត្រូវទុកវាទៀតអត់ហើយពួកបងចេះនឹកឃើញថាចេះលួងគ្រូណាអូនលោកគ្រូអីគាត់រៀនយូរហើយអញ្ចឹងអីទេគ្រូលើកលែងបានក៏លើកលែងអញ្ចឹងណាមិនថាយើងចង់ទៅបដៅគ្រូទេណាតែគឺយើងគ្រាន់តែចង់ឲ្យគាត់ចិត្តត្រជាក់និយាយតែប៉ុណ្្នឹងឯងគាត់ក៏អត់លេងមាត់ទៅក៏លេងមាត់ถึงហ្នឹងក្រោយមកគាត់ហ្នឹងក៏ឲ្យប៊ុនលីហ្នឹងគាត់ឡើងជាអ្នកដែលរៀបអាសនៈហ្នឹងវិញបានន័យថាមានការរៀបស្លាមបលូឬក៏បាយសិចរៀបឡើងហ្នឹងទុកឲ្យតែមេងលីមួយអ្នកធ្វើហ្នឹងក្រៅពីហ្នឹងគាត់ថាមិនបាច់ទេមិនបាច់ជួយរៀបវាទេឲ្យវារៀបម្នាក់ឯងទៅចុះរៀបហ្នឹងត្រូវរៀបរាល់ថ្ងៃឬក៏មិនម្សិលគេរៀបម្ដងម្សិលរៀបម្ដងហ្នឹងហើយតែព្រឹកឡើងយើងត្រូវបោះជូតទៅត្រូវបោះអាសនៈបោះអីហើយមិនអត់ទេអញ្ចឹងគាត់ត្រូវរៀបចំអាហ្នឹងអញ្ចឹងណាដល់ពេលអញ្ចឹងទៅមេងលីហ្នឹងស្មាទោសមិនមែនថាបងចង់និយាយឲ្យពាក់ព័ន្ធជាមួយនឹងគាត់តែគាត់ស្លាប់ទៅទេណាសុំទោសមែនគឺគាត់អាចនិយាយបានថាមនុស្សគាត់ក្អេងក្អាងអញ្ចឹងអ្នករៀនតម្រាគ្រូអាចសួរចាស់ពីដើមដឹងហើយបើសិនជាមនុស្សម្នាក់រៀនតម្រាគ្រូហើយអំនួតអូតក្អេងក្អាងរៀនគ្រូអត់បានទេគេអត់ឲ្យរៀនគ្រូទេអូនចិត្តឆៅពេកចិត្តក្តៅពេករៀនគ្រូអត់បានហ្មងបើចេះហ្នឹងធ្វើគេឯងងាប់អស់ហើយអញ្ចឹងមិនគេមិនឲ្យអ្នកចិត្តក្តៅមានកំភ្លើងនៅដៃអញ្ចឹងវាអញ្ចឹងណាអូនដល់ពេលអញ្ចឹងទៅចាប់តាំងពីថ្ងៃហ្នឹងបងប៊ុនលីគាត់ចាប់ដើមរៀបអាសនៈរហូតហើយចរិតគាត់មួយគឺបងគាត់រៀងប្រកាន់ច្រើនសំបីតាំងពីការនិយាយស្ដីដល់តែពេលអញ្ចឹងទៅក៏ពួកបងណាឃើញអតចរិតបែបហ្នឹងក៏បងអត់ហ៊ាននិយាយដែរនៅឃើញថាបើយើងទូជាងគេណាគេអាយុច្រើនជាងយើងគេបងយើងអត់ហ៊ាននិយាយទេធ្វើអីខុសក៏អត់ហ៊ាននិយាយដែរក៏ស្រាប់តែថ្ងៃមួយអូនគ្រូក៏គាត់ហៅមកប្រហែលល្បាក់ម៉ោង3បងចាំច្បាស់ណាប្រពន្ធរបស់លោកគ្រូអុកម៉ោង3ថ្ងៃឬក៏3យប់3ថ្ងៃ3ថ្ងៃជាស្រ័យបានអញ្ជើញ3ថ្ងៃបងចាំច្បាស់ប្រពន្ធរបស់លោកគ្រូអុកផាឡៃគឺអ្នកគ្រូខ្ញុំហៅគាត់តែអ្នកគ្រូឯងពេលខ្លះខ្ញុំហៅម្ដាយខ្ញុំហៅគាត់ម្ដាយឯងគឺម៉ែគាត់ចេញមកគាត់ក៏និយាយទៅចេះពួកឯងថ្ងៃហ្នឹងឪឯងទុកបាយស៊ីអត់ទេគាត់និយាយអញ្ចឹងណាអញ្ចឹងយើងគ្រាន់ស្ដាប់ហើយយើងដឹងថាអូប្រហែលឪខឹងនឹងអីអញ្ចឹងអត់មាត់ទេថ្ងៃហ្នឹងម៉ោង3ឪក៏គាត់មកពីដោះគេហើយស្មាទោសពេលហ្នឹងគាត់ទៅដោះអំពើគាត់ខ្លាំងរឿងដោះពុកគាត់ខ្លាំងរឿងពីជ័យសង្គ្រាមដូចបងនិយាយមិនអញ្ចឹងណាបាទគាត់ក៏មកពីដោះឲ្យគេដល់ពេលគាត់មកពីដោះឲ្យគេគាត់ក៏ហៅថាមកឡើងមកលើអាយើងសង្កេតទី1អតចរិតទី2សង្កេតទឹកមុខចង់ដឹងថាគ្រូមកវិញគាត់ខឹងអត់បើខឹងកាយវិការមិនយើងដឹងថាស្ដីស្ដៅមិនយើងគួរទៅត្រៀមហើយតែគាត់មកដូចអត់អីទេអញ្ចឹងយើងគិតថាអូប្រហែលគ្រូអត់អីទេមើលទៅគាត់ក៏ឡើងមកគាត់អង្គុយលើបបត់នឹងដដែលគាត់មកអង្គុយកន្លែងរបស់គាត់ជាគ្រូគាត់ឡើងមកអង្គុយកន្លែងហ្នឹងគាត់តម្លាក់ទឹកមុខស្ងួតក៏អត់និយាយទេគ្រាន់តែគាត់និយាយប្រាប់ថាចេះថ្ងៃហ្នឹងគាត់ដោះឲ្យគេអត់ដាច់តែគាត់អត់មាននិយាយប្រហើបអីផ្សេងតែពាក់ព័ន្ធជាមួយនឹងរឿងខ្មោចព្រលឹងព្រាយតៃហោងស្អីឬក៏ខ្មោចចេញខ្មោចចូលអីគាត់និយាយគ្រាន់តែនិយាយមកថាដោះគេអត់ដាច់អញ្ចឹងយើងឃើញអញ្ចឹងគាត់ថាលោកគ្រូហូបមលូអត់ព្រោះគាត់ភាសាមលូបាទគាត់ភាសាមលូគាត់អត់ជក់បរិយទេបាទយកព្រោះសម័យ2006មានបរិយមានអីជក់ហើយបាទតែគាត់ថាគាត់អត់ភាសាបរិយទេលោកគ្រូបាទដល់ពេលអញ្ចឹងគាត់គាត់ថាអើមូលមកយើងក៏មូលស្លាពន់មលូបត់ការស្លាពន់មលូបត់ស្លាថ្វាយគ្រូថ្វាយគុណគ្រូស្លាថ្វាយអាសនៈរៀប3ថ្វាយអាសនៈបើខ្មែរគេថាពុទ្ធពធប្រសង់បាទរៀប5ពុទ្ធពធប្រសង់គុណម៉ែគុណឪបាទអញ្ចឹងរៀបថ្វាយគុណគ្រូយើងកំណើតគ្រូបង្រៀនយើង7ម៉ាត់7ធាន7សនំឬក៏7យតកាអញ្ចឹងណាអញ្ចឹងក៏បងរៀបឲ្យគាត់អីរួចស្រាប់ថ្ងៃហ្នឹងមិញលីអត់ដឹងគាត់មកពីណាដូចបងនិយាយអញ្ចឹងណាគឺគាត់ដាច់អត់បានរឿងស្រាហ្នឹងហ្មងគាត់ឡើងមកគាត់ផឹកស្រាទៀតស្វឹងទៀតអូនគាត់ឡើងមកថ្ងៃហ្នឹងទទួលស្គាល់គាត់មាត់ខ្លាំងជាមួយគ្រូទៅវិញទៅមកឡងទៅឡងណាដល់ពេលអញ្ចឹងមេលីគាត់ខឹងណាគាត់ខឹងរហដងពួកបងគឺគេងនៅលើផ្ទះរបស់គ្រូដល់ថ្ងៃហ្នឹងមេលីអធិស្ឋានប៊ុនលីគាត់អត់គេងនៅផ្ទះហ្នឹងទេគាត់ទៅគេងផ្ទះគ្រូក្រួយទៅគេងនៅលើអាខេងក្រួយអញ្ចឹងណាបាទសារពួកបងគេងធម្មតាអញ្ចឹងបងសុំកាត់ចូលយប់កុំឲ្យអុសកាឡាវែងច្រើនណាពួកបងគេងនៅលើផ្ទះគ្រូធម្មតាហើយថ្ងៃហ្នឹងពិតជាបានឮខ្លែងស្រាក់ស្រែកពិតមែនខ្លែងស្រាក់ស្រែកណាស្រែកខ្វល់ឲ្យធម្មតាយើងដឹងស្រាប់ហើយតម្រាខ្លែងស្រាក់វាស្រែក1 2 3គេរាប់តាមក្បួន1ពុរសា2សោតាអ្នកបរលឹក3កើតបាយកើតទឹកអីចឹងទៅបាទគេរាប់ណាអញ្ចឹងថ្ងៃហ្នឹងឮខ្លែងស្រាក់ស្រែកយើងក៏នឹកថាអូយឲ្យសុខសบายសុំឲ្យសុខសบายតែក៏បើវាមានចង្រៃឧបទ្រពអីកើតឡើង
ស្រាប់តែមកសបកធំអូនមកសបកធំប៊ុនលីក៏រត់ឡើងលើផ្ទះអាសនៈមកក៏រត់ឡើងមកហើយពេលដែលគាត់រត់ឡើងមកណាទទួលស្គាល់បើសិនជាបងនិយាយខកអានឹងបាបបងអ្នកទទួលទេណាបាទគាត់រត់ឡើងមកគាត់និយាយថាគេមកហៅគាត់ឲ្យទៅយកសពអញ្ចឹងកន្លែងហ្នឹងពួកបងអត់គ្រូក៏អត់តន់ចេញមកទេគាត់នៅក្នុងបន្ទប់គាត់ទេអញ្ចឹងក៏សួរចេះបងគេហៅឲ្យទៅយកសពរបៀបម៉េចអញ្ចឹងណាគាត់ក៏និយាយថាមានមនុស្សមកដាស់គាត់ថាមនុស្សដែលបានមកដាស់គាត់ហ្នឹងរូបរាងមនុស្សតែកញ្ចក់ដៃជើងវែងអត់ដូចមនុស្សទេមកដាស់គាត់ទៅចេះហេទៅយកសពឯងណែយល់អត់មកដាស់គាត់ឲ្យទៅយកសពខ្លួនឯងហើយដល់ពេលអញ្ចឹងគាត់ថាពេលដែលគាត់ងើបមកអ្នកនឹងគឺជាមនុស្សធម្មតាតែដៃវានឹងអត់មិនមែនជាមនុស្សទេដល់ពេលអញ្ចឹងគាត់និយាយថាគាត់ភ័យពេកក៏រត់មកវាខ្វាចខ្នងគាត់និយាយថាវាដូចថាវាសវ៉ាចាប់ខ្វាចហ្នឹងណាយល់ហើយពីចំស្មាខាងស្ដាំហ្នឹងដល់ពេលអញ្ចឹងបងគិតថាអារម្មណ៍បងមួយយើងតែរៀនយើងអត់តនឹកថាវាមានអញ្ចឹងនិយាយមកទេមួយតែរៀនវាថ្មីពេកបាទថ្មីដល់ពេលអញ្ចឹងគាត់បកឲ្យមើលមែនដល់ពេលមកទៅឃើញមែនស្នាម3ឆ្នោតមែនដូចគេខ្វាចដូចឆ្មាខ្វាចតែក្រហមទេអត់ទេអូនដាច់ឈាមហ្មងដូចគេខ្វាចដូចឆ្មាខ្វាចយើងខ្វោកនិយាយទៅវាឈាមហូរភេញហ្នឹងហើយអូនបាទអញ្ចឹងហ្មងហើយគាត់និយាយថាគេមកហៅគាត់ឲ្យទៅយកសាកសពខ្លួនឯងហើយទៅយកសពឯងមកអញ្ចឹងគាត់ក៏រត់ហ្នឹងក៏រត់ឡើងមកលើអាសនៈហ្នឹងដើម្បីទី1គាត់មកសាពះសុំកម្មាទោសបាទទី2គាត់ចង់ជួបគ្រូតែគ្រូគាត់អត់ទាន់ជួបគាត់ខឹងចូលទាស់ស្ដីគ្នាតាំងថ្ងៃបាទគ្រូគាត់ព្រមចេញមកឯងនៅពេលដែលលោកគ្រូគាត់អត់ព្រមម្ចាស់គ្រូគាត់អត់ចេញទេស្អែកព្រឹកបានគាត់និយាយប្រាប់បាទស្អែកព្រឹកគាត់និយាយថាចេះអាលីអញនិយាយក្នុងនាមហែងសិស្សអញគ្រូហែងណាហើយចាំស្ដីអញទុកតម្រាហែងនេះណាបើមិនក្បត់ក្បាលទេប្រមាត់តែយើជាហៀងខ្លួនហើយយើងអត់យល់ពាក្យហ្នឹងណាសួរលោកគ្រូក្បត់ក្បាលហ្នឹងមិនគាត់ក៏និយាយបកមួយយើងស្ដាប់ថាចេះអាលីវាខុសតម្រាគ្រូអញ្ចឹងពេលដែលវាខុសតម្រាគ្រូអាលីវាច្បាស់ថាបើវាខុសតាអញនិយាយថានៅខុសនៅក្នុង7ធានរបស់គ្រូហ្នឹងណាវាងាប់ដាច់ក្បាលបើសិនជាប្រមាត់តែយើអានេះងាប់នឹងគេហែកពោះគេហៅថាគេអាចោគេហែកពោះញាត់ស្មៅគេដឹកចេញទៅហូរទាំងភូមិដូចពាក្យគេនិយាយអញ្ចឹងណាដូចគេបើស្រីគេនិយាយថាពោះគេកង់បានការម្ដងងាប់គេមកភូមិអ្នកដែលខុសតម្រារបស់គ្រូហ្នឹងដល់ពេលអញ្ចឹងគាត់និយាយអញ្ចឹងថាបើហែងនៅតែបន្តអញ្ចឹងហែងមិនបាច់ធ្វើកូនសិស្សអញទៀតទេហើយទៅចោះហើយពួកបងនៅតែលួងគាត់ដដែលនៅតែព្យាយាមលួងគាត់យើងអត់ចង់បែកបាក់អត់ចង់ទេនៅមួយគ្នាយេអូនអត់ចង់ទេដល់ពេលអញ្ចឹងទៅទទួលស្គាល់គាត់ហ្នឹងក៏អាចកែបានមួយខែដែរល្អបាទអញ្ចឹងគាត់នៅអាសនៈគាត់ចេះសូត្រចេះអីចឹងគាត់ដាស់អីចឹងទៅយើងឃើញគាត់កែយើងមិនសប្បាយចិត្តទាំងគេទាំងបងទាំងអនឯងទៅណាបាទមិត្តរួមក្រុមឬក៏បងប្អូនយើងគេចេះកែអូល្អយើងនៅផ្ទះមួយគ្នាបាទយើងក៏ចេះណែនាំហើយយើងក៏ចេះសួរគាត់ត្រូវគាត់ថាគាត់ហ្នឹងគឺសិស្សច្បងមុនយើងអញ្ចឹងច្បាស់ជាគាត់ចេះជាងយើងហើយបាទអញ្ចឹងយើងក៏ចេះតែសួរគាត់គេចេះតែប្រាប់យើងដែរបាទដល់ពេលអញ្ចឹងក៏រៀនស្រាប់តែបងអត់ដឹងថាកន្លែងហ្នឹងគាត់ត្រូវស្នេហ៍របស់គេអត់ឬក៏ចិត្តរបស់គាត់អូនគាត់កំពុងអង្គុយរៀនមួយគ្រូហើយគ្រូពងពេញស្រឡាញ់មនុស្សកែបាទយល់ទេអូនមនុស្សកែពងពេញស្រឡាញ់ហើយសិស្សច្បងទៀតហ្នឹងហើយលេងស្រាប់គាត់ហក់ចុះពីលើផ្ទះទៅមកគាត់ថាទៅផ្ទះស្រីអូនិយាយចឹងមកហ្នឹងគាត់និយាយចឹងតែពេលហ្នឹងបងអត់ដឹងថាគាត់ពិតជាអត់ដឹងមែនថាគាត់ត្រូវអំពើរបស់គេឬក៏មិនទេណាតែភ្នែកគាត់កលេងក្លាប់គាត់កំពុងអង្គុយសូត្រអញ្ចឹងណាភ្នែកគាត់កលេងក្លាប់គាត់មើលគ្រូចឹងគាត់ធ្នាក់ភ្នែកមកវិញចេះគាត់ចេះតែមើលបងចេះតែមើលមុខគាត់ទេនេះស្រាប់គាត់និយាយគាត់ហក់ចុះហើយមកទៅណាគាត់ហក់ចុះហើយគាត់ស្រេកពីក្រោមនឹងមកវិញគាត់ស្រេកចេះខ្ញុំទៅផ្ទះគ្រូអត់ទៅផ្ទះស្រីហើយគាត់និយាយចឹងដល់ពេលចឹងទាំងគេទាំងបងទាំងគ្រូសង្ហាក់ចិត្តហើយកែបានល្អមិនទៅអញ្ចឹងវិញអញ្ចឹងណាក៏ពួកបងអត់និយាយចឹងយើងអត់ចាប់អារម្មណ៍ថាប្លែកទេមិនមែនទង្វើគាត់អានេះគំនិតបងដូចបងនិយាយមិនអញ្ចឹងបងអត់ដឹងថាគាត់ត្រូវអំពើឬក៏អត់ទេតែគេលោកគ្រូយើងគាត់ដឹងមិនអីយើងអត់ដឹងទេណាតែសម្រាប់បងអត់ដឹងបងអត់ហ៊ានសួរអីទេកាលហ្នឹងបងអញបងទូជាងគេបងហ៊ាននិយាយទេហើយយើងអត់សូវចេះទៀតដល់ពេលអញ្ចឹងបងអត់ហ៊ាននិយាយអីទេស្រាប់តែគាត់ហ្នឹងគាត់និយាយថាតិចទៀតម៉ោងមកដល់10វាមកវិញហើយគាត់និយាយអញ្ចឹងណាម្ចាស់គ្រូគាត់និយាយថាម៉ោងមក10វាមកវិញហើយដាច់ក្បាលតកតុយដឹងតែវាមកវិញមែនដូចពាក្យគ្រូនិយាយអត់ខុសគាត់មកវិញមែនពេលដែលគាត់មកវិញណាគាត់អត់មានស្ថានភាពដូចរាល់ដងដែលគាត់មកស្វឹងរៀងតែឡាយអីណា
គាត់មកដូចមនុស្សប្រុសមួយដើមទ្រូង5ហាត់អញ្ចឹងណាគាត់មកដល់ភ្លាមគាត់សាពះគ្រូ3ដងសាពះគ្រូ3ដងគាត់និយាយថាចេះលោកពុកថ្ងៃនេះខ្ញុំសុំមកលាលោកពុកឈប់រៀនអាគមហើយខ្ញុំទៅផ្ទះខ្ញុំវិញហើយគាត់និយាយចេញមកដូចគាត់នៅដើមទ្រូងផានគាត់ក្លាហានដឹងចេញមកពីណាណាអូននិយាយលះដល់ពេលអញ្ចឹងយើងទាំងបងទាំងអីនៅនឹងដែរអត់ហ៊ាននិយាយទេបើគាត់សំឈប់ឯងមិនដឹងធ្វើម៉េចតាមនឹងទេអញ្ចឹងណាស្រាប់តែគ្រូគាត់និយាយចេះរយៈពេល3ថ្ងៃក្រោយបានឲ្យចុះពីលើផ្ទះអញបើហែងទៅលើអញអត់ព្រមគាត់ជំនះគាត់ក៏ថាអត់ទេគាត់ទៅផ្ទះហើយគាត់និយាយលើកហេតុផលថាម្ដាយគាត់ហៅដល់ពេលគាត់មែនអូនគាត់រើគ្រូក៏អត់និយាយទេណាគ្រូពីដើមអូនមិនដូចគ្រូសម័យឥឡូវទេណាអត់និយាយទេណាស្រឡឹងមើលចុងកតុយភ្នែកទេណាតាពីមលូខ្ញោកនិយាយតែមួយម៉ាត់ទេសុខសប្បាយកូនគាត់គ្រាន់តែចេញទៅភ្លាមណាគាត់ឡើងឡានតាក់ស៊ីទៅពួកបងទាំងអស់នេះអត់មានអាគេដឹងរឿងហ្នឹងទេ2ថ្ងៃក្រោយនៅក្រោយពេលដែលគាត់ទៅបាទ2ថ្ងៃក្រោយម្ដាយរបស់គាត់មកសួរគ្រូថាលោកគ្រូឯងមានបានដេញកូនខ្ញុំចេញពីផ្ទះអត់អញ្ចឹងវាមកជាកំហុសរបស់គ្រូវិញណាបាទពួកបងក៏និយាយថាអត់ទេគាត់អ្នកសុំទៅអញ្ចេះមួយដល់ពេលអញ្ចឹងគ្រូក៏គាត់និយាយថាវាខុសតំណមគ្រូខ្លួនឯងយើងរៀនអីមួយយើងគ្រប់គ្រូទុកគ្រូដោយម្ដាយឪពុកទី2កុំខុសតំណមគ្រូអីបាទអញ្ចឹងណាអត់មានកុំម្ដងអីផ្សេងទេអូខេ sorry ទាំងអស់នេះខ្ញុំសុំនិយាយតអញ្ចឹងពេលហ្នឹងក៏ម្ដាយគាត់ហ្នឹងក៏មកសួរថាអូកូនដេញកូនគាត់ដេញអីចឹងណា1 2 3 4 5ហ្នឹងដល់ពេលអញ្ចឹងទៅក៏និយាយប្រាប់ហេតុផលដល់ពេលប្រាប់ហេតុផលរួចម្ដាយគាត់ហ្នឹងក៏និយាយចេះកូនគាត់ហ្នឹងឡានបុកហើយទៅសួរថាឡានបុករបៀបម៉េចគាត់និយាយថាកូនគាត់ហ្នឹងវានិយាយថាវាឆ្លងខ្នល់តែវាអត់ឃើញឡានទេដូចណូបិទបាំងអញ្ចឹងគាត់ថាអត់ឃើញឡានមកបុកផាំងយកហ្មងពេលដែលបុកផាំងហ្នឹងវាបាក់ដងកបិតគាត់បាក់ដងកបិតបាក់ជើងហើយគាត់ក៏ពិការណាយល់អត់គាត់ពិការតែអត់យល់ថាបើនិយាយគេថាដូចតបមួយរត់ចេញរត់ចោលសមរភូមិអញ្ចឹងណាដល់ពេលអញ្ចឹងចាប់តាំងពីថ្ងៃដែលគាត់ពិការនឹងមកដែលគាត់មានបញ្ហាហ្នឹងអូនពេលវេលាហ្នឹងហើយជាពេលវេលាដែរព្រលឹងវិញ្ញាណទាំងឡាយតែទៅលេងគាត់គេសរុបហើយព្រោះអាហ្នឹងចេញខុសតម្រាគ្រូចាញ់ក្បួនគ្រូហើយអញ្ចឹងតាំងពីថ្ងៃដែលគាត់ចេញទៅហ្នឹងអូនគាត់ជួបឧបសគ្គច្រើនរហូតដល់ថ្នាក់គាត់ឲ្យម្ដាយគាត់មកអញ្ជើញគ្រូអញ្ជើញម្ចាស់គ្រូមកបង្វម្ចាស់គ្រូឲ្យជួយទៅមើលគាត់ផងមុនគាត់ស្លាប់ឲ្យគាត់អស់ចិត្តគាត់និយាយអញ្ចឹងណាដល់ពេលអញ្ចឹងទៅម្ចាស់គ្រូគាត់មានចិត្តកណ្ណាដែរគាត់ក៏ទៅបងក៏ទៅដូចគ្នាទៅដល់ពេលទៅដល់ផ្ទះអូនអើយស្ថានភាពពិបាកបញ្យល់អារម្មណ៍មួយហ្នឹងណាគាត់ដេកនៅលើកតេលណាហើយខ្នើយដាក់ពាត់ជុំវិញខ្លួនគាត់ដល់ពេលយើងសួរគាត់ថាមិនដាក់ខ្នើយកលតាំងពីកកលតាំងពីជើងគាត់អញ្ចឹងគាត់ថាពីក្បាលរហូតដល់ជើងគឺឈឺទាំងអស់សូម្បីតែយើងលើកជើងគាត់អញ្ចឹងក៏ឈឺដែរដល់ពេលយើងសួរថាគ្រោះថ្នាក់វាអត់ដល់ថ្នាក់ឲ្យត្រូវឈឺមកតួខ្លួនអញ្ចឹងទេវាឈឺតែកន្លែងរបួសអញ្ចឹងពួកអីគាត់បាក់ជើងបាក់ឆ្អឹងជើងដល់ពេលអញ្ចឹងគាត់ថាមិនមែនមកពីគាត់គ្រោះថ្នាក់មិនគាត់ចង់និយាយថាគាត់មិនមែនឈឺដោយសារគ្រោះថ្នាក់ទេគាត់ដឹងខ្លួនគាត់ដែរយេរាល់យប់គឺមានអ្នកតែងតែមកខំគាត់អ្នកទាំងអស់គ្នាយល់ឥឡូវអូនឯងយល់មកអ្នករៀនតម្រាអាគមពីជ័យសង្គ្រាមវាតែងតែមានពពួកព្រាយដែលចិញ្ចឹមអញ្ចឹងពួកនឹងវាមកគាត់ថាយប់ឡើងគឺតែងតែមានអ្នកមកខំសាច់គាត់មកលិតជើងគាត់ថារាល់យប់គឺតែងតែមានព្រលឹងពួកទាំងអស់នឹងមករោគាត់រហូតដល់អ្នកខ្លះហក់ចុះពីលើផ្ទះមកជន់កកគាត់យកមកកំពុងដេកមកផ្ទះក្បាលគាត់យកមកគាត់ថាហើយកុំដេកអត់ឲ្យគាត់ដេកបានធ្វើទុកវេទនានិយាយរួមធ្វើទុកហ្មងដូចមនុស្សត្រូវអំពើអញ្ចឹងដូចមនុស្សត្រូវអំពើអញ្ចឹងដល់ពេលអញ្ចឹងគ្រូគាត់ក៏យល់ថាអញដឹងហើយមិនបាច់និយាយទេសងំដេកទៅឯងហ្នឹងអញ្ចឹងណាមិននិយាយច្រើនទេសងំដេកទៅគាត់ក៏ឲ្យខ្ញុំឲ្យបងហ្នឹងទៅសេអាយ័ននៅលើកណាត់ក្រហមណាបាទយ័នមហាបាំងយ័នមហាយានយ័នមហាអុត្រៈនៅក្នុងបល័យយ័នគេថាកំចាយពពួកព្រលឹងបាទទៅសេរួចក៏សកាត់នៅលើក្បាលតនេកគាត់ដេកដាក់លើក្បាលតនេកដល់ពេលដាក់លើក្បាលតនេកទៅគាត់ក៏ថាដាក់រួចមានអារម្មណ៍ថាកក់ក្ដៅលោកគ្រូខ្ញុំអរគុណអញ្ចឹងណាដែលលោកគ្រូមិនចោលកូនសិស្សអីចឹងគាត់ក៏ថាហែងមិនតាន់ផត់ទេនៅទៀតអ្វីដែលជួបនេះអាចនិយាយបានថាដំណាក់កាលទី1ដែលជួបបាទព្រោះតម្រាពេលដែលយើងឥឡូវឧទាហរណ៍ណាអូនឯងគ្រូឲ្យបងសិស្សបងទៅសុំអូនឯងរៀនអញ្ចឹងត្រូវផឹកទឹកសម្បត្តិ
តែបងត្រូវសច្ចាថាបើខ្ញុំក្បត់គ្រូសូមឲ្យខ្ញុំងាប់តៃហោងបើខ្ញុំក្បត់គ្រូសូមឲ្យខ្ញុំវិនិច្ឆ័យអន្តរាយដល់សម្បត្តិធ្ងន់ហ្នឹងណាត្រូវហើយអញ្ចឹងគាត់និយាយអត់ខុសទេគាត់ថាហែងជួបនឹងតែ 10% ទេដែលគេអាចថាពលឹងដែលគេ100ហើយហ្នឹងបាទអញ្ចឹងកន្លែងនេះអាចថាអ្នកទាំងអស់គ្នាស្ដាប់ពីដំបូងមកយើងអត់សូវចូលសាច់អារម្មណ៍ទេអត់សូវរៀងខ្លាចទេអញ្ចឹងសកម្មថាគ្រប់គ្នាស្ដាប់កន្លែងហ្នឹងគ្រប់គ្នានឹងយល់អារម្មណ៍មួយហ្នឹងពេលហ្នឹងពួកបងទាំងអស់គ្នាគឺទៅផ្ទះគ្រូវិញហើយទៅផ្ទះគ្រូវិញណាបាទ3ថ្ងៃក្រោយឪពុកម្ដាយរបស់គាត់បានយកបងប៊ុនលីមកផ្ទះគ្រូវិញបាទដល់ពេលយកមកដល់គ្រូគាត់សួរថាម៉េចបានវាមកវាអត់តន់ធូរទេអីអញ្ចឹងណាម្ដាយរបស់គាត់អ្នកនិយាយផ្ទាល់លោកគ្រូកូនខ្ញុំអត់ធូរសោះវាកើតអីបានវាមិនធូរគាត់ក៏ប្រាប់ពីដំណើរដើមតោងគាត់និយាយថាបើកូនខ្ញុំនិយាយថាយប់ឡើងមានមនុស្សមកខំវាខ្ញុំអាចនិយាយបានថាខ្ញុំជឿ50ទុកអត់50តែថ្ងៃមួយខ្ញុំច្បាស់ថាកូនខ្ញុំពិតជាមានពពួកខ្មោចធ្វើបាបវាមែនហេតុអីបានគាត់និយាយចឹងគាត់ថារាល់ដងពេលយប់គឺគាត់តែងតែងើបមើលកូនគាត់ជូតទឹកក្តៅទឹកត្រជាក់បាទអញ្ចឹងណាគាត់ដេកចិត្តនឹងដែរទេងើបជូតទឹកក្តៅទឹកត្រជាក់ស្រាប់តែយប់ហ្នឹងគាត់ថាគាត់ងើបជូត2ដងស្ដាប់ណាគាត់ងើបជូតទឹកក្តៅជើងកូនគាត់អីហ្នឹង2ដងស្រាប់តែលើកទី3គាត់ថាចាំភ្លឺហ្មងចាំជូតបាទពូជូត2ដងហើយគាត់ក៏ប្រាស់ខ្លួនសម្រានដល់ពេលប្រាស់ខ្លួនសម្រានណាគាត់ក៏លឺសំឡេងដូចគេធ្វើគុកគ្រូលឺសំឡេងហ្នឹងគុកគ្រូហើយគាត់ថាសំឡេងដូចមន់ល្ងាវដូចអាគុកគ្រូដែរគុកដូចពូវេកអានេះបដាកូនអញ្ចឹងគុកដល់ពេលគាត់លឺសំឡេងអញ្ចឹងគាត់អត់មានលឺសំឡេងហ្នឹងពីក្រោមផ្ទះពីតាណាមកឯងដឹងគាត់លឺសំឡេងហ្នឹងនៅតាណាគាត់លឺសំឡេងហ្នឹងចេញពីកូនគាត់ចេញពីបងប៊ុនលីខ្ញុំនិយាយមែនណាបងប្អូនទាំងអស់គ្នាគាត់ហ្នឹងក៏ប្រាស់ខ្លួនមើលទៅកូនគាត់ពេលដែលគាត់ប្រាស់ខ្លួនមើលទៅកូនគាត់ហ្នឹងអ្វីដែលគាត់ឃើញគឺកូនគាត់អត់មានក្បាលទេគាត់ថាកូនគាត់ដេកមកចំហខ្លួនដូចតែយើងរាល់ដងអញ្ចឹងតែកូនគាត់អត់មានក្បាលទេគាត់ថាដាច់ក្បាលកូនគាត់បាត់ហើយអត់ដឹងក្បាលកូនគាត់នៅតាណាទេហើយមួយវិញទៀតគាត់និយាយថាឃើញទៀនពណ៌សមួយអុចពីលើគាត់នៅខាងស្ដាំដៃដូចទៀនក៏អុចបំភ្លឺខ្មោចហ្នឹងហើយយល់ភ្លឺផ្លូវអាហ្នឹងខ្ញុំបាននិយាយផ្លូវដល់ពេលអញ្ចឹងថ្ងៃហ្នឹងគឺជាថ្ងៃដែលបងប៊ុនលីគាត់លេងនិយាយស្ដីអូនឯងនឹងថៃបានគាត់លេងនិយាយស្ដីអញ្ចឹងមកគេយកព្រលឹងគាត់បានបាត់ហើយគេយកព្រលឹងគាត់អត់ដឹងយកព្រលឹងតាំងពីពេលណាទេអញ្ចឹងយប់ដែលម្ដាយគាត់ឃើញគាត់ដាច់ក្បាលហើយមានអាទៀននៅពីលើហ្នឹងណាដូចគេចង់ប្រាប់ថាគេហូតព្រលឹងបានបាត់ហើយគេនាំព្រលឹងគាត់មិនដឹងយកទៅណាទេណាអញ្ចឹងគាត់ដូចមនុស្សគល់ឈើមួយអញ្ចឹងណាលេងនិយាយស្ដីលេងអីទាំងអស់ដល់ពេលយកមកដល់ផ្ទះគ្រូក៏គាត់យល់អញ្ចឹងគាត់ក៏រៀបបងជឿថាខ្លួនឯងប្រហែលជាធ្លាប់ឃើញពិធីមួយហើយដាក់អ្នកជំងឺអញ្ចឹងមួយទៀតគេកាប់ដើមចេកហ្នឹងឯងឡប់ចូលដូចមនុស្សអញ្ចឹងណាបាទដាក់មកចំហៀងមនុស្សមកចំហៀងអញ្ចឹងគេរៀបតុងខ្សែសមាមានភ្លើងមានបៃសីមានអីអញ្ចឹងទៅគេរៀបចំអញ្ចឹងគេធ្វើពិធីតងព្រលឹងឲ្យគាត់មកសិនចាំព្យាបាលតាមក្រោយធ្វើម៉េចឲ្យតែព្រលឹង4 10ព្រលឹងធំរបស់វាចូលមកសិនបាទតែអាពេលហ្នឹងវាមិនមែនព្រលឹងរបស់គាត់មកវាមិនមែនព្រលឹងរបស់បងប៊ុនលីហ្នឹងទេណាពេលដែលគ្រូគាត់តងព្រលឹងមកភ្លាមហ្នឹងអ្នកដែលមកគឺមកនិយាយថាអញ្ចែកបញ្ជាក់បន្តិចណាព្រលឹងហ្នឹងចូលមកហ្នឹងមិនមែនចូលបងប៊ុនលីក៏មិនមែនចូលម្ដាយគាត់ដែរអ្នកដែលចូលហ្នឹងគឺប្រពន្ធរបស់លោកគ្រូទៅចូលប្រពន្ធលោកគ្រូវិញចូលប្រពន្ធម៉ែចូលប្រពន្ធរបស់ឪម៉ែគាត់នៅក្នុងបន្ទប់គាត់ទេព្រោះម៉ែគាត់អត់ដែរមកប៉ះពាល់អាសនៈប៉ែអាសនៈឪពុកទេដោយសារឲ្យគាត់ស្រីខ្លាចសាបអាគមអញ្ចឹងគាត់អត់ដែរមកប៉ះទេសាប់តែពេលហ្នឹងម៉ែចេញមករុញទ្វារចេញមកចេះហៅអញមកទៅអីពេកចាហៅអញមកទៅអីអញមិនមែនវីទេមកនិយាយចឹងណាគ្រាន់តែប៉ុណ្្នឹងយើងដឹងបាត់ហើយថាមនុស្សហ្នឹងអ្នកណាមកខ្មោចឬក៏ព្រាយចូលបាត់ហើយបាទអញ្ចឹងពុកក៏គាត់ថាអញ្ចឹងមិនណាស់មកអង្គុយណាមកអញសួរម៉ាត់ពីរសិនហែកណាគេអញ្ចឹងណាក៏និយាយចុះនិយាយឡើងអញប្រមាត់ទៅយើអញនិយាយជាមួយឯងអត់មានក្បាលទេតែបងឆ្ងល់ថាអត់មានក្បាលមិននិយាយលឺអញនិយាយបានថាអ្នកទាំងអស់គ្នាពេលហ្នឹងអំឡុងពេលយើងកំពុងរៀនយើងឆ្ងល់ច្រើនហ្នឹងហើយវាមិនដឹងថាបត់បែនជាងនឹងវាមិនណាវានិយាយថាវានឹងប្រមាត់ទៅយើអញអត់មានក្បាលទេអញ្ចឹងអញអ្នកនៅជាមួយវាអញអ្នកយកព្រលឹងវាទៅអញ្ចឹងបើចង់បានព្រលឹងទៅយកសពវាមកទៅ
ទៅយកព្រលឹងសពវាមកវិញអញ្ចឹងអាព្រលឹងសពហ្នឹងបងវែងឆ្ងាយឥឡូវអញ្ចេះសពគាត់នៅផ្ទះគ្រូឯងឧទាហរណ៍ថាគាត់ស្លាប់អញ្ចឹងទៅយកព្រលឹងសពមិនអត់ហ្នឹងហើយយល់អត់វាថាឲ្យទៅយកព្រលឹងសពដល់ពេលយកព្រលឹងសពហ្នឹងយករបៀបម៉េចគ្រូគេដឹងអញ្ចឹងគេអត់និយាយច្រើនទេថាអើអញ្ចឹងចាំអញទៅយកគាត់និយាយអញ្ចឹងថាអើអញ្ចឹងចាំអញទៅយកអញ្ចឹងហើយចេញសិនទៅញ៉ឹងណាហើយចេញសិនទៅក៏វាចេញមែនអូនម៉ាត់ណាម៉ាត់ហ្នឹងគឺវាចេញពេលដែលវាចេញផុតគ្រូគឺបានរៀបចំដូចគ្នាក្រាលកណាត់សមួយយកបាយយកអង្គរៀបចេញជារូបមនុស្សរុំកណាត់នឹងចងដូចសពអញ្ចឹងសៃសពនឹងយកទៅព្រៃដូចគ្នាទុកចោលឧបកិច្ចហៅតងព្រលឹងត្រឡប់មកវិញបាទដោះដូរអានេះគេហៅដូរព្រលឹងគ្នាដូរយកមកឥឡូវឲ្យចង់បានរូបរាងឲ្យរូបរាងអង្គជាព្រៃសពៅបត់ទលេស្ងួតក៏ទួលម្ដាយមេតកម្ម7សដានថ្វាយគុណគ្រូឲ្យហើយបាយជាព្រះឲ្យចង់បានគ្រឿងដង្វាញឲ្យតែសុំយកព្រលឹងមកវិញដោះដូរឲ្យគ្នាគេរៀបអញ្ចឹងដល់ពេលអញ្ចឹងគាត់ក៏រៀបឲ្យទៅដោះដូរតងព្រលឹងត្រឡប់មកវិញដល់ពេលតងព្រលឹងត្រឡប់មកវិញបងមេងលីហ្នឹងក៏គាត់អត់ទាន់ដឹងខ្លួនទេមិននិយាយម៉ាត់មិនអត់ដឹងខ្លួននោះមនុស្សបើកភ្នែកទេតែមានវិញ្ញាណអត់មានព្រលឹងក្នុងខ្លួនដូចអាចនិយាយទៅដូចមនុស្សគុលអុសគុលឈើបាទអត់និយាយអីទាំងអស់ហ្មងឈុតឆាកមួយដែលបងចាំអត់ភ្លេចសម្រាប់បងណាបើបងនិយាយទៅបើគ្រប់គ្នាអត់ជឿក៏ខ្ញុំមិនដឹងនិយាយថាម៉េចទេស្មាត់ទោសដូចខ្ញុំនិយាយបងប្អូនអ្នកស្ដាប់គាត់បានស្ដាប់តែគាត់អត់បានយល់អារម្មណ៍មួយថាអ្នកដែលនៅក្នុងហេតុការណ៍ពិតមិនទេបាទបើនិយាយខ្លះទៅហានិភ័យគេវាអភិនិហាពេកហើយតែគ្រប់គ្នាចាំណាអ្នកដែលជួបហេតុការណ៍ពិតបានយល់អារម្មណ៍មួយហ្នឹងដូចបងឈឺក្បាលអញ្ចឹងមកប្រាប់គេឈឺក្បាលគេមិនដឹងថាយើងឈឺប៉ុណ្ណាទេបាទតើយើងខ្លួនឯងមិនដឹងថាឈឺក្បាលប៉ុណ្ណាបាទអញ្ចឹងវាអត់ខុសទេទស្សនវិជ្ជាមួយដែលបងបានឃើញច្បាស់មែនទែនច្បាស់ដូចថ្ងៃបងរៀបរាប់ផ្ទះគ្រូបងបន្តិចណាផ្ទះគ្រូបងឡើងកម្មចរាមកអាសនៈស្ដាំខ្ញុំគ្រប់គ្នាអាចសម័យបានផ្ទះរបៀបមិនដឹងផ្ទះឈើតែគាត់ផ្ទះឈើឡើងមកពីកម្មចរាចំមុខផ្ទះអញ្ចឹងអាសនៈខាងស្ដាំខាងឆ្វេងហ្នឹងបបត់ក្រាលកទេលសម្រាប់កូនសិស្សអង្គុយសូត្រអញ្ចឹងវាមានអាបបត់អង្គុយហ្នឹងប្រហែល5អាបបត់អង្គុយតែគេដាក់ដៃអង្គុយចែអានោះប្រហែល5ដែលនៅកន្លែងហ្នឹងបងចាំទស្សនវិជ្ជានឹងច្បាស់ព្រោះបងអ្នកឃើញរឿងហ្នឹងបងឃើញច្បាស់គឺគ្រូគាត់និយាយថាវាមកហើយបានន័យថាគាត់ចង់និយាយថាព្រលឹងវាមកវិញហើយអញ្ចឹងណាព្រលឹងវាមកវិញហើយគាត់ហ្នឹងក៏ឲ្យបងពវលទៀនតែដូចឃើញគេការគេពវលទៀន7ជុំហ្នឹងណាយ៉ាងណាគេហៅទៀនព្រលឹងគេពវល7ជុំអញ្ចឹងបងក៏អង្គុយហ្នឹងប្រឆិតអាសនៈបែរទៅកន្លែងបបត់ហ្នឹងគ្រូគាត់អង្គុយចំពីមុខអាសនៈបែរទៅក្រៅបាទបងប៊ុនលីគាត់គេងក្រៅគេងកដាលអញ្ចឹងកូនសិស្សពីរទៀតគេអង្គុយទល់មុខចែកវិញហើយមកពុកម្ដាយគាត់អង្គុយចុងជើងបាទអូនឯងនឹងកន្លែងហ្នឹងមិនចេះអាយើងអង្គុយចំពីទល់បបត់ហ្នឹងយើងវាអត់ដឹងណាដូចបងនិយាយមិញបងបញ្ជាក់ម្ដងទៀតណាបបត់អង្គុយសម្រាប់ទុកឲ្យកូនសិស្សសូត្របាទហើយចុះបើកូនសិស្សមកអង្គុយសូត្រនៅមុខពិធីអស់ហ្នឹងតើអ្នកទាំង3ហ្នឹងណាគេដែលមកអង្គុយទល់មុខបងឲ្យមើលបងចេះបើគ្រាប់ភ្នែកមើលបងចេះអ្នកទាំង3ហ្នឹងគឺសិតបើអាចនិយាយបានមួយម៉ាត់ណាបងអត់ដឹងថាខ្មោចឬក៏អ្នកដែលថែរក្សាណាបាទអត់ពាក់កៅអៅទេស្លៀកក្បិនពណ៌រាងសតែមិនសលះពេកទេណាបាទសទៅដោះគោអីចឹងជាដើមណាស្លៀកក្បិនទាំងអស់តែម្នាក់ពាក់ខ្សែកសិតតែ3ខ្សែត្រួតណាអង្គុយដាក់ដៃទៅលើបបត់បងធ្វើកាយវិការបន្តិចដាក់ដៃលើបបត់ចេះហើយមើលមុខបងចេះដូចស្លក់ហ្នឹងហើយដូចស្លឹងមកកាន់បងចឹងហើយទស្សនវិជ្ជាដែលបងចាំច្បាស់ហ្មងគឺ3នាក់ហ្នឹងអង្គុយអញ្ចឹងពេលអង្គុយអញ្ចឹងរួចកលេចទៅបាត់ភ្នែកបាត់វិញមើលអត់ឃើញទេអត់ដឹងទៅណាទេដល់ពេលណាចាប់ផ្ដើមបងខ្លាចចាប់ផ្ដើមខ្លួនឯងបងខ្លាចព្រឺសវល់ទៅរៀងខ្លាចអង្គុយចំមុខអាសនៈគ្រូទៀតណាដល់ពេលអញ្ចឹងរៀងភ័យបុកពោះបន្តិចដែរគ្រូក៏គាត់តងព្រលឹងតងអីរួចគាត់ក៏សែបមុនគាថាសណ្ដំកាយសណ្ដំចិត្តទៅដោយប្រសួរប្រសិទ្ធពីលាទៅព្រោះអញប្រើឲ្យដាស់គៀវាដាស់ហៅព្រលឹងរបស់វាឲ្យត្រឡប់មកវិញអញ្ចឹងណាបាទឧបមៈប្រសិទ្ធប្រសួរពីលាសំកាំងស្រាប់តារាប់ស្នាយទឹកស្នាយភ្លើងស្នាយកាប់មុខស្នាយពុកឆ្អឹងស្នាយក្លាប់កាប់ថ្នាក់ហោះព្រីហោះព្រីបដាកូនខ្ចីយើងតងអស់ហើយមកអស់ហើយស្រាប់តែផត់ពីអស់ចូលដល់វគ្គទៀតភ្លឺអូនបើសម្លាញ់សំណប់ចិត្តបេះដូងថ្លើមប្រមាត់បងហក់ពីលើផ្ទះមកហ្មងអត់នៅទៀតទេបងអត់នៅទៀតហ្មងបងប៊ុនលីគាត់នៅហ្នឹងហើយគ្រប់គ្នានៅហ្នឹងទាំងអស់គ្នាធ្វើពិធីរត់ថានិយាយថាវិទល់ភ្លឺហើយអូពេលហ្នឹងពេលយប់ហើយយប់គាត់និយាយគាត់មកតាំងថ្ងៃតែគ្រាន់តែធ្វើពិធីនោះដល់យប់គ្រាន់សាច់តងព្រលឹងអន់មក3ដងហើយអញ្ចឹងម្ដងគេតងព្រលឹងសូត្រយូរហ្នឹងហើយដ
ដល់ពេលអញ្ចឹងអាទៀតភ្លឺអូនមិនដឹងម៉ោងប្រហែលនេះកាលហ្នឹងចុះយកអាឡៃភ័យមានបានមើលម៉ោងអីមិនដឹងម៉ោងប្រហែលដឹងថាមិនងាវពី3ដងហីភ្នែករបស់បងអត់ដឹងថាអាហ្នឹងវាមកពីបងអារម្មណ៍ខ្លាចខ្លួនឯងឬក៏បងរៀនអាហ្នឹងត្រូវតែឃើញបាទអូនយល់អារម្មណ៍បងនិយាយបាទអញ្ចឹងកន្លែងនេះខ្ញុំអត់និយាយឲ្យគ្រប់គ្នាបងប្អូនទាំងនេះត្រូវជឿខ្ញុំទេគ្រាន់តែខ្ញុំនិយាយពីរផ្លូវទី1កាលអារម្មណ៍ខ្ញុំខ្លាចពេកបាទទី2អ្នករៀនបែបហ្នឹងវាត្រូវតែជួបអញ្ចឹងដូចបើកភ្នែកអញ្ចឹងបាទដៃយើងកំពុងកាន់ខ្សែសមាសូត្រចេះកំពុងកាន់សូត្រណាហើយភ្នែកអាមនុស្សអត់ល្ងយយល់អត់ភ្នែករៀងទុនសឹមហើយបាទទុនសឹមគ្រូហេដាស់អញ្ចឹងបងក៏បើកភ្នែកមកវិញអង្គុយមើលមុខទៀតណាអង្គុយមើលព្រោះធ្វើម៉េចមើលអាទៀនអត់ឲ្យរលត់ណាទៀនពិធីអត់ឲ្យរលត់ទេអញ្ចឹងយើងតាក់ចែកកូនសិស្សសល់ដូចជាប្រហែល3នាក់ទៀតត្រូវចែកកាតព្វកិច្ចគ្នាធ្វើទៅកូនសិស្ស4នាក់ឈឺម្នាក់សល់2សល់3ទាំងបងហ្នឹងហើយ3ដែរអត់ចែកទេគឺអង្គុយក្នុងនឹងទាំងអស់គ្នាចាំមើលទាំងអស់គ្នាមកអត់មានអ្នកណាងើបបានទេដល់ពេលអញ្ចឹងអនឡាញយកទស្សនវិជ្ជាមួយដែលបងអត់នឹកស្មានដល់ណាថាបងអត់ល្ងយក៏បានឬក៏ដូចបងនិយាយមិនអញ្ចឹងបងក៏មកភាំងដែលយើងងក់បងភាំងមកងក់អញ្ចឹងបោកភ្នែកត្រឡប់មកវិញដល់ពេលមកភាំងដែលបងបិទភ្នែកត្រឡប់មកវិញហ្នឹងណាអូនបងឃើញស្មាតដូចគេពុះកដាលក្បាលអញ្ចឹងណាអាហ្នឹងកូនសិស្ស2នាក់ទៀតកូនសិស្សរបស់គ្រូកូនសិស្សរបស់លោកគ្រូដែលមានសូត្រម្នាក់ហ្នឹងសូត្រឆ្វេងអ្នកទៀតកូនសិស្សថ្មីដែលមកមួយបងបាទ2នាក់ហ្នឹងបងឃើញអ្នកទាំងពីរដូចគេយកអាណាពុះកដាលក្បាលអញ្ចឹងក្បាលគាត់ហែកចេញពី2ចេះញែកហ្មងញែកក្បាលចេញពី2ចេះអត់មានហូរឈាមមានអីណាដូចយើងថតរឿងកាត់តបគេពុះអញ្ចឹងណាអូនជ្រៀកក្បាលចេញហ្នឹងអត្តតភាពដែលបងឃើញហ្នឹងអូនអារបៀបពុះក្បាលហែកចេញពី2ហើយភ្នែកទាំងពីរដែលញែកចេញពីគ្នាដែលពុះក្បាលហ្នឹងភ្នែកហ្នឹងមើលមកយើងឲ្យតម្លាក់អណ្ដានចេះតែវែងដូចគេលេងមួយយើងដល់អញនិយាយថាត្រឹមកកដែរហ្នឹងវែងដែរតម្លាក់មកត្រឹមហ្នឹងហ្មងបងអត់ដឹងថាកន្លែងហ្នឹងបងព្រិលភ្នែកឬក៏បងខ្លាចពេកឬក៏គេត្រូវឲ្យឃើញអញ្ចឹងហ្មងណាបាទដល់ពេលអញ្ចឹងបងភ័យពេកអូនហក់ពីលើផ្ទះទៅហ្មងបងហក់ពេកដាច់ខ្សែសមាពេលហ្នឹងដាច់ខ្សែសមាអត់គ្រប់ពិធីហ្នឹងហើយអត់គ្រប់ពិធីទេដាច់ខ្សែសមាពេលហ្នឹងទទួលស្គាល់លោកឪខឹងខ្លាំងមែនទែនគាត់ខឹងតែគាត់មានហេតុផលមួយថាធ្វើម៉េចបើគេលោលេងមកហែងហើយនិយាយអញ្ចឹងណាគាត់គាត់ថាឥឡូវទុកសិនទៅព្រោះភ្លឺហើយតងព្រលឹងវាអត់មកព្រោះបើមេឃភ្លឺព្រលឹងវានៅក្រៅច្បាស់តែវារត់ចូលដើមឈើរត់ចូលឲ្យជ្រោកសិនណាអញ្ចឹងតងព្រលឹងវាអត់មកទេចាំយប់នឹងចាំយប់នឹងតងម្ដងទៀតហ្នឹងហើយតងម្ដងទៀតអញ្ចឹងនៅអំឡុងពេលហ្នឹងគឺបងចាប់ផ្ដើមរៀងបាក់ស្បាតហើយអាហ្នឹងខ្ញុំនិយាយប្រាប់អ្នកទាំងអស់គ្នាមួយណាហេតុផលនៅពេលដែលរៀនគ្រូដំបូងដែលខ្ញុំជួបដំបូងខ្ញុំអាចនិយាយថាអាហ្នឹង 10% ដែលខ្ញុំជួបវាគ្រាន់បើតែជួប 10% ប៉ុណ្ណឹងវាអត់តន់ប៉ះពាល់ដល់បងបាទធម្មតាឥឡូវបងនិយាយចេះបងមាន6គ្រូដែលបងរៀនបាទអញ្ចឹងក្នុងមួយគ្រូជួបមួយគ្រូជួបមួយហើយជួបតាមបើយើងនិយាយថាដូចជួបតាមកម្រិតតាម level ជួបតាមផ្នែកទៀតហ្នឹងហើយអូនជួបអាកាលនៅសរិនក៏ជួបខ្លាំងដែរហ្នឹងអាហ្នឹងតម្រាក់ព្រីខ្លាហ្មងអាហ្នឹងចាំតិចទៀតយើងទៅនេះសិនពេលតងប្រឡឹងគាត់ថ្ងៃទី1អត់បានអញ្ចឹងបានន័យថាយើងលើកទៅតងប្រឡឹងថ្ងៃទី2ពេលយប់វិញហ្នឹងហើយតងប្រឡឹងលើកទី2ហ្នឹងណាគឺតងប្រឡឹងបែបអីគេគឺបែបគេហាយសពយកទៅបូជាគឺរៀបចំអញ្ចឹងហ្មងទី1ត្រូវមានមឈូសទី2ត្រូវមានទង់ប្រឡឹងទី3ត្រូវមានរបៀបដូចថាមានបងប្អូនអីគេសាច់ញាតិគេអញ្ចឹងហ្មងរៀបដូចយើងហាយសពមែនតើហ្នឹងប៉ុន្តែខ្ញុំឮថាពេលដែលហាយហ្នឹងអ្នកដែលលើកមឈូសហ្នឹងអត់ឲ្យស្ដោះទឹកមាត់អត់ឲ្យរបៀបថាបន្ទោបងតាមផ្លូវឬក៏បោះសម្រាមចោលអីឲ្យប្រឡាក់ធននេះអញ្ចឹងហ្នឹងហើយអាហ្នឹងចឹងដូចគ្នាហ្មងបាទនិយាយរួមគឺអញ្ចឹងទាំងអស់គេរៀបបែបហ្នឹងទាំងអស់ហ្មងហើយមានអ្នកដើរតួអាចារ្យហ្នឹងទៀតគេឧបកិច្ចមិនដើរតួអធិស្ឋានគេឧបកិច្ចហ្នឹងហើយអញ្ចឹងយប់ទី1ហ្នឹងបងអ្នកធ្វើឲ្យដាច់អាហ្នឹងមកទទួលស្គាល់ណាលើកទី2ចូលយប់មកក៏ចាប់ផ្ដើមធ្វើអាពិធីតងព្រលឹងហ្នឹងបែបហ្នឹងម្ដងទៀតទី1ហេតុអីបានជាលោកគ្រូគាត់ត្រូវមានមឈូសមានតងព្រលឹងគឺគាត់ឧបកិច្ចថាប៊ុនលីគឺស្លាប់ហើយអញ្ចឹងគេឧបកិច្ចគាត់ក៏យកថ្ងៃខែឆ្នាំកំណើតរបស់ប៊ុនលីហ្នឹងណាយកទៅសេទាំងអស់នៅលើកណាត់ហ្នឹងហើយយកទៅដាក់នៅក្នុងមឈូសហ្នឹងគ្របមឈូសហែសពប៊ុនលីចាញ់តែរូបកាយរបស់ប៊ុនលីដែលគាត់នៅរស់ហ្នឹងគាត់នៅលើផ្ទះគ្រូឯណាអញ្ចឹងរៀបហ្នឹងរៀបនៅក្រោមដល់ពេលរៀបក្រោមហ្នឹងរៀបចេញសែនរៀបចេញអស់មឈូសអស់អីហើយចេញដូចមែនតើអញ្ចឹងគេគ្រាន់តែឧបកិច្ចថាឥឡូវមេងលីគាត់ស្លាប់ហើយអ្នកឯងបានកាច់គ្នាស្លាប់ហើយគ្នាខុសសម្បត្តិហើយវាខុសតម្រាគ្រូឥឡូវគ្នាស្លាប់ហើយអញ្ចឹងវាអត់មានអីដែលត្រូវអ្នកត្រូវនៅបន្តទៀតទេអញ្ជើញទៅចង់អញ្ជើញតាចង់បានអីយកទៅគេឲ្យហើយមឈូសក៏គេឲ្យសពក៏គេឲ្យដែរយកទៅអញ្ចឹងគេប្រើនៅក្នុងក្បួនតម្រាមួយដែលឧបកិច្ចគ្រូក៏គាត់រៀបឲ្យបងគឺអ្នកដែលលើកមឈូសហ្នឹង
Trong đó mà chu xéo thêm chu vay thông phạt kia nè. Trong bị xéo lên lực ở bay này ai có thui đây mà chu nâng không. Tại tao bởi dương lực tầng 2 tổ hiện 4 này tới việc khổng mông về ruột lực. Ngày còn ta trong vậy ta bởi dương bay này dương lực tới có việc pot đây của. Thì mới phạt kia thì pi miền sọp này không nâng miền tên đây. Đó bây chẳng có bộ bò này lực xài nó xài thơm mấy ở pot tẹt cũ ô tô có tận nóm để thả nó là bọn tẹt quan chẳng á. Hãy xài tranh từ hay thua đôi miền tên. Phụ viết bông mơ ảnh. Nên giúp viết theo kêu bông mơ ảnh nhé. Bộ buộc phải lưng không ai tay hông đây vì chăm si rồi có việc khâu xong bảo vì chăm cắt nữa á. Vì bông mơ thơ ôm mà chu nó tranh tới ở đó pot ta là bọn nắng. Tại lẽ mà chu nó trao là ở video ấy pot bị té anh cứ video ấy quát cả ao thưa chẳng phụ bón cả bàn thưa chun phụ quạt đó về thưa ruột có mình ly nữa á anh vậy ta chẳng được ở phía này 20 chẳng ổn lý quát đăng luôn phim mà quát đăng luôn tại mình đăng luôn nó là biết đôi kia ngược mau chla ấy lên ai mong tê năng ngày còn ta quát ngược mà phim quát phịch phê đó quát vậy ta mới quát sấy tắc quát xong tắc phật quát sấy tắc này xong tắc có vô tắc ở quạt phật đọc về chén xu thật quát nó thầm đá đôi mình được cho cô chứ về còn người mới dùng xu ông bà trai phải ghé dân xu bon bòi mà dây bon có tha con người đấy nha o cả lăng có đau chân ngay về có tha có đau chân ngay về tụi nó mà đo đi với chân ngay nhá có xong đê xanh có đê tay khú có đê đây có tha đê tay chẳng đọc về ta đê chứ á đừng có mà mưa biệt mà chị cao nâng bỏ sân chỉ miền tu sắp đôi smartphone này lấy nhom phai thọt tục thợ ai xa mong tới luộc lần sẽ lap ôn gì miền vừa đâu luộc lần khá là cái pi thi tôn tivi nâng pi dục nâng thưa chấp pi mong bảy dục tới á chẳng pi để quạt kê nâng ọt kê nâng một asana ai khật quạt tránh mà lại một bọt đại bong khơi vô con mà đạn này năng ấy quạt đê đọc pi quạt đê quạt mà mờ đôi con mà mờ gì thăm mà chắc vô các ba là anh Vinh tại con mà mơ nè nhưng mà ăn vậy ta quát khơi nhá nè tại con mơ tha vô cả ba anh Vinh muối còn được khơi chẳng khổ cả tháng vì mà mơ tê vì nơi sờ bắn là khó vì phải lần vì toàn châu ở tê giờ bên nơi sờ bắn là khó khơi mà mơ phát tapi mà mơ chẳng rốt quát ngắm thế đó nè hay dưỡng chèn coi bọ tay nè ơi rồi rôm các miền thằng hai miền này còn đọc bọ tay cũng ơi rồi rôm thì nếu bọn tách tay chẳng này ở bên coi tiết mà mơ tiết ổn con mà mơ tiết con mà mơ có xảy hãy cùng cho con ăn vậy chăng mà hãy cùng cho con ăn hay con vậy bây giờ chỉ tất đến sấy ai mà được sấy nam mà nè nhỉ còn ai mà nè sấy nó cho con ăn trong bọn tên mà nè sấy nó nè kì bông cho là lời mong gì tam thòng nhưng mà hiên bị dồn là tao hay là nhưng phụ nhau dồn đài để thòng chẳng có sấy chẳng tiệt cũ quát nơi tên vậy chúng ta viêm mà mới ấy bông lý quạt kì những á thà con mới còn mới tới thà có tới quạt hay cho cũ bòn ấy đai con coi là bọt con nâng ta đái lắm nè con coi con xịt sòng cũ con xịt ta sòng này con xịt sòng mà tôi còn lừa chừng coi được trẻ ngắt nè con coi chẳng con coi con ao mộc đó con nghiệm mơ trẻ con nghiệm mơ ta cam chả hay con vậy trẻ hãy cho ta na bên nắng âm như là cái cho lừa te hay trong bên đây thà cũ quạt khơi tay quạt khơi nâng quạt cọt miền mà prap dương tha à với đã quạt khơi nâng nè na đây quạt vậy đôi khọt chẳng tha hãy cho tới na làm mà vinh có sẽ ta quạt vậy tập bắn nâng có chụp mót có hộp lưu thom mà đà hay có quạt ở miền prap nâng tha mấy những anh khơi chạy cứ quạt prap mong cũ quạt ai phép dương đi quạt ai phép về phật máu nó khơi ta vì sọc sờ bài hơi nó khơi ta ao vì phật tay cũ trông vào lần ấy ban ấy cái dôm chú vô ấy tao ruột ao hai vì trong sọc cột ấy vì ban sọc ấy sao ta sai lang mong bật ồn lên cắt phật mong anh vô tha bật lưng ảnh mau ấy tại mình phải có thắp bật lưng ảnh mau khục đọp đi anh vô biển nâng nhưng đôi tập biển vậy ta ở hệ nơi lái ở hai nơi tích cũ còn vậy chăng mong bớt cũ của con tha cầm áo à lý vì nơi te ăn tiết anh vô vì te vinh tới vẫn nói vị trí hai giờ lát ôn vị trí hai đập về chăng con đi say lý nó chọc bị lừa te tới tại phải trẻ lý con bị ca chơi ngay phụ con cổ thân nặng bộc bạ chơi năng con bị ca chơi ngay sai con cho phải lừa te tới ngay xếp theo hướng ấy bong môi để con mà riêng cho môi xăm hai chung con mong tới bong đa để riêng một nhom năng sai anh cho hết con đa lao mà với con vô à thong cả ai bong lý nữa á con tao ban vô con lang vô từ vô đập con lang từ vô rồi con lang từ đó phía một asana mong bật ôn con sẽ là bắt mọt vô mà đừng con dễ tham mà chết bông mình liên cùi một asana ở trên bồn ly con cùi một asana
គាត់ថាលីគាត់ចុះទៅហើយតែគាត់ពេលដែលគាត់ឡើងមកយកកៅអៅហ្នឹងលីគាត់នឹងអង្គុយមុខអាសនៈហ្នឹងអង្គុយកៅអៅពាក់អាវពណ៌សខោពណ៌សអង្គុយដូចបន្នំស្មាតោដូចអង្គុយចាំគេកាត់ក្បាលអញ្ចឹងដូចអង្គុយបន្នំមួយដូចមានធូបមានទៀននៅពីមុខចាំគេកាត់ក្បាលហ្មងណាដូចអង្គុយលុតជង្គង់ហ្មងអូនមុខអាសនៈហ្នឹងគាត់ថាឃើញរូបហ្នឹងហ្មងគាត់សិលាបាត់មាត់ហ្មងអញ្ចឹងគ្រូក៏គាត់និយាយពាក្យហ្នឹងដែលបងនិយាយមែនថាអស់ហេតុនៅឡើយអស់ហើយនៅបន្តិចព្រលឹងរបស់វានៅនេះវាអត់តន់ចូលស៊ុបទេរងចាំឲ្យគ្រប់មួយសិលខ្នើតនឹងព្រលឹងវាចូលស៊ុបហើយអញ្ចឹងគ្រូក៏គាត់អន្តងព្រលឹងរបស់បងលីហ្នឹងទុកនៅអាសនៈហ្នឹងសិនគាត់ថាចាប់ពីថ្ងៃ7ថ្ងៃរាប់ពីថ្ងៃហ្នឹងទៅដល់ថ្ងៃទី7ហាមអត់ឲ្យអ្នកណាគេទាំងអស់សូត្របល័យពាក់ព័ន្ធជាមួយនឹងទី1បល័យកំចាយទី2បល័យចេញប្រយុទ្ធដូចជាបច្ច័យសង្គ្រាមសនាសនៈហៅបច្ច័យចតុភូបច្ច័យឬក៏នៅក្នុងអន្តរបច្ច័យសង្គ្រាមគឺឲ្យសូត្រទេអញ្ចឹងវាអាចខ្ចាយព្រលឹងរបស់គាត់ប៉ះពាល់ព្រលឹងគាត់ឆេះដូចជាសូត្រក្រុងឆេះក្រុងអីចឹងឆេះឲ្យព្រលឹងហ្នឹងអត់នៅទេអញ្ចឹង7ថ្ងៃរាប់ពីថ្ងៃទី1ដល់ថ្ងៃទី7អត់ឲ្យប៉ះពាល់នៅក្នុងបល័យបំបែកបល័យអីទាំងអស់សូម្បីតែឡើងទៅអុជទៀនអុជអីហ្នឹងក៏អត់បានដែរគាត់អត់ឲ្យគាត់ថាទុកទៅទុកចោលទៅទុកឲ្យព្រលឹងវានៅនឹងសិនព្រោះព្រលឹងវាពងខ្លាចព្រលឹងវាពងខ្លាចហើយអ្នកណាក៏អត់លឺដូចមនុស្សងាប់អញ្ចឹងហើយអ្នកណាក៏មិនលឺដែរផត់តាពី7ថ្ងៃបងនិយាយឲ្យឆាប់យល់ផត់ពី7ថ្ងៃឥឡូវផត់7ថ្ងៃគ្រូក៏គាត់អុជទៀនជ័យមកគូហ្នឹងពីមុខកម្មចដាលចុះហ្នឹងណាកម្មចដាលចុះហ្នឹងគាត់ក៏ថាគាត់ប្រើម្នាក់ទៀតទេតែគាត់ម្នាក់ទៀតហ្នឹងគាត់នៅរៀងឆ្ងាយពីដៃណាអញ្ចឹងបងអ្នកនៅចិត្តដៃអញ្ចឹងបងឈោងឲ្យគាត់ហ្មងទៅគាត់ក៏និយាយតែចេះដាក់ទឹកសិតផ្តិលចុងជើងថ្វាយទេវតាដាក់ទឹកមកផ្តិលយើងហ្នឹងឯណាដាក់នឹងទៅទៀនមកគូធូប3ទសៃដាក់នៅតំណឹងហើយគាត់ថាកៅអៅវានៅអត់សួរថាកៅអៅរបស់អាលីនៅអត់បងនេះគាត់និយាយថាអត់នៅទេគាត់ក៏និយាយថាអត់អីទេចឹងដល់ពេលចឹងទៅគាត់នឹងគាត់ថាឧបកិច្ចទៅចឹងឧបកិច្ចទៅណាយកកៅអៅឲ្យមកឈុតមកកៅអៅបងយកកៅអៅឲ្យមកឈុតមកឧបកិច្ចតែកៅអៅវាទៅរៀបឲ្យវាព្រលឹងវាទៅផ្ទះកាន់ភ្លើងជ័យទៅផ្ទះហើយអញ្ចឹងគាត់ចង់និយាយថាពេលហ្នឹងគឺធ្វើពិធីគ្រប់ថ្ងៃដែរព្រលឹងរបស់គាត់ធំហ្នឹងចូលខ្លួនគាត់វិញហើយអញ្ចឹងជូនតាណាវាទៅឲ្យវាសុខសប្បាយអញ្ចឹងបានន័យថា7ថ្ងៃបន្ទាប់ពីយើងធ្វើកិច្ចបានជោគជ័យហ្នឹងហើយបាទដល់ពេលអញ្ចឹងគាត់ក៏អុជទៀនអុជធូបដូចបងនិយាយមិញអញ្ចឹងណាជូនព្រលឹងទៅល្ងាចក៏គាត់ឲ្យបងកាច់កតងបត់3បត់ចំោះធូប3បត់ចំោះជ្រូកព្រោះអីកតងវាខុសគ្នាវាមានអា3បត់3រូត3បត់4រូតវាមានកតងព្រាយកតងខ្មោចផ្សេងគ្នាបាទកតងខៀវរៀបផ្សេងកតងខ្មោចរៀបផ្សេងកតងពេអំពើរៀបផ្សេងបាទអញ្ចឹងគាត់កាត់3រូតអាត្រីកោណហ្នឹងណា3ហ្នឹងគេហៅ3បត់ចំោះជ្រូករៀបអញ្ចឹងទៅដាក់ទៅលើហ្នឹងមានថ្ងៃខែឆ្នាំកណ្ដោឈ្មោះអីហ្នឹងយកទៅដាក់ចោលទៅឧបកិច្ចទៅណាឲ្យព្រលឹងវាបានស្ងប់ឲ្យវាចូលខ្លួនវាបានស្ងប់នឹកឃើញនឹកទី2ថាអូបានសុកឲ្យលើកនឹងសុកមែនតើណាអត់ដូចអ្វីដែលបងគិតមិញទេបើថាអូបានសុកមែនតើហើយមែនបើគ្រូបងពេលដែលគាត់អន្តងព្រលឹងរួចគាត់អត់សុបាយចិត្តទេសំតែគាត់ជួយកូនសិស្សគាត់បានហើយសុបាយចិត្តណាបាទគាត់ថាគាត់អត់សុបាយចិត្តទេបងដាច់ចិត្តសួរលោកគ្រូអើយខ្ញុំសួរលោកគ្រូតាមត្រង់មកសួរលោកឪលោកពុកសួរតាមត្រង់តើមានរឿងអីខ្លះនៅអំឡុងពេលដែលលោកពុកជួយបងលីសួរត្រង់ហ្មងពុកក៏គាត់និយាយថាកូនអើយជីវិតរបស់អញដូចដាក់លើជើងពៀនអញ្ចឹងល្បេះក្បាច់តែបន្តិចអញអ្នកងាប់ជំនួសអាលីទៀតគាត់និយាយអញ្ចឹងណាគាត់ថាគ្រូនឹងសិស្សបាតដៃកសាច់ខ្នងដៃកសាច់ទោះមិនមែនកូនអញបកើតែវាស្ពះអញបាតជើងវាទុកអញជាគ្រូវាទុកអញជាឪវាគាត់និយាយអញ្ចឹងណាគាត់ក៏និយាយពីមូលហេតុអីចឹង1 2 3គាត់ក៏ប្រាប់ពីរឿងបកតម្រាហ្នឹងវាមាន2មួយគេហៅបកតនាសក្រាចការទុះទាយដឹងមុនបកសក្រាចឬក៏អ្នកខ្លះគេហៅបកសក្រាចគេហៅបកហៅពិជ័យបានន័យថាហៅពិជ័យគឺសំដៅទៅលើគ្រូដែលគុណគូទុះទាយមុនដឹងមុនទី2ហ្នឹងគឺគេគាត់ចង់និយាយថាការបកតម្រាសក្រាចនឹងដូចគ្នាតែគ្រាន់តែថាមើលពីជោគជតារបស់មនុស្សជួបគ្រោះអត់គ្រោះស្លាប់អត់អីចឹងណាគាត់ក៏បកអានឹងមើលដល់ពេលបកអានឹងមើលគាត់និយាយថាបុនលីច្បាស់ថាអត់រੂទេគាត់និយាយថាវាខុសតំណមគ្រូខ្លាំងពេកច្បាស់ថាវាអត់រੂទេខុសច្រើនរឿងពេកខុសច្រើនគាត់ខុសដដែលពេកអូននិយាយតាមត្រង់បងអត់បន្ទោសថាគ្រូដាក់ទំនាយគាត់ទេបងលីហ្នឹងណានៅអត់បានយូរទេគាត់ក៏និយាយចឹងក៏តាំងពីពេលហ្នឹងមកអូនរយៈពេលដែលបងរៀនមួយគ្រូបងហ្នឹង2ឆ្នាំដែលបងរៀនមួយគាត់ណាលោកគ្រូអុកផាឡៃបងបញ្ជាក់គាត់ឈ្មោះលោកគ្រូអុកផាឡៃនៅព្រែក2កំពង់ឆ្នាំងគឺគាត់
អាចនិយាយបានថាបងរៀនមួយគាត់ចាប់ហើយរឿងក្បួនទាំងអស់ហ្នឹងណាបងរៀនចេះចាំពីគាត់ហើយបាទអញ្ចឹងបងក៏ឈប់ហ្នឹងបងត្រឡប់មកផ្ទះម្ដងហើយលបាក់នៅឆ្នាំ2008 2009បងអាចប្រាប់រយៈពេលម្លងពេលមួយថ្ងៃរៀនប្រហែលមួយឆ្នាំដែរឆ្នាំពេល2ឆ្នាំថា2ឆ្នាំចុះអត់ដល់ទេថា2ឆ្នាំតែឡើងចុះផ្ទះធម្មតាឬក៏អត់ទេនៅផ្ទះគ្រូហ្មងគេឲ្យមកទេហើយតែហ្នឹងគេឲ្យមកតែបងមិនចង់មកនឹងមកទៅអីយើងនៅណោះសបាយរបៀបបដូរបរិបត្តិខ្លួននៅហើយបងនៅណោះហើយហ្នឹងបងអញ្ចឹងមកផ្ទះទេលបាក់2008 2009ហ្នឹងហើយបងដែលបងមកផ្ទះវិញបងអត់ចាំដែរឡើយជាស្រ័យណាបងអីអត់ចាំដែរពេលដែលបងមកផ្ទះដល់ពេលបងមកផ្ទះបងនៅមានតែអ្នកតំណងនៅរាប់អាននេះធម្មតាទេបងប៊ុនលីហ្នឹងក៏អត់អីដែរហ្នឹងហើយក៏គាត់អត់អីដែរគាត់ទៅស៊ូសុកទុកទៅគាត់ថាគាត់នៅឈឺនៅអីចឹងធម្មតាតែគាត់ដាក់រួចទេគាត់ពិការអញ្ចឹងណាហើយតែគាត់ជីតែគាត់នៅពិការគាត់ដើរមិនកើតអីចឹងណាអូនឈើច្រត់ឈើអីចឹងទៅដល់ពេលចឹងទៅនៅកំឡុងចុងឆ្នាំ2009ក៏បងទទួលមិនដឹងថាគ្រូបងហ្នឹងគាត់ស្លាប់បាទគ្រូបងគាត់ស្លាប់ដោយសារជំងឺរបស់គាត់អីចឹងណាអូនគាត់ក៏ស្លាប់បងខូចចិត្តរឿងហ្នឹងទៅអញ្ចឹងបងងាកបន្តិចបងបវលសាច់រឿងបន្តិចក្រុមការងារបងអូនក៏តាក់ទងមកបងដើម្បីគាត់ហៅខ្ញុំមកថតហ្នឹងណាបាទនិយាយហ្នឹងបងនិយាយហ្នឹងក៏បងប្រាប់គាត់ថាបងចង់លឺនេះយកមកនិយាយហើយអារម្មណ៍បងអត់នឹកស្មានរឿងមួយទេអូនបងនឹកថាគាត់អត់អីទេអញ្ចឹងបងអត់អស់ចិត្តពេលដែលក្រុមការងារណៃឆាតទៅស៊ូបងនឹងរួចបងអត់អស់ចិត្តបងទេទៅម៉ាក់គាត់អ៊ំបងមីងលីមិនហើយគាត់ក៏និយាយថាចេះកូនឯងណាគេសួរវាទៅអីអញ្ចឹងណាថាខ្ញុំពូម៉ាក់គាត់ស្គាល់ទីយូរអីជាមួយពី3អញ្ចឹងណាណែនាំខ្លួននិយាយដូចគាត់ថាអើយកូនឯងកូនបាត់កូនឯងយូរហាក់ដែរឃើញកូនឯងមកលេងម៉ែសោះគាត់និយាយចឹងគាត់ថាបលីស្លាប់ហើយអូចឹងបងតំដឹងព័ត៌មានហ្នឹងខ្ញុំដឹងពេលដែលបងមកនិយាយរឿងហ្នឹងដែរចឹងមិនបងនិយាយថារឿងនេះបងអត់ដែរនិយាយនៅក្នុងកម្មវិធីបងទេព្រោះអារម្មណ៍មួយដែលបងនៅក្នុងរឿងហ្នឹងហើយបងអត់ចង់និយាយសារគ្រូបងគាត់ស្លាប់អត់ចង់និយាយរឿងហ្នឹងទេគាត់នៅសម្រាប់ចិត្តបងលឺគ្នាយកមកនិយាយរួចក៏បងទេទៅសួរហ្នឹងក៏ទទួលមិនដឹងថាបងលីគាត់ស្លាប់បាត់ហើយបាទហើយមួយវិញទៀតអ្នកដែលរៀនមួយបងមិន4នាក់ដែលបងនិយាយមិញណា4នាក់កូនសិស្សសូត្រស្ដាំគឺបងលីកូនសិស្សសូត្រឆ្វេងហ្នឹងគឺបងដាបាទហើយម្នាក់ទៀតទៅតាណាមួយថ្ងៃហ្នឹងហើយម្នាក់ទៀតមកតាណាមួយបងហ្នឹងអញ្ចឹងសូត្រឆ្វេងសូត្រស្ដាំស្លាប់ទាំងពីរបងដាក៏ស្លាប់ដែរលងទឹកយូរនៅហ្មង2017គាត់នៅកំពង់ចាមគាត់លងទឹកស្លាប់អត់ដូចគ្នាមានប្រពន្ធហើយមានកូនមួយហើយបងដាបាទហើយគាត់ស្លាប់ហ្នឹងគឺស្លាប់ទាំងឪពុកស្លាប់ទាំងកូនមិនចឹងកូនគាត់លងទឹកហើយគាត់ចុះទៅជួយទៅលងទៅទាំងពីរនិយាយមកចេះប៉ុន្តែអាចតាក់ទងនឹងមន្តអាគមអីអត់ទេគឺអាយុគាត់ត្រូវអស់អាយុគាត់ត្រូវចុះបងមានបានសួរព័ត៌មានពីប៊ុនលីហេតុអីគាត់បាត់បង់ជីវិតបងក៏បានសួរដែរសួរម្ដាយគាត់មិនសួរបងប៊ុនលីទេព្រោះគាត់ទៅបាត់ហើយសួរម្ដាយគាត់និយាយថាវារ៉ាំរ៉ៃប៉ះជើងបុកនឹងទៅគាត់ថាត្បិតតាជាមែនថាខ្ទុះនៅក្នុងឆ្អឹងគាត់មិនទេបងមិនដឹងនិយាយរ៉ាំរ៉ៃជើងរ៉ាំរ៉ៃទៅឈឺទៅចេះតែធ្ងោមុនគាត់ស្លាប់ហ្នឹងគាត់ធ្ងោ2ថ្ងៃហើយដេកឈឺចឹងយប់ឡើងស្រែកឈឺណាស់ចឹងណាម្លង2ថ្ងៃពេលព្រឹកហ្នឹងគាត់និយាយថាគាត់ឈឺខ្លាំងដាច់ខ្យល់ស្លាប់ហ្នឹងអត់អីទេបងយើងមានតែធ្វើបន់ទិកសលជូនផលបន់អីចឹងឲ្យគាត់ទៅកាន់សុគតិភពអីចឹងទៅអូខេអ្នកនរគ្នានេះគឺជាសាច់រឿងទី1ដែលបងដាវគាត់បានចែកម្លែកខ្ញុំគិតថាអ្នកនរគ្នាច្បាស់ជាស្ដាប់ជក់ចិត្តដូចខ្ញុំដែរហើយនេះគឺជាលើកទី1ដែរដែលគាត់ចែកម្លែករឿងការគាត់ហ៊ានមន្តអាគមពីដំបូងឡើយការចាប់ផ្ដើមនៃចាប់ផ្ដើមរបស់គាត់បាទអ្នកនរគ្នាដឹងហើយថាកម្មវិធីរបស់យើងអាចដំណើរការបានដោយមាន sponsor ធំរបស់យើងគឺ Smart Asita អញ្ចឹងបើអ្នកនរគ្នាចង់តាមដានកម្មវិធីកំសាន្តឬក៏កម្មវិធីតុកភ្លឺ background ងឹតអីកុំភ្លេចចូលទៅ subscribe នៅលើ channel Smart Asita ឥឡូវយើងទៅបន្តសាច់រឿងទី2របស់យើងហ្មងណាអូខេបាទអញ្ចឹងចូលសាច់រឿងទី2គឺរឿងម្ដាយមីងបងហ្មងនៅកកោពោធិ៍សាត់អ្នកអាលុះអាលៀងពោធិ៍សាត់ស្គាល់ច្បាស់ណាស់អាលុះអាលៀងរឿងហ្នឹងគឺសុំកាត់ទៅមកអាលុះអាលៀងហ្នឹងជាឈ្មោះតំបន់ឬក៏ភូមិគេហៅអាលុះអាលៀងអូខេបងវត្តអាលុះហ្នឹងក៏លោកហៅដែរអូនអ្នកនៅពោធិ៍សាត់ស្គាល់អ្នកនៅនិយាយរួមអ្នកចូលទៅខាងអាលុះអាលៀងភូមិថ្មីអីហ្នឹងស្គាល់ហើយវត្តអាលុះហ្នឹងលោកហៅលោកសត្វហែសពអូជាក្រុមហ្មងហ្នឹងហើយយប់ឡើងទៅទិញស្នូតជូអូនណាមកវិញជិះចូលក្បួនគេហ្មងអានេះជិះចូលក្បួនគេពងហែខ្មោចហើយឥឡូវដែលមានប្រវត្តិនៅស្រុកស្រែចកាណាហែខ្មោចម៉ោង9ម៉ោង10យប់សុខអញ្ចឹងអាហ្នឹងយើងដឹងច្បាស់ហើយតែខ្មោចលងយើងហ่ะអញ្ចឹងយើងឥឡូវបងនិយាយរឿងផ្ទះរបស់មីងបងវិញគឺមីងសុបិន
គាត់ឈ្មោះមីងសុបិនផ្ទះគាត់ហ្នឹងយ៉ាអូនគាត់មិនមែនធ្វើថ្មីទេផ្ទះហ្នឹងណាអញ្ចឹងសាច់រឿងពីដំបូងចេះផ្ទះគាត់មិនមែនធ្វើថ្មីទេបានន័យថាផ្ទះគាត់ហ្នឹងផ្ទះចាស់ទេគ្រាន់តែវិទាបអញ្ចឹងលើកឲ្យខ្ពស់យល់ទេអូនតសអីអញ្ចឹងធម្មតាអញ្ចឹងមុននឹងខ្ញុំនិយាយរឿងហ្នឹងគឺខ្ញុំសុំបញ្ជាក់ទៅកាន់អ្នកនរគ្នាបន្តិចក្បួនខ្នាតនៅក្នុងការធ្វើផ្ទះពីដើមណាអូនដែរធ្លាប់ឮពាក្យថាកបិតដងអូនលងប្រងស្រីដោះញោអង្គកយ៉ាយកឡាត់7ពីត្បូងដងពីលិចអត់ដែរឮដែរអានឹងសិតតែក្បួនពាក្យដែលគេនិយាយពីដើមពាក់ព័ន្ធជាមួយការសាងសង់ផ្ទះឈើមុននឹងគេយកមកធ្វើផ្ទះណាគេសិតតែមុននឹងកាប់គេសូត្រសិនគេសែនសិនគេយកមកប្រោះព្រំសិនគេលើករួចគេត្រូវធ្វើម៉េចគេរៀបចំថ្នឹមផ្ទះហ្នឹងគេមើលម៉េចដូចអីគេថាចិត្តនឹងទឹកអីកគីនឹងដីមិននេះបងភ្លេចពាក្យហ្នឹងគេចង់និយាយថាឈើណាវាធន់នឹងទឹកឈើណាវាធន់នឹងដីបាទវាមាននាងគង់ហ៊ីងឬក៏នាងផ្គោលន់នាងទឹកនឹងខ្យល់អីទឹកដីភ្លើងខ្យល់អីចឹងណាមុនគេធ្វើផ្ទះគេគិតអញ្ចឹងផ្ទះមីងបងហ្នឹងគាត់មិនមែនថាផ្ទះសាងសង់ថ្មីទេផ្ទះហ្នឹងគ្រាន់តែវាលើកអញ្ចឹងផ្ទះគាត់ហ្នឹងតសកដាលផ្ទះ3មិនមែន1ទេណា3តសអញ្ចឹងផ្ទះធំមកផ្ទះ3ខ្នងអូផ្ទះឈើតែ3ខ្នងហ្នឹងហើយបើថា3ល្វែងហ្នឹងណាយកតែពីដើមទៅសកដាលផ្ទះទៅសពីដើមជាពិសេសអ្នកនៅភូមិថ្មីហ្នឹងកាលពីដើមផ្ទះទៅសធំនៅដល់ឥឡូវទៅសផ្ទះគេមួយសុបប៉ុណ្ណោះ3អាចទៅសចំកដាលគេហ្នឹងវាខ្ពស់ជាងគេព្រោះវាចំអាតបូលកដាលអញ្ចឹងវាខ្ពស់ហ៎អញ្ចឹងដល់ពេលលើកទៅវាខើចអាជើងតាងក្រោមហ្នឹងវាខើចដល់តែពេលខើចទៅអត់ដឹងថាបច្ចេកទេសមិនទេសុំទោសមែនគេលោខ្ញុំនិយាយទៅខុសអីសម្រាប់អ្នកបងប្អូនដែលគាត់ជាជាងធ្វើផ្ទះគាត់ថាខ្ញុំនិយាយខុសអីហ្នឹងសុំទោសព្រោះអត់ដឹងមែនបាទបងដឹងថាគាត់ហ្នឹងសម្រួចឬក៏ប្រខិតប្រមិចទេណាតសកដានហ្នឹងដាក់ឲ្យវាស៊ីឲ្យវាត្រូវជាមួយអាធ្នឹមក្រោមផ្ទះនេះអាខាគេជើងតាងនេះដាក់ឲ្យត្រូវអាជើងតាងផ្ទះហ្នឹងដល់ពេលដាក់ទម្លាក់ចុះក្រោមវាខើចអាលើវិញវាទៅខើចអាដបូលលើមេដបូលលើវិញដល់ពេលខើចវិញបងហ្នឹងគាត់ហ្នឹងក៏និយាយថាអាដបូលវាខើចមិនដឹងធ្វើម៉េចកាត់មកកង់ហ្នឹងយកមកដាក់ទ្របមកហមឈើផ្សេងមកទ្របទៅយកមកកល់មកកង់ទៀតមកកុំឲ្យគេទងវែងឆ្នាំងវែងពេកទៅគាត់អត់បានដឹងពីអាតលៀមទលាប់ការសាងសង់ផ្ទះហ្នឹងមិនចាស់ពីដើមលោកថាអាណាគេធ្វើផ្ទះឲ្យកបត់ក្បាលអញ្ចឹងអានោះដូចខ្ចីក្បាលគេយកមកដាក់ហើយផ្ទះហែកទ្រូម្ចាស់ផ្ទះដាក់ទំនាយខ្លួនឯងស្រាប់តៃហោងអត់បានទេណាចាស់ពីដើមចុះតាមពិតបើឃើញលើបើតសគេខោអញ្ចឹងគេចាក់ជើងតាងថ្មឲ្យវែងទៅអត់ចាំបាច់យើងទៅកោលពីលើវិញដោយសារគាត់គិតថាចង់ឲ្យឃើញអាក្រមនឹងស្អាតប្រហែលទេណាខ្ញុំគិតថាគ្នាអញ្ចឹងណាឲ្យឃើញអាក្រមនឹងស្អាតទៅតែលើមានណាតែមើលឃើញយើងកោលទៅខ្ញុំគិតថាគាត់ក៏កាត់អាកណល់ហ្នឹងថាឲ្យលើសខ្វះទៅណាអូនថាឲ្យលើសខ្វះតែមហាត់ដៃទៅកណល់ហ្នឹងមហាត់ដៃទេក៏យកមកកលហ្នឹងផុតតែពីកលរួចគាត់ក៏ជាវយន់គេហៅយន់អូនឯងលើពាក្យយន់គ្រួចទេអាយន់គ្រួចតែគេដាក់នៅក្នុងផ្ទះហ្នឹងឯងយន់ក្រហមហ្នឹងហើយយន់គ្រួចហ្នឹងហ្នឹងហើយនិយាយរួមទៅអូនមីងគាត់ក៏មិនសូវជំនឿរឿងខ្មោចរឿងព្រីរឿងអាបនឹងទេដល់ពេលអញ្ចឹងគាត់ក៏ធ្វើរួចណានឹកឃើញតឡើងផ្ទះថ្មីសូត្រមុនបន្តិចទៅត្បិតថាផ្ទះយើងចាស់មែនតែយើងបានលើកឡើងថ្មីយើងថែមថយអញ្ចឹងមុននិមន្តលោកមកសូត្រមុនខ្លះទៅព្រោះមីងបងគាត់ខ្មែរគាត់មានជនជាតិទេគាត់ខ្មែរណាដល់ពេលអញ្ចឹងក៏និមន្តលោកភ្ញៀវពលឺក៏មកភ្ញៀវអីគេមកណាក៏គេហូបចុកអីចប់សពគ្រប់វេនមិនល្ងាចឡើងវេនបងប្អូនជួបជុំបងប្អូនយើងណាអូនដល់តែជួបជុំបងប្អូនយើងមិនមានការផឹកស៊ីឲ្យកាលហ្នឹងអូនអើយស្មាត់ទោស2009ដែរហ្នឹងបងប្អូនណាស់នេះអង្គុយក្រុមផ្ទះទាំងអស់យ៉ែទាំងបងប្អូនទាំងបងអីនៅនឹងផឹកស៊ីជុំគ្នាថ្នោតជូរហ្នឹងជុំគ្នាបងប្អូនដល់តែពេលអញ្ចឹងខ្លួនឯងយល់ថារឿងមិនអាចនិយាយថាវាផ្ទួនសម្រាប់បងពេលហ្នឹងវាចាប់ផ្ដើមជាពេលវេលាដែលបងចាប់ផ្ដើមជួបរឿងពពួកអមនុស្សហើយចាប់ផ្ដើមញឹកទៅហើយព្រោះបងរៀននៅខាងហ្នឹងវាមិនខុសទេដល់ពេលអញ្ចឹងក៏នាំគ្នាផឹកស៊ីអញ្ចឹងវាមានភ្ញៀវពលឺណាមកទៀតទេវាមានតែសាច់ឯងទេដែលផឹកនៅក្នុងផ្ទះហ្នឹងដល់តែផឹកស៊ីនៅក្នុងផ្ទះហ្នឹងណាផឹកស៊ីមីងបងគាត់ម្ចាស់កម្មវិធីអើយអញល្វើយណាអញឡើងទៅដេកមុនណាអញល្វើយព្រោះអញទទួលភ្ញៀវតាំងផឹកមិនហត់ហើយឡើងទៅដេកហើយពួកយើងថាអើយមីងអញទៅសម្រានទៅតែអត់អីទេទៅឲ្យពួកខ្ញុំផឹកស៊ីនៅហ្នឹងកាប់មន់កាប់ទីយើងក្មេងៗដែរមីងក៏គាត់ឡើងទៅសម្រានបាត់ទៅ
ដល់ពេលសម្រាប់បាត់ទៅពួកយើងផឹកស៊ីស្វឹងដេកនឹងក្រោមផ្ទះគ្រប់គ្នា បាទ បងប្អូនដេកក្រោមស្រាប់តែព្រឹកឡើងយើងដឹងស្រាប់ហើយណាបងប្អូនស្រុកស្រែចកាមិនមែនដេកដូចបងម៉ោង 9 ម៉ោង 10 ព្រឹកយើងងើបណាមាត់នឹងងាវងើប គាត់ល្ងាវគឺងើបហ៎មីងក៏គាត់ងើបមកបោផ្ទះហ្នឹងគាត់ក៏វាគាត់និយាយពួកអានេះផឹកស៊ីអត់មានដឹងថាចោលចូលផ្ទះសោះហ៎គាត់និយាយចឹងដល់ពេលគាត់ងើបណាហ្នឹងហើយពេលគាត់ងើបពេលព្រឹកហ្នឹងហើយយើងស្វឹងយើងដេកតែគ្រាន់បងដឹងស្មារតីខ្លះដែរមិនផឹកច្រើនចឹងណាហ្នឹងហើយឬគាត់និយាយចឹងក៏ងើបប្រាស់ខ្លួនងើបទៅជួយមីងជួយអីទៅបោសទៅណាគាត់និយាយចឹងដល់ពេលនិយាយចឹងយើងក៏និយាយលេងថាអូយមីងអើយមានចោលមកពីណាស្រុកស្រីផ្ទះមីងឯងមានអីគេលួចបងនិយាយលេងចឹងផ្ទះឈើសោះហ្នឹងមានអីគេលួចក៏និយាយលេងមួយគាត់ថាហែងមិនដឹងខ្យល់អីទេដឹងតែពីលហើយនៅនឹងចាចាជើងនិយាយដឹងខ្យល់ដឹងខ្យល់អីដឹងតែពីលហើយបងក៏អត់មាត់ស្រាប់តែម៉ោងបាយថ្ងៃហូបបាយអូនផ្ទះមីងបងណាដូចផ្ទះខ្មោចទិញកំពង់ឆ្នាំងចឹងកម្មចរាកាច់ចំហៀងអីចឹងដូចគ្នាបាទដូចគ្នាហ្មងគេហូបបាយក្រុមផ្ទះគាត់ចាំពូមកពូគេអ្នកធ្វើស្រែចកាណៃដឹងស្រាប់ហ្នឹងណាហ្នឹងហើយផឹកព្រមឡើងគេចេញទៅចកាចេញអីចឹងទៅហើយពូភាកច្រើនពេលខ្លះទៅគាត់អត់យកបាយទៅស្រែទេបាទអត់ប្រើកូនទៅច្រើនតែគាត់មកព្រោះចិត្តផ្ទះគាត់ដែរទេបាទមិនសូវប្រើទេយូរម្ដងទេឲ្យគេយកបាយទៅឲ្យអញ្ចឹងចាំពូមកដល់ពេលចាំពូមកគាត់ក៏និយាយរឿងហ្នឹងម្លងពេលពងហូបបាយនឹងជុំគ្នាយប់មិញភ្ញៀវពលឺអស់ស្មានណាគាត់សួរគ្រប់គ្នាអញ្ចឹងភ្ញៀវពលឺមិនភ្ញៀវពលឺហ្នឹងចង់និយាយទៅដូចភ្ញៀវកិត្តិយសអ្នកភូមិផងគេមកចូលរួមកម្មវិធីយើងអូគេហៅអូគេតំបន់ហ្នឹងគេប្រើពាក្យចឹងគេប្រើពាក្យពលឺភ្ញៀវពលឺសំបីតាបងស្រីក៏គេអត់ដែរហៅបងដែរគេហៅអ្នកស្រុកហ្នឹងហៅអ្នកអូគេហៅអ្នកចឹងហើយដូចថាអ្នកមុំចឹងទៅណាអ្នកធីចឹងទៅដល់ពេលអ៊ំអីយាយអីគេប្រើពាក្យធំអញសុខសប្បាយអត់ធំស្រុកហ្នឹងនិយាយចឹងនេះដូចស្រៀងស្អាងដែរហ្នឹងហើយគេនិយាយចឹងស្រុកហ្នឹងស្អាងដូចនិយាយចឹងដែរតែខ្ញុំអត់ច្បាស់ដែរដល់ពេលភ្ញៀវពលឺមិញពាក្យថ្មីខ្ញុំអត់ដែរហ្នឹងហើយភ្ញៀវពលឺនេះចង់និយាយអ្នកភ្ញៀវចូលរួមអញ្ចឹងគាត់សួរថាហើយភ្ញៀវពលឺអញយប់មិញទៅផ្ទះស្មានណាអស់ភ្ញៀវស្មានណានិយាយចឹងណាបាទហើយពួកបងផឹកស៊ីបងមានដឹងថាមីងឯងចាស់តែមីងឯងសួរខ្ញុំមិនដឹងព្រោះខ្ញុំម្លាយផឹកស៊ីចឹងណាបាទពូក៏គាត់លូកមាត់គាត់និយាយថាចេះបាញ់ស្មាន6ហ្នឹងឯងអស់ភ្ញៀវគ្មានភ្ញៀវណាមកអង្គុយត្រាំត្រែងទេតែអញ្ចឹងណាមីងក៏ថាអញវាមិនដឹងដែរព្រោះយប់មិញអស់កម្លាំងពេកឡើងទៅដេកតែយប់មិញមានភ្ញៀវពលឺ3ឆ្មាឡើងផ្ទះខ្លះចុះភ្ញៀវពលឺណា3ឆ្មាឡើងផ្ទះអញគាត់និយាយចឹងដល់ពេលចឹងគាត់ក៏និយាយចែកពីយប់មិញគឺអញ្ចែកគាត់ឡើងគាត់អស់កម្លាំងគាត់ឡើងទៅសម្រានហើយស្រាប់តែគាត់ថាមានមនុស្សម្នាក់ហ្នឹងប្រុស3ឆ្មាហ្នឹងឡើងមកលើផ្ទះគាត់3ឆ្មាហ្នឹងសបល់3ទៀត3ឡើងមកលើផ្ទះគាត់មកនិយាយជាមួយគាត់ថាមិនដែរបងឡើងផ្ទះអីសុខសប្បាយអត់មកនិយាយគាត់ដូចស្គាល់គាត់ច្បាស់អញ្ចឹងបាទស្រាប់តែអ្នកហ្នឹងគាត់និយាយរួចថាបងអើយខ្ញុំទៅវិញហើយបាទហើយគាត់ថាគាត់អង្គុយនិយាយជាមួយអ្នកហ្នឹងហ្មងអ្នកអើយខ្ញុំទៅវិញណាអ្នកបាទស្រាប់តែគាត់ចុះពីលើផ្ទះទៅមីងខ្ញុំក៏និយាយថាហ្នឹងហើយអ្នកអើយសុខសប្បាយអីចឹងណាបាទជូនតាណៅភ្ញៀវចុះតែពីលើផ្ទះស្រាប់តែមកសបកមីងគាត់និយាយថាអញ្ចេះឮពីណានិយាយគ្នានឹងកម្មចដានិយាយផងយំផងគាត់និយាយចឹងហើយគាត់ក៏គិតថាចេះអញគិតថាពួកហែងស្វឹងអីចឹងទៅពួកហែងតែអញស្ដាប់សលេងទៅដូចមិនមែនពួកក្មេងៗណាដូចសលេងចំណាស់តែគាត់ចង់និយាយកន្លែងនេះគាត់ចង់និយាយថាម្នាក់ដែលបាន3ឆ្មាឡើងផ្ទះគាត់ហ្នឹងចុះទៅយូរហើយចុះទៅមកស្ទូហើយមកសបកឲ្យអូនគាត់សម្រាប់វិញអញ្ចឹងបានតែគាត់សម្រាប់វិញគាត់សម្រាប់តែគាត់មិនមែនយើងគេងភ្លាមលក់ភ្លាមណាអូនគាត់ក៏លឺសំឡេងសើចផងយំផងដល់ពេលអញ្ចឹងអូនឯងដឹងមិនចិត្តគាត់ថាគាត់ចេញមកមើលមកគាត់ចេញមកមើលគាត់បើកទ្វារក្រាក់ចេញមកមើលមនុស្សម្នាក់3ឆ្មាកាឌៀតឆ្មាចេះមិនមែន3ទេអូនកាឌៀតដៃកាឌៀតអូគៀមក្លៀកដូចកបោហេអូយគៀហ្នឹងអូគៀដែរគាត់ខាង production ដែរខាងភ្លើងហ្នឹងអស់គ្នាគាត់ដើរទៅចេញពីមុំចែកដីមកវិញអញ្ចឹងគាត់ចេញមុំចែកដីមកឲ្យគាត់ក្បាលមកវិញដល់ពេលអញ្ចឹងទៅគាត់ទៅក៏បើកទ្វារចុះទៅមើលហ្នឹងដល់ពេលអញ្ចឹងគាត់ឃើញឆ្មាគាត់ឃើញមនុស្សហ្នឹងអង្គុយកាឌៀតឆ្មាគៀកឆ្មាចេះមិនមែន3ទេណាអូនគាត់កាឌៀតឆ្មាហ្នឹងដល់ពេលកាឌៀតឆ្មាហ្នឹងស្មាទោសណាគាត់ហ្នឹងក៏អត់ដឹងថាអ្នកនឹងណាគេដែរអត់ដឹងទេណាស្រាប់គាត់រហូតចុះទៅសួរគាត់រហូតចុះសួរថាឯងមកអង្គុយអីហ្នឹងស្មានហ្នឹងឲ្យមិនទៅផ្ទះទៅសុបាយមិនទៅដេកគាត់ចង់សួរអញ្ចឹងចាស់ពីដើមសួរតែអញ្ចឹងបាទស្រាប់គាត់ថាដើររហូតបោះហ៊ានដើរទៅហើយ
Chắc ta có tham mơ các bạn lại nó prơ được bắt các bạn. Chết tới sờ vắng tới sờ vắng. Năng sờ vắng có tham bên mà play bị đặt các bạn món này. Cái prơ tích tới. Ở bên chẳng có tục chân mình có khai khẩu đái. Bật phía kênh. Tao bảo hỏi mình. Năng ấy có đôi bật phía kênh. Ở Phật láng quạt đăng ngay quạt đăng thể dục mình những quạt mỏi lồ ngay. Quạt đăng ấy na. Ở bên quạt đăng quạt giấy nó còn giấy bịa tha. Vô hải như Phật gì. Mấy giờ đêm mấy giờ tao nặng chào chỗ tem đăng á còn vậy nó còn vậy phải nhẹ dần tiền trong giờ đại nhân năng ngày mình ở trong mình có lang kênh phải mong mán bữa mong bữa muối có tha nhiều bự lử tao hay nào xong luôn phật trong nhiều bự lử kia mà chui dương ấy chân mà chui từng cang như mà chui từng hộp nhưng năng ngày vì ai vậy thằng nhiều tăng mong màn đọc pin đọc thế ngay á nghĩa bà bong vinh nhưng mà bóng thời nơi tem mình nó là buồn phèm ngày để bong nên đang hay bong ăn chạp răm hưởng te năng này ăn chạp răm riêng mình còn co ăn cả nó chư nứng bộ mỡ khơi này năng này bằng doan phong vậy đúng có đặt doan trong cái chạp răm không năng này ăn chạp răm thì bộ cái thơ to chắc nhưng có nhung cái thà cái chuỗi smell đây bộ bong kết bong vậy đúng bong ăn chạp răm không bong ban tùng quỳ phải lật te năng hùng man năng này bong đăng vào năng đào pe trăng tàu ồn bộ bong nè cây này năng hai sọc bị đám nơi ở lúa leng năngครอบจ้าได้กวาดเลยนั่งอาจารย์ครอบเยธาศกนั่งมีนขมาวมีนอาบมีนไอจังงั้นนะมวยปีใบบนแผลจังกอดแผลได้เลยบงชื่อคลาอัดคลายผูกกันแล้วผมลงไปบงเรียนไหนบงชื่อคลาอัดคลายให้กันนั่งเสียแต่บงเนื้อแตะนั่งเก่งแตะนั่งนะโอนจะบ้านนะมันนึกได้เยอะเงือบมันนึกมาได้เยอะเงือบมั่งยังอัดได้จำแต่ซอแตะเกเตนะปะผู้ยังดังได้ทนำแตะเกมีนเนี่ยเนยแต่ซอแตะวิมีนเนี่ยเนยง่ายcái làng châu hàng tâyแต่ปุ๊บบอลเดียจองมงเง่มาจั่วขี้บองนึงจะโดนมวยจะโดนปีจะตูดมวยนึงมาจั่วดาวเป็ดได้เต้บองเอ๊ะฉลาดได้มีแต่ได้จำทนำแต่มวยดิยังเจ๊ได้มีนอ้อยมาจอนสูได้ดูก็สมตัวเจ๊ได้ฮะแต่เกมมันเหม็นแบบด่าโดยนาต่างออกเนี่ยเฮ้เงือบไปนะโอ้ในดังเกด่าเลยเวียบมาเจ๊ยกเชืองบางไอเลยยังเจ๊เอ้ยโดยยังเล่นมวยสกายเล่นมวยชมาเนี่ยลูกเชืองนั่งเหม็นลูกเชืองเมาเป็นจงเชืองยืนได้นะกุยปีตะซอกระดานั่งเมามองเชิงเวงโดยหนึ่งเนียดอย่างนั้นนะพายบองโปหนึ่งเนียดมันโตมึงยังเป็นเต้นนะอ่อนให้ยืงเวียนเหม็นแต่คืนจะบ้าเต้นบอกอ่อนเอาในโยเพียร์ด้วยกระไซมวยด้วยกระนัดมวยเวงเมาเอ๋ด้วยสบายไอ้มวยเพยจังเปอร์แต่คืนลูดจนปีตะซอกระดาเต้นนั่งเมาเล่นลูกเยอะโยเจอมังไอยังคืนเจ๊ตัวด้วยยังสาวแล้วบางคนนี่ก็คืนแต่บัดวิ่งมองไอ้บองจับประดามเมียตามแต่มิ้งไปหายเมียนะอย่างนั้นนะสกเสจะกาพองโอนไหนบองพลิงเยียงมวยมิ้งกดกับดามปริงปริงนั่งมีในขนมได้แต่มิ้งจังเปแต่มิ้งเลือกใหญ่หลองเต็กบัดสมโตตัวเนี่ยเปแต่มิ้งกดเลือกแต่นั่งกดเกลคัตตะโคยจังเถอะกับดามปริงนั่งกับดามเชยจังคลานั่งไงกับดามเชยให้ดามนึ่งปูใหญ่ท่าดามปริงนั่งมีนเกมมาสมเนยแต่พูดเอาเนื้อแต่มันต้องทักกินเนื้อออดเลยก็กระกับนั่งเจ้าเตยมองลองอะไรยังสมโตมิ้นด้วยต้มมนโลกมาได้ตีต้มโซดมนนั้นมาเลี้ยงเอามายุบเลี้ยงเอาคืนจังหมองมิ้นเคยไงม้วนอันเคยไงนี่กัดจังáก็แผลมิ้นแต่มิ้นอันเธอระเบียบเหมือนอันมิ้นใบสู้ตึกสู้ไอ้ทำเถอไซน์กรงบลีไอ้จะไตได้จะไตตั้งจะไตเพลิงไอ้อดสู้ก็ถ้าก็ทักอดอันดังแต่อันเลือกแต่เอาเชียงเลือกแต่โยมมองcon vậy mất chơi mỏng ổn trong thấy thơ nâng này xong bây giờ con bị ở thùng thì con mình ở phong con vậy ta anh chơi lá mà tô ôn xong tô ha bong bỏ ra nè vậy pizza crot kriệt anh mình ta sai khâu nhà thế con chuyện đách phong mỏng thở mà mình vậy te bị đam kia miền cái bún khăn miền ấy hay ăn miền chơi nhà cha chơi ấy mà thơ con bị ấy on có thằng onแต่chiêng mà vòไปmà thởเลือกปนนั้นthơ vô mà thôi chẳng mỏng ổn àไปchẳng dưỡng bong cọp hẹp quạt bong cọp hẹp quạt thằng mình dùng mấy nhá nhom đặng thật máu chị ấy thế này linh mong ai nhom chạy lút trên pí từ so cả đào tè màu bọn gì chân bọn gì chân miên người ta dạสมัยนึงmiên máu máuปีนาว่าอันฉลองปอลพ่องพอมได้หินลงอันพ่องก่อนอัดดังแต่ก่อนvậyกับเอายืนคลาดคือก่อนมันchưa mỏng ấyนะอันvậyตัวบองโอนกันจานนะเราไปยังบ้านเตอร์สกเสจะกลับน้องวีไฟห้าสำหรับยืงอะรถเลี้ยงตามเสแต่ไอ้จังเตอตัวเบไอ้เก๋ตัวปีดกระดามไอ้นายมันงำไอ้จังเตอสบายสบายจับนะโอนบ้องก็เจนปีแต่มินมาบ้องชบเนื้อจะจะทำกบไงบ้องนะตั้งปีไงกำเทเราจับกำเทบ้องลามองเป็นไปไงเราไปลามาบานพายจีปีคายโอนเกามาปีคาย
2 ខែមីងគាត់មកលេងផ្ទះបងនៅពេញគាត់កិនស្រូវកិនអីយកមកឲ្យគោស្ករថ្នោតអីយកមកឲ្យបាទដល់ពេលមីងគាត់យកមកឲ្យមានទាំងស្ករមានទាំងប្រហុកមានអីយកមកដល់ពេលមកគាត់អត់មែនមកនិយាយមួយបងណាគាត់និយាយម៉ាក់ខ្ញុំអានេះខ្ញុំនិយាយតែហេតុអីបានជាម៉ាក់ខ្ញុំជនជាតិតែមីងខ្ញុំគាត់ខ្មែរបាទនិយាយយល់តិចណាម៉ាក់ខ្ញុំគាត់ប្តី2បាទគាត់ថាប្តីគាត់មុនគាត់ខ្មែរអញ្ចឹងណាប៉ាទី1គាត់ខ្មែរបាទអីចឹងប៉ាហ្នឹងឯងមានបងប្អូនខ្មែរអីចឹងទៅយល់ហ្នឹងឯងជើញមកជើញជាស្រ័យដល់ពេលចឹងទៅមីងគាត់មកគាត់ក៏និយាយជាមួយម៉ាក់បាទគាត់មកនិយាយជាមួយម៉ាក់គាត់ក៏សួរថាអ្នកអានេះគាត់ហៅម៉ាក់ខ្ញុំតអ្នកឯងអ្នកអានេះខ្ញុំសួរមួយរឿងផ្ទះគេធ្វើម៉េចដើម្បីកុំឲ្យខ្មោចវានៅគាត់ក៏ប្រាប់ពីដំណើរដើមតងពៅបងស្ដាប់ឲ្យបងថាមីងបាច់ខ្ញុំឈប់ទៅលេងផ្ទះមីងឯងហីជុំឡងពេលហ្នឹងពងរៀនហើយយើងនៅខ្លាចខ្មោចឡើយបាទបងថាមីងបើមីងនិយាយចឹងខ្ញុំឈប់ទៅនៅផ្ទះមីងទេណាឈប់ទៅលេងហ្មងគួយស្ដាប់ជុំគ្នាគាត់ថាចែផ្ទះគាត់ឡើងមកគាត់ទទួលស្គាល់ថាគាត់បានសែកអត់បានក្រុងពលាតបានអីទាំងអស់ពួកគាត់អត់មានអបិយជំនឿគាត់និយាយចឹងគាត់ថាគាត់អត់មានអបិយជំនឿទេអញ្ចឹងក្រោយមកអាអូនវាធ្លាប់តែឡើងផ្ទះវាដឹងហើយគាត់និយាយចឹងណាផុតតែពីនឹងមកគាត់មានកូនប្រុសណាបាទគាត់មានកូនប្រុសកូនគាត់ឈឺតាំងពីមិនទាន់លើកផ្ទះគ្នាគ្រុនពវៀនបាទឈឺតាំងពីពេលមុនលើកផ្ទះម្លេះតែយូរទៅអញ្ចឹងវាលាប់មកវិញជាម្ដងវាលាប់មកវិញអញ្ចឹងកូនគាត់ឈឺនៅផ្ទះហ្នឹងអូនផ្ទះហ្នឹងដឹងរបៀបមិនចេះផ្ទះហ្នឹងណាដូចអូនឯងនិយាយមកថាយើងអត់នឹកស្មានថាសសពីកាត់ព្រោះយើងអត់ដឹងទី1យើងអត់ដឹងទី2យើងអត់មានបានទៅពិនិត្យផ្ទះគេទេរាប់ក្បឿងផ្ទះគេទេយល់អត់តែមីងគាត់និយាយថាចែផ្ទះហ្នឹងសសខាងមុខខើចពីទឹកសសកដាលលើកទៅកដាលលើកទៅឲ្យផត់ទៅវិញដាក់មកកណុលហ្នឹងឲ្យវាទល់ទៅនៅដបូលបាទអាសសខាងក្រោយទី3ហ្នឹងខ្វះពីទឹកដូចគ្នាយល់ខ្វះដូចគ្នាអញ្ចឹងណាអញ្ចឹងមីងគាត់និយាយថាគាត់ចង់កត្រំទោះគាត់មិនមានអបិយជំនឿក៏ដោយតែគាត់ក៏អាចនឹងគិតថាវាអាចមានជានាងផ្ទះទេវតាថែទេវតាគាត់ជឿតែខ្មោចព្រាយគាត់អត់ជឿនិយាយមកទេហ្នឹងហើយយល់អញ្ចឹងគាត់ចង់អាកត្រំកត្រកដែលគេដាក់ថ្វាយជានាងផ្ទះហ្នឹងគាត់ចង់ពីសសចេះបាទដល់ពេលអញ្ចឹងគាត់ក៏និយាយថានឹកឃើញថាអាសស2ហ្នឹងវាអត់គ្រប់ទឹកទេវាអត់គ្រប់ដែលខ្វះពីទឹកអីចឹងទៀតណាគាត់ក៏ចង់ពីនឹងថ្វាយទេវតាសុខសប្បាយចាប់តាំងពីថ្ងៃហ្នឹងមកគាត់និយាយថានៅពេលដែលខ្ញុំនៅម្នាក់ឯងអ្នកឯងដឹងខ្ញុំជួបអីទេអ្នកខ្ញុំជួបខ្ញុំចេះតែមានអារម្មណ៍ថាអាណាលូកដៃចុះមកតាមសសរក្រោមទាំងថ្ងៃត្រង់ទាំងយប់ទាំងថ្ងៃអូនវាអានឹងដូចភ្លៅគេចុះមកហ្មងនិយាយម៉ាត់ចេះអូនគាត់ថាអាសាឃើញដៃទម្លាក់មកចេះទម្លាក់ចុះមកអាវាសសរទម្លាក់មកចេះរៀមដៃទម្លាក់មកគាត់ឆ្ងល់ថាជានាងផ្ទះហើយក៏អីអញ្ចឹងណាគាត់ធ្លាប់ទៅសួរគេដែរគេប្រាប់ថាអីទេជានាងផ្ទះព្រោះផ្ទះហងឯងទំធ្វើថ្មីតម្លើងផ្ទះគ្មានខ្មោចណាគេនៅទេអ្នកដែលនិយាយហ្នឹងក៏អត់ដឹងថាសសរហ្នឹង2កណាត់ដែរហ្នឹងហើយមានណាដឹងទៅម្ចាស់ផ្ទះមួយជាងមិនដឹងអត់មានណាគេដឹងទេហើយម្ចាស់ផ្ទះអត់ចាប់អារម្មណ៍ទៀតគឺអត់យករឿងហ្នឹងទៅប្រាប់ដល់ពេលអញ្ចឹងក៏ហីរឿងហ្នឹងគាត់ក៏មកវិញគាត់ថាជានាងផ្ទះទេអ្វីដែលគាត់ឃើញក៏គាត់គិតថាជានាងផ្ទះសើតែពីផាត់ជានាងផ្ទះគាត់ថាថ្ងៃយប់ថ្ងៃសិលស្អែកសិលណាអញ្ចឹងយប់ហ្នឹងមីងក៏គាត់ហ្នឹងទិញផ្កាឈូកទិញអីហ្នឹងមកទុកសម្រាប់ថ្វាយព្រះគាត់ក៏យកមកប្រោះទឹកឲ្យកុំឲ្យវាសពូនកុំឲ្យវាអីហ្នឹងណាគាត់ក៏ប្រោះទឹករួចគាត់ក៏ប្រើកូនគាត់មួយឈើហ្នឹងថាឲ្យយកអាផ្កាឈូកហ្នឹងឡើងមកលើហើយមកកុំឲ្យព្រឹកឡើងអញខ្ជិលចុះទៅក្រោមយកមករៀបថ្វាយទេវតានៅលើហើយក៏យកមកដាក់នៅសសរកដាលធុងទឹកធុងស្ពេត្រូទឹកហ្នឹងណាត្រាំផ្កាឈូកហ្នឹងដាក់ហ្នឹងគាត់យកមកដាក់នៅគាត់ថាដាក់សសរកដាលហ្នឹងទៅដល់ពេលអញ្ចឹងមីងក៏គាត់ដាក់នៅហ្នឹងដល់តែពេលគាត់ដាក់នៅហ្នឹងយប់ឡើងក៏គាត់ដេកអូនស្មាតទោសមីងក៏អត់សម្រានក្នុងបន្ទប់ពេកក៏សម្រាននៅខាងក្រៅដែរខ្យល់ចេញចូលអញ្ចឹងណាអូនបើកពួយបើទៅខ្យល់ត្រជាក់គាត់ចេញមកសម្រានហ្នឹងនឹងគាត់និយាយថាមិនចឹងគាត់ថាអាតស2ទឹកដែលខ្វះហ្នឹងដែលគាត់ដាក់ភ្នែកទៅឃើញណាតសអា2ទឹកដែលខ្វះហ្នឹងអូនឃើញក្បាលគាត់ខ្លួនឯងនៅលើអាធ្នឹមខ្វះ2ហ្នឹងអូយអញ្ចឹងបានថាអាតសហ្នឹងវាអត់ដល់ដបូលទេវានៅចិត្តដបូលវាទៅខ្វះ2ទឹកខ្វះម៉ានអីម៉ានអញ្ចឹងណាអញ្ចឹងវាអត់ដល់ដបូលទេគាត់ថាចោលភ្នែកទៅអញមើលអញអញមើលអញបានន័យថាគាត់ឃើញក្បាលខ្លួនឯងនៅលើអាខ្វះ2ទឹកនៅលើតសហ្នឹងមើលមកគាត់វិញសក់គាត់រួញគៀដៃសក់គាត់សក់ដែលគាត់ឃើញនឹងអញ្ចឹងដូចគ្នាអ្នកហ្នឹងមើលគាត់ថាវាបោកភ្នែកក្លោតមើលអញមិនស្គាល់មុខអញគាត់និយាយអញ្ចឹងគាត់ថាអញខ្លួនឯងដឹងថាមុខអញមិនអញ្ចឹងមុខអញមើលអញដល់ប្រាប់កន្លែងហ្នឹងទៅដល់ម៉ាក់បងណាគាត់ទៅម្ដាយបងម៉ាក់បងក៏និយាយថាហើយចុះមានតែឲ្យគេមើលអត់អញ្ចឹងណា
ថានៅទេបងខ្ញុំឲ្យអាចារ្យមើលតែម្ដងតែអាចារ្យថាជំនាញផ្ទះខ្ញុំមិនដឹងមិនទេតែអ្នកឯងបើអ្នកតនេអ្នកជួយទៅមើលផ្ទះខ្ញុំតិចទៅអញ្ចឹងណាបាទថាម៉ាក់បងហ្នឹងក៏គាត់និយាយថានិយាយអស់សិនមកចាំអញដឹងថាត់ការសិននិយាយអស់មកហ្នឹងហើយអញ្ចឹងក៏គាត់និយាយថាយប់ហ្នឹងគឺគាត់ឃើញក្បាលខ្លួនឯងគាត់ហ្នឹងនៅលើអាតសធ្នឹមដែលខ្វះហ្នឹងហ្នឹងហើយគាត់ថាអាហ្នឹងលើកទី1គាត់ថាពេលហ្នឹងគាត់អត់សូវភ័យទៀតមីងក៏អត់ភ័យទៀតណាអូនគាត់និយាយថាគាត់អត់សូវភ័យទេភ័យតិចគាត់និយាយចឹងគាត់ថាអញភ័យតិចយើងស្ដាប់នេះចង់លួសព្រលឹងឯងគ្រាន់ស្ដាប់រំលងមកទៀតហ្នឹងពូបងគាត់ឈឺហើយឈឺមានអីក្រៅពីស្រុកស្រែចកាអូនជប់កោខ្យល់អត់មានអីក្រៅប៉ុណ្្នឹងណាត្រូវទេបាទបើគាត់និយាយថាអញស្បត់គាត់និយាយថាអញស្បត់ជីឡានទៅវិញអញក្លាប់អញចោលកូនអញឈឺនៅផ្ទះអញអត់កុហកឯងទេអាក្មួយគាត់ហៅខ្ញុំតែអញ្ចឹងឯងអាក្មួយអញអត់កុហកឯងទេហើយស្ដាប់មីងនិយាយប្រហែលបាក់ម៉ោង1ជាងពូឯងមកពីស្រែវិញគាត់អត់ធ្វើទេគាត់អត់ស្រួលខ្លួនគាត់ក៏មកថាកុសខ្យល់អញបន្តិចគាត់ក៏កុសខ្យល់ឲ្យតែមិនមែនកុសនៅលើផ្ទះទេណាកុសនឹងក្រោមក្រែក្រោមក្រែក្រោមផ្ទះបាទគាត់កំពុងកុសខ្យល់ខ្វោកតក់ឈាមពីលើផ្ទះលើខ្នងគាត់តក់ពីតំណក់នៅលើខ្នងគាត់ថាដូចប្រេងបាតអញ្ចឹងគាត់ថាដបងប្រេងបាតទេគាត់ថាតក់អញ្ចឹងគាត់យកដៃទៅជូតនេះគាត់ក៏ងើយមើលឡើងទៅលើអញ្ចឹងរបៀបស្អីគេស្រកហ្នឹងហើយស្រកអញ្ចឹងគាត់យកដៃជូតម្ដងតក់លើកទី1គាត់គិតថាប្រេងបាតឬក៏ជ័រអីអញ្ចឹងទៅព្រោះផ្ទះលើកតសថ្មីក៏វាមានជ័រក៏អត់តន់នេះព្រោះថ្ងៃបើតាបងក៏បងគិតអញ្ចឹងដែរអូនព្រោះថ្ងៃណាបាទស្រាប់តែគាត់កុសហើយបានប្រហែល5 6ឆ្នោតទៀតតក់មកតំណក់ទៀតចាក់តំចង់កញ្ចឹងកនេះតក់ម្ដងទៀតហ្នឹងចំកញ្ចឹងកប៉ក់មកលើយកដៃជុំម្ដងទៀតឈាមស្រស់ហ្មងអូនឈាមស្រស់ហ្មងលើកហ្នឹងអត់មានសកមខ្មៅទេណាមីងគាត់អស់ចិត្តឯងឡើងទៅមើលលើផ្ទះតិចមើលឡើងទៅមើលលើមើលមានអីនេះហើយមើលដៃអញគាត់ក៏លាតដៃមើលឈាមឃើញតែប្តីឃើញតែប្រពន្ធឃើញទាំងពីរនាក់ឈាមស្រស់អូននិយាយអាភិនហាពេកទេនិយាយតាមត្រង់ឈាមស្រស់មកមានថាជូតឲ្យបាត់ទេណាឈាមស្រស់ពូគាត់ឡើងទៅមើលដល់ពេលពូគាត់ឡើងទៅមើលអត់មានឃើញមានអីទាំងអស់ហើយតែស្រក់ហ្នឹងអធិស្ឋានមិនវាមិនមែនស្រក់នៅកន្លែងតសកដាលហ្នឹងទេបាទវាស្រក់នៅប្រហែលចិត្តប្រួចណែចិត្តទ្វាខាងស្ដាំដៃទ្វាចូលអូខេពេលច្រើនយើងអត់ដាក់កដាលផ្ទះទេយើងដាក់យើងគៀនដើម្បីស្រួលដើរកុំឲ្យវាងអីចឹងទៅហ្នឹងហើយដល់ពេលចឹងទៅក៏ពូឡើងទៅមើលវាអត់មានឃើញអីសោះពូក៏គាត់ចង់និយាយថាមានអីឯងអត់មានស្អីប្រងចឹងណា1 2 3មីងក៏គាត់អត់និយាយទៀតអារម្មណ៍គាត់ចាប់ផ្ដើមអាននិយាយថាពេលហ្នឹងបើតាមបងគិតណាប្រហែលជាមីងគាត់ចាប់ផ្ដើមជឿរឿងហ្នឹងខ្លះហើយមិនអត់ទេមីងក៏គាត់និយាយថាចែអញគ្រាន់តែឃើញឈាមនឹងស្រក់រួចអញក៏អារម្មណ៍អត់សូវល្អដែរអញចង់និមន្តលោកមកសូត្រមន្តម្ដងទៀតអញ្ចឹងណាគាត់ថាគាត់ចង់មានអារម្មណ៍មួយថាចង់ទៅនិមន្តលោកមកសូត្រមន្តទៀតតែពូឯងក៏គាត់ថាមិនបាច់ទេអញ្ចឹងណាមិនបាច់ទេទៅជាវយ័នជាវអីទៅជាវយ័នបើផ្ទះមានខ្មោចមែនជាវយ័នយកទៅដាក់ទៀតទៅអីចឹងណាពូគាត់និយាយនោះពូគាត់ចង់និមន្តលោកដល់ពេលអញ្ចឹងមីងក៏គាត់ស្ដាប់តាមពូតែគាត់អត់តន់ទៅជាវយ័នជាវអីណារំលងបានតែ2ថ្ងៃក្រោយអូនវាសិននៅក្នុងអាឈុតឆាកដាច់ក្បាលទៅទាំងអស់ហ្មងនិយាយមិនចេះអត់ដឹងមិន2ឆ្នាំដល់2 3ឆ្នាំដែលបងរៀនរំលងពេលហ្នឹងភាគច្រើនសូម្បីតែបងខ្លួនឯងក៏បងធ្លាប់ឆ្លុកកញ្ចក់ខ្លួនឯងដាច់ក្បាលដែរដូចបងតម្រាគ្រោះអញ្ចឹងឲ្យបងឃើញតែរឿងអញ្ចឹងទេបាទដល់ពេលអញ្ចឹងទៅរំលង2ថ្ងៃក្រោយថ្ងៃហ្នឹងមីងគាត់និយាយថាពូឯងពីយប់មិញមេឃវាភ្លៀងពូឯងក៏ចេញទៅចាប់ក្អាត់ចាប់អីចឹងណាអូនចាប់កែបចាប់អីហ្នឹងគាត់យកមកគាត់ដាក់ហ្នឹងហើយគាត់ដាក់ពីងប្រោះឲ្យវារស់នៅក្នុងពីងសិនទៅណាតំណំតែព្រឹកឡើងត្រូវធ្វើអីចឹងឲ្យវារស់សិនកុំឲ្យវាងាប់វាស្អុយសាច់បាទមីងក៏គាត់ថាពូឯងរហូតបានអាទាំងអស់ហ្នឹងដាក់នៅក្នុងពីងហ្នឹងអញនៅឃើញថាចាំព្រឹកពហៀងលបាក់ម៉ោង4ម៉ោង5អីមាន់ល្ងាវចាំអញងើបទៅធ្វើហ្មងគាត់និយាយចឹងណាដល់ពេលចឹងទៅពូគាត់សម្រានហើយដល់ពេលម៉ោងហ្នឹងគឺគាត់ងើបមែនតែនគាត់ងើបមែនគាត់ងើបទៅហ្នឹងក៏គាត់បោះផ្ទះបោះអីខាងលើរួចគាត់ក៏ចុះទៅរោអាហ្នឹងគាត់ថាបើកពីងខ្វាច់អត់មានអីទាំងអស់អាពីងប្រោះដែលមានអត់មានអីមានគក់មានអីហ្នឹងគាត់ថាបើកខ្វាច់អត់ឃើញក៏អត់សង្ស័យទេគាត់ថាតិចពូឯងដាក់ទោសធុងស្វីត្រូអីផ្សេងតែដឹងអញ្ចឹងណាគាត់នឹងគាត់ដើរឡើងមកវិញហើយគាត់ក៏អត់ទៅសួរប្តីគាត់ដែរព្រោះអីពូគាត់ពងសម្រានអញ្ចឹងគាត់ដើរមកយប់ហើយហ្នឹងហើយគាត់សួរទេគាត់បោះតែរហូតដល់ព្រឹកតតែពូងើបដល់ពេលពូងើបគាត់សួរពូថាឯងយប់មិញរោអាក្អាត់គិញគក់អីហ្នឹងយប់មិញទុកណាគាត់សួរពូគាត់ថាអញប្រោះក្នុងពីងអញ្ចឹងណាអញប្រោះក្នុងពីងមីងគាត់ថាប្រោះក្នុងពីងតែអញបើកទ្វារបើកក្រោបពីងមិនទាំងឃើញផងអញ្ចឹងណាពូគាត់ថាអញដាក់អានឹងច្បាស់គាត់ដើរទៅបើកមើលដល់ពេលបើកមើលប្រកែកគ្នាមួយពូ
គាត់ប្រកែកគ្នាគាត់ថាអ្នកមកបើកភ្នែកមើលខ្លួនឯងមីងដើរទៅភពអូនពេញពីងពីយប់មិនក៏រត់ឃើញណាមកក្បាលក៏មានដែរអញ្ចឹងមីងក៏គាត់និយាយថាអញល្ងឹតភ្នែកណាអញល្ងឹតភ្នែកណាគាត់និយាយចឹងថាអញល្ងឹតភ្នែកហើយអញអត់នឹកស្មាននេះក្មួយអាក្មួយអញនឹកស្មានថាខ្មោចវាលងអញណាអញអត់នឹកស្មានសោះគាត់ក៏យកអានឹងទៅហើយអូនហើយថ្ងៃត្រង់កន្លងយំមកលេងអក្រក់អត់ណាភាគច្រើនលេងថ្ងៃទៀតអត់លេងយំមែនតែបើនិយាយសាច់យើងសរុបទាំងអស់គឺថ្ងៃទាំងអស់មានតន់យប់ហ្នឹងហើយគាត់ហ្នឹងក៏ស្រង់អាគីងគក់ណាធំដកយកមកអាត្រីណាដូចត្រីហ្នឹងហើយកែបបាទអាណាធំយើងយកមកធ្វើមីងគាត់យកមកបកប្រឡាត់ស្បែកប្រឡាត់អីចឹងណាអូនគាត់ក៏យកមកហ្នឹងធម្មតាមិនញឹងរួចឡើងយកទៅធ្វើលើផ្ទះណាបើពីងនៅហ្នឹងធ្វើហ្នឹងដាក់ជ្រុញហ្នឹងអង្គុយធ្វើហ្នឹងហ្មងគៀនពីងហ្នឹងហើយគៀនពីងហ្នឹងហ្មងគាត់ពងសកាអថៃនឹងខ្លះអញ្ចឹងតែអីពងថាពងវះងៀតវះអីខ្លះហ្នឹងស្រាប់តែគាត់លឺសលេងក្នុងពីងលឺសលេងក្នុងក្បែរតិចហ្មងគាត់ថាវាថាគាត់ថាគាត់ធ្វើសលេងអញ្ចឹងទៅធ្វើចេញពីពីងមីងគាត់អើតមើលអត់ឃើញមានអីទេគាត់ថាអត់មានឃើញអីណាគាត់ក៏មកធ្វើទៀតចុះធំសលេងមែនអីស្ដាប់បានជាសលេងសัตว์អីដូចតកែវាសលេងសัตว์ហើយបាទច្បាស់ថាសលេងសัตว์ហើយអញ្ចឹងមីងគាត់អើតែអត់មានឃើញស្អីទេមិនដឹងឃើញសัตว์សัตว์ណាវាយំទេហ្នឹងហើយគាត់ក៏ធ្វើវិញដឹងគាត់ឃើញអីអត់មនុស្សអង្គុយទម្លាក់ជើងលើពីងឥឡូវពីងអញ្ចឹងគាត់ពងសកាត្រីនៅចិត្តហ្នឹងទៅវាទម្លាក់អញ្ចឹងជើងនោះវាទម្លាក់អញ្ចឹងអង្គុយតែមកកណាត់ជើងនឹងទេជើងនៅក្នុងពីងឬក្រៅពីងក្រៅពីងវាអង្គុយចេញមកក្រៅពីងមាត់ពីងអង្គុយលើមាត់ពីងអង្គុយមកវាទម្លាក់ជើងអញ្ចឹងហើយមីងគាត់ឃើញគាត់ថាកំពុងថោតជូអូនយល់នេះបងយ៉ាគាត់ថាកំពុងទឹកថ្នោតជូគេយកមកបញ្យល់លើពីងតែអ្វីដែលគាត់ឃើញមិញគាត់ថាជើងចង់បានន័យថាគាត់និយាយប្រាប់គេពេលហ្នឹងគាត់ស្រែកគាត់ប្រាប់គេថាគេយកពីងមកដាក់អីតែការពិតគាត់ច្បាស់ក្នុងចិត្តថាអ្វីដែលគាត់ឃើញមិញគឺជើងបាទគឺជើងដាក់លើពីជាងគេសដកលើពីងហ្នឹងអញ្ចឹងមីងគាត់ចាប់ផ្ដើមមានអារម្មណ៍មួយថាគាត់ជឿលើរឿងខ្មោចណាចាប់ផ្ដើមខ្លាចដល់ពេលចាប់ផ្ដើមខ្លាចគាត់ហ្នឹងក៏អត់តន់សង្ស័យថាមកពីអត្តសរកលពីកណាត់នឹងដែរអត់ចាប់អារម្មណ៍ទេគាត់ចាប់អារម្មណ៍ហ្នឹងឯងមីងគាត់ក៏យករឿងហ្នឹងទៅប្រាប់អ្នកចេះអ្នកដឹងណាចាស់ព្រឹត្តិការណ៍ក្នុងភូមិអញ្ចឹងណាគាត់ប្រាប់មួយពីផ្ទះខ្ញុំដូចមួយរយៈហ្នឹងអាសាឃើញពួកមនុស្សអញ្ចឹងណាមានចាស់ព្រឹត្តិការណ៍ខ្លះនិយាយខ្លះក៏គាត់និយាយថាមកផ្ទះហងឯងធ្វើទៅបាយទឹះនេះវាអត់ត្រូវទេផ្ទះហងបាយចំចេះអ្នកខ្លះគេថាខុសមកពីលើកតសលើកអីចឹងឯងអត់ក្រុងបលីអីចឹងណាគាត់និយាយរួមអត់មានពីណាគេនិយាយរឿងតសហ្នឹងទេអត់មានពីណានិយាយទេអូនដោយសារមានអ្នកដឹងដូចខ្ញុំនិយាយហ្នឹងមានតែគាត់ជាមួយនឹងជាងទេដែលដឹងបាទអញ្ចឹងអត់មានពីណាគេអាឡ័យទៅនិយាយរឿងអីរឿងទឹះរឿងតំបន់ណាផ្សេងអត់និយាយរឿងហ្នឹងទេដល់តែពេលចឹងទៅអូនរឿងហេតុការចុងក្រោយដែលមីងគាត់ឡើងមករោម៉ាក់ហ្នឹងហ្មងគាត់និយាយថាហ្នឹងហេតុការហ្នឹងឯងបងបានអ្នកអើយបានខ្ញុំឡើងមករោអ្នកឯងហេតុការចុងក្រោយហ្នឹងគាត់និយាយថាមិនអត់គាត់ថាយប់ហ្នឹងអាទូចកូនគាត់មួយឈឺហ្នឹងអាទូចកូនគាត់វានិយាយថាម៉ែអើយថ្ងៃហ្នឹងប្អូសហ่าស្អីគេប្អូសទៅស្អោសទេអូតែគេថាប្អូសអូខេស្រុកហ្នឹងគេនិយាយដាច់តែប្អូសហ่าម៉ែខ្ញុំទៅដេកក្រៅណាតែទៅដេកទៅគាត់នៅក្នុងគាត់ថាប្អូសដែរស្អោសដែរគាត់ក៏បក់អាទូចកូនគាត់ហ្នឹងដើរចេញទៅក្រៅវាទៅដេកក្រៅបាទដល់បៃតនណាបងប្អូនឡើយហ្នឹងវាដើរចេញទៅក្រៅវាចដូនមួយបងវាទៅដេកក្រៅមីងក៏ថាវាទៅដេកក្រៅហើយព្រោះអីវាស្អោសវាអញក៏ដេកពីអ្នកពូឯងនៅហ្នឹងស្រាប់តែអញដេកអញឃើញវាដើរចូលមកផ្ទះហើយអញអត់សួរវាទេគេលោកវាគ្រាន់តែវាដើរមកយកភួយដើរមកយកខ្នើយដើរមកយកអីអញមិនសួរទេឃើញវាដើរស្រាប់តែវាដើរទៅដល់ចំមុខតសកដាលហ្នឹងស្រាប់តែវាដើរទៅចំមុខតសកដាលវាតោងឡើងទៅលើតសនឹងយកហ្មងមីងគាត់និយាយថាច្បាស់នឹងភ្នែកអាក្មួយមុខអញវាតោងឡើងតសនឹងរួចវាងាកមុខបែរតសមកវិញចេះវាងាកមុខមកវិញចំមុខពេកចេះអូនគាត់ថានឹងចុងក្រោយទេបងតែគាត់ឃើញច្បាស់ហ្មងអូនអាហ្នឹងច្បាស់ភ្នែកហ្មងគឺលេងសង្ស័យទេណាលេងសង្ស័យហើយគាត់ថាកូនគាត់ហ្នឹងដូចបងនិយាយបកមកវិញមិញអូនឯងគិតមើលគ្នាតែដេកក្រៅបាទតែថាមកសបកវាដើរចូលមកវិញមីងគាត់ស្មានតែកូនគាត់មកយកភួយខ្នើយទេមានរឿងអីវាដើរទៅដល់មុខតសវាឈប់ងក់វាតោងឡើងទៅលើហ្មងចិត្តដឹងម៉ោងប៉ុន្មានដែរបងពេលហ្នឹងគាត់អត់ច្បាស់គាត់ថាអត់ច្បាស់ថាអញថាសុកស្រែចកាវាគ្មានអីក្រៅពីម៉ោង6ម៉ោង7យប់ជ្រៅហើយគាត់ចូលសម្រានហើយសុកស្រែចកាសម័យហ្នឹងបាទអញ្ចឹងគាត់ថាអាចលបាក់ម៉ោងនេះបងគិតទេ
វាអាចបាក់ម៉ោង 8 9 យប់អីហ្នឹងហើយយប់ត្រូវសម្រាប់គាត់ហ្នឹងហើយយ៉ាងយប់ឈប់យប់ត្រូវគាត់ 8 9 ហ្នឹងបាទដល់ពេលអញ្ចឹងគាត់ថាច្បាស់ណាស់ក្មួយអើយវាលេងតោងឡើងទៅសហ្នឹងវាងាកមុខមកដូចចងកអញមកយប់ហ្នឹងអញអត់បានដេកសោះក្មួយអញខ្លាចយកតែមែនទេណាអញខ្លាចខ្លាំងណាស់ចុះអ៊ំពូប្រុសដូចគ្នាឃើញដែរពូបងគាត់បើនិយាយរួមទៅគាត់ពីដើមគាត់អត់ខ្លាចខ្មោចទេគាត់តែខ្លាចនំឡុងពេលសង្គ្រាមប៉ុលពតគាត់ខ្តាខ្មោចប៉ុលពតលងគាត់គាត់ថាគាត់តាំងពេលហ្នឹងគាត់បាក់បាទគាត់បាក់តែពេលដែលកូនគាត់ឡើងទៅសហ្នឹងណាជាកូនគាត់ឬក៏រូបគេនិមិត្តទេអានឹងខ្មោចទៅសហ្នឹងខ្មោចទៅសឲ្យយើងនិយាយថាពលឹងទៅសកឡោងហ្នឹងចោះបាទវាចង់លងហើយវាធ្វើជាខ្លួនរបស់កូនគាត់ចាប់ទុកថានិមិត្តចាប៉ុន្តែពូអ៊ំពូប្រុសហ្នឹងគាត់ឃើញអត់គាត់ឃើញដូចគ្នាឃើញនឹងប្តីនឹងប្រពន្ធហ្នឹងហើយតែគ្រាន់តែពូឃើញផ្សេងមីងឃើញផ្សេងបានន័យថាពូគាត់ឃើញថាវាដើរមកទៅសហ្នឹងមែនតែវាដើរទលុះទៅចេះអញ្ចឹងវិញដល់មីងគាត់ថាតោងឡើងហើយស្រែកទាំងប្តីទាំងប្រពន្ធទៅមីងក៏អត់ស្រែកទេគាត់ថាគាត់អត់ស្រែកតែគាត់គាំងយកហ្មងគាត់ថាបាត់ស្មារតីហ្មងភាំងយកហ្មងពូវិញពូរៀងសវេសវារៀងស្លន់គាត់ថាពូឯងស្លន់ហូតចូលលើផ្ទះបាត់ហើយជាប់តែអញលើផ្ទះម្នាក់ឯងហ្នឹងនៅហ្នឹងដល់ពេលអញ្ចឹងគាត់និយាយអញ្ចឹងគាត់ក៏ចាប់ផ្ដើមគិតថាអូផ្ទះហ្នឹងវាមាននឹងខ្មោចមានអីងាកមករឿងគាត់មកជួបម៉ាក់បងម៉ាក់អត់មានពីណាដឹងរឿងសសរហ្នឹងទៀតយើងអត់ចាប់អារម្មណ៍រឿងសសរពួកគាត់អាឡ័យនិយាយរឿងគាត់ជួបបាទដល់ពេលអញ្ចឹងទៅគាត់ក៏មកចែកអ្នកអើយអ្នកផ្ទះឯងដូចមានខ្មោចមានអីនៅអញ្ចឹងអ្នកឯងជួយមើលអញតិចមើលអីអញ្ចឹងណា1 2 3 4 5អញ្ចឹងទៅក៏និយាយរឿងហ្នឹងដល់ពេលនិយាយរឿងម៉ាក់គាត់ស្ដាប់បានគាត់ថាអើតិចខុសចតីដីអញ្ចឹងតតែអញទៅដល់ពេលអញ្ចឹងម៉ាក់បងក៏ទៅដល់ផ្ទះមីងម៉ាក់បងឆែកតាំងពីសំណុំធាតដីទិសអីចឹងឆែកទៅផ្ទះហ្នឹងដូចមានខុសអីទេទិសក៏ត្រូវដែរអីក៏ត្រូវដែរសំណុំដីត្រូវទាំងអស់ម៉ាក់គាត់ចាប់ដើមឡើងទៅគេហៅរាប់អនុផ្ទះរាប់អនុអានេងផ្ទះបាទរាប់សសគាត់ឃើញសសកដាលហ្នឹងគាត់ថាណាមីសបិនមកមីមកចូលមីសបិនបាទណាមីសបិនអាណាគេថ្ងៃធ្វើសស2ថ្នាក់អញ្ចឹងគាត់ក៏នាំមើលឲ្យបងពេលហ្នឹងចាប់អារម្មណ៍ហើយងាកមកមើលសស2កណាត់មែនតាសស2កណាត់ដូចឯងនិយាយថាបើជាងធ្វើគេកលឹងធ្វើមិនកុំឲ្យឃើញឲ្យស្មើឃើញស្អាតតែវានៅថ្នេរបាទវាឃើញតែថ្នេរវាឃើញថ្នេរទេម្ដាយម៉ាក់ខ្ញុំគាត់និយាយចឹងគាត់និយាយថាមិនធ្វើផ្ទះពីរចឹងមីនេះចង់កបត់កដល់ពេលនិយាយចឹងមីងគាត់ថាហ្នឹងឯងបងខ្ញុំប៊ីដែរតាប៊ីគេកាប់ដាច់កដែរកាប់ច្រឡំខ្ញុំយល់ថាគេកាប់ច្រឡំគេកាប់ថ្នោតណាអាកបិតថ្នោតណាគេកាប់ដើមថ្នោតណាមីងគាត់នៅនឹងគេកាប់មកវាប្រឡយទៅវារបូតដងគាត់ថាដូចកាប់កហ្នឹងរបូតផ្លែហ្នឹងគាត់ថាដូចកាប់ក្បាលគាត់អញ្ចឹងតែគាត់ថាគាត់អង្គុយទៅវាផត់ណាពីលើគាត់អញ្ចឹងគាត់ថាទៅនឹកឃើញថាមនេះលោលេងហើយធ្វើធម្មតាហ្នឹងគេធ្វើធម្មតាដូចបងនិយាយមីងមកទោះណាមីងបងគាត់ដូចអត់មានចាប់អារម្មណ៍មួយព្រឹត្តិការណ៍ណាកើតឡើងដូចមកផែនដីគាត់នៅតែឯងគាត់គឺចឹងហ្មងតាំងពីដើមហើយគាត់និយាយមកទោះគាត់អ្នកនៅស្រុកស្រែចកៅគាត់និយាយដាច់ពាក្យស្ដីរៀងដាច់ដល់ពេលចឹងម៉ាក់បងក៏គាត់មើលអាតសមើលអីហ្នឹងណាមើលតសមើលអីហ្នឹងរួចគាត់ថាដូរតសមកជុងហ្នឹងមកដូរចោលអត់ឲ្យដាក់តសហ្នឹងទៀតទេទោះជាយើងអាចវាយើងកើអញ្ចឹងណាកើអាតសតាងពីក្រុមក៏អត់នៅតែអត់បានដែរអញ្ចឹងដូរតសនឹងចោលប្រើតសថ្មីយកតសថ្មីដូចបងនិយាយមិញឯងពាក្យគេនិយាយថាអីកគីនឹងទឹកចិត្តនឹងដីមិញនេះបងភ្លេចពាក្យហ្នឹងបាទយកដល់ពេលអញ្ចឹងម៉ាក់ក៏គាត់រើអាតសហ្នឹងណាយកមកដាក់ឲ្យដល់ពេលយកមកដាក់ឲ្យក៏ម៉ាក់គាត់ប្រោះព្រំឲ្យចុះឲ្យសុខសប្បាយអញ្ចឹងណាមីងក៏គាត់ថាអូខេវាថាបានហើយប៉ុណ្្នឹងទៅចប់ហើយវាលេងអីហើយតែដល់ពេលតាំងពីពេលហ្នឹងទៅវាលេងឃើញខ្មោចទៅវាទៅឃើញជំនាងផ្ទះអង្គុយបត់ជើងជំនាងផ្ទះយើងអត់ធ្វើអីទេជំនាងផ្ទះគាត់ថាអាសាឃើញជំនាងផ្ទះអង្គុយបត់ជើងនៅទៅសកដាលផ្ទះហ្នឹងណាហើយតាំងពីពេលហ្នឹងមកស្មាត់ទៅមីងគាត់នៅអត់ស្ដុកក្នុងចិត្តគាត់និយាយថាដូចមនុស្សឆ្វាក់ឃើញរហូតអញ្ចឹងណារហូតតាំងពីគាត់មានផ្ទះហ្នឹងរហូតដល់គាត់លក់ផ្ទះហ្នឹងទៀតគាត់រើផ្ទះហ្នឹងដាក់អសរទៅផ្ទះអីអានុតអានេងល្វែងផ្ទះអីហ្នឹងដាក់ទៅកលៀតដីទាំងអស់កោចោលដូរផ្ទះថ្មីគឺគាត់ទុកចោលហ្មងខ្ញុំចឹងដែរបងខ្ញុំតើទៅផ្ទះឈើអញ្ចឹងព្រោះយើងស្ដាប់រឿងអាសសរកដាលហងអាធ្នើផងខ្លាចពេកអញ្ចឹងទៅផ្ទះណាគេគឺកិច្ចគេអីកិច្ចឲ្យអត់ហ៊ានមើលទៅអានងផ្ទះទេខ្លាចគេអង្គុយស្រុងជើងអញ្ចឹងណាតែអានេះបងកំណត់បងណាបងគាត់ថាវាអត់មានអីគួរខ្លាចទេព្រោះចាស់ពីដើមគេធ្វើផ្ទះមួយក៏លោកច្បាស់ណាស់រើសតាំងពីពេលវេលាសូម្បីតែអាចារ្យក្រុងបលីផ្ទះហ្នឹងប្រោះព្រំឈើហ្នឹងណា
អូខេរើសតាមក្បួនខ្នាតដូចបងនិយាយមិញអញ្ចឹងណាក្បិតដងអូនលងបរមស្រីដោះញោមគោកយ៉ាយកន្លែង7ពីដងដងវាលិចអញ្ចឹងណាបាទគេរៀបចំគេមានក្បួនខ្នាតតែគេប្រោះព្រំមុនគេសាងសង់ផ្ទះ ឬ គេតែតែអញ្ជើញគេថាកន្ធប់នៃថ្នាក់ទេវតាអញ្ចឹងរៀនជាជំនាញមនាងផ្ទះរៀនជាមនាងផ្ទះគេលើកមនាងផ្ទះគេអញ្ជើញមនាងផ្ទះឲ្យមកនៅថែសាយសម្រាប់បងអត់ដែរខ្លាចរឿងផ្ទះឈើឯងបងអត់ដែរខ្លាចទេតែបងខ្លាចមឈូសមឈូសធ្លាប់លេងបងដែរមឈូសណាលេងរបៀបម៉េចមឈូសហ្នឹងមិនលេងអីផ្លូវចកាចិនជ្រោយច្បានេះផ្លូវចកាចិនភូមិជ្រោយច្បាតែបងនឹងភូមិហ្នឹងដូចភូមិ2មិនដឹងភូមិ1មិនដឹងឯងចង់ភ្លេចអ្នកនៅជ្រោយច្បាចាំជួយប្រាប់ផងដឹងថាជាប់ស្លាប់អធម្មសិក្សាជ្រោយច្បាវាមានវិហារចិនមួយចុះវិហារ6តិចជ្រោយច្បាចូលទៅហ្នឹងវិហារចិនណាអូនកាលនោះចិននៅច្រើនកាលបងរៀនស្លាប់អធម្មដល់យើងដើរទៅរៀនស្លាប់អធម្មម៉ោង5យើងចេញមកវិញណាអូយូរដែរហើយយូរហើយតាំងបងនៅទូកាលហ្នឹងដល់ពេលអញ្ចឹងបងដើរចេញមកអញ្ចឹងវាកាត់ទៅវាមានភ្នោចិនមានភ្នោចិនមានម៉ុងចិនម៉ុងអីអញ្ចឹងព្រោះវិហារចិនក៏នៅនឹងដែរដល់ពេលអញ្ចឹងបងដើរកាត់តាមហ្នឹងមកដល់ផ្ទះបងក្រួយស្រាប់ដើរកាត់ម៉ោង5ជាងយើងចេញពីរៀនមកហើយអាទប់លេងឈូសលេងអីផងចូលចិត្តម៉ោង6ណាបាទ5ជាងហ្នឹងហើយ5ជាងធ្លាក់ពលឺចាប់ដើមធ្លាក់បាទដល់ពេលដើរមកអូនលះហើយលើក្បាលឲ្យលះហើយមកវើលើក្បាលយើងចេះលះហើយលើកទី1អត់តនិយាយអីទេដល់លើកទី2យើងឃើញអូនមកឈូសមែនទេណាមកឈូសចិនណាអាមឈូសខ្មៅកពោកហ្នឹងមកឈូសចឹងអូនហោះកាត់លើក្បាលយើងហ្មងស្មាតោហោះហ្នឹងបងដូចរបៀបហោះហ្នឹងហោះចេញពីវិហារចិនហ្នឹងទៀតព្រោះវិហារចិនហ្នឹងមានដើមម្សៅស៊ូបងប្អូននៅជ្រោយច្បារស្គាល់ហើយគុំម្សៅជាប់វិហារចិនហ្នឹងណាអូនគុំសិនហោះចេញពីគុំម្សៅហ្នឹងមកកាត់ក្បាលយើងយកហ្មងតែខ្លាចហ៎ហ្មងអូននៅទូយើងអីមិនខ្លាចបើយើងបើបងឥឡូវបងនិយាយបងទូបងមិនចេះគុំក៏ដោយបើបងដើរកាត់តាមផ្លូវចឹងទៅដូចហោះកាត់ក្បាលបងអីអាហ្នឹងគេលោថាបងនៅមានស្មារតីខ្លះបាទតែយើងនៅទូយើងមានតែដឹងអីអូនតែដើមម្នាក់ឯងអញ្ចឹង2នាក់ពូឃើញទាំង2ហ្នឹងហើយជាមួយអារ៉ាហ្វាតពូម៉ាក់បងអារ៉ាហ្វាតហើយឃើញដូចគ្នាទៀតអារ៉ាហ្វាតហ្នឹងហើយឃើញទាំង2នាក់មកដល់ពេលអញ្ចឹងរត់កាត់ចកាស្ពៃផ្លូវចកាចិនហ្នឹងពាក្យថាចកាចិននេះស្អីពីមុនមានបងប្អូនចិនគាត់នៅហ្នឹងក៏ដាំស្ពៃណាបាទហ្នឹងគេហៅចកាស្ពៃបងរត់កាត់ហ្នឹងហ្មងបើរត់កាត់មកទៅមកស្រាប់ថាបងជន់លើភ្នោគេទៅហ្មងអត់ខ្វល់ថាគេប្រកាន់មិនប្រកាន់រត់សិនឲ្យតែបាន5អាយុបានរស់សិនណាភ័យពេកតែមានហោះតាមអត់ទេគាត់មកឈោគាត់មកផ្លូវគេហោះអីចឹងទៅហើយគេលើថាផ្លូវគេក៏មិនដឹងដែរណាអូនហ្នឹងហើយមកវើលើក្បាលយើងហ្នឹងគឺតែ2ដងហើយម្ដងយើងអត់ឃើញម្ដងទៀតយើងឃើញយើងរត់ហ្នឹងទៅហើយតាំងពីពេលហ្នឹងអូនមកដាក់ស្បត់តែបងខ្លាចមឈុកដល់ឡើយអូខេអ្នកនរគ្នាអ្នកនរគ្នាបានស្ដាប់សាច់រឿងទី2របស់គាត់អីបើខ្ញុំប្រាប់ថាដំបូងថាមានតែ2សាច់រឿងអ្នកនរគ្នារឿងសង្ហាអីគេលោថាស្ទើរម៉ោងស្ទើរអីចឹងតែសាច់រឿង2នេះគឺចិត្ត2ម៉ោងបាទខ្ញុំសង្ឃឹមថាប្រហែលជាត្រូវចិត្តអ្នកទាំងអស់គ្នាឯងដែលចង់បាន show យើងឲ្យយូរហើយជាពិសេសគឺអ្នកអធិប្បាយដោយវងដាវទៀតចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាជក់ចិត្តហើយបើកន្លែងឲ្យភ្ញាក់វិញសម័យឃើញឲ្យភ្ញាក់ខ្លួនឯងគេអត់ភ្ញាក់មិនមែនដាក់ភ្លេងភ្ញាក់ឯណាបាទគឺភ្ញាក់នៅសាច់រឿងហ្នឹងក៏មិនមែនតិចដងដែរហ្នឹងហើយបាទអានេះគាត់ថាចង់បញ្ជាក់បន្តិចណាបងប្អូនទាំងអស់គ្នាសាច់រឿងដែលខ្ញុំកំពុងនិយាយនេះខ្ញុំអាចនិយាយបានថាវាត្រឹមតែ 20% ទេសម្រាប់ខ្ញុំគឺថាសម្រាប់បងអ្នករៀនអាគមណាវាតែ 20% ទេព្រោះឲ្យបងមានគ្រូរហូតដល់ទៅ6អញ្ចឹងនៅពេលអំឡុងពេលដែលបងរៀនមួយគ្រូនីមួយវាតែងតែជួបមួយទៅមួយពីមួយទៅមួយមិនអត់ទេចុះបងអាចប្រាប់បានទេពីគ្រូទី1យើងរៀនអីគ្រូទី2ទី3ទី4គ្រូទី1បងរៀនពីជ័យសង្គ្រាមបាទន័យថាក្បួនរៀនហ្នឹងគឺក្បួនរបៀបដូចថាយើងរៀនទាំងការពាររៀនទាំងផ្ចាញ់បាទផ្ចាញ់សត្រូវយើងណាបាទអាហ្នឹងបងរៀនសម្រាប់ដូចថារៀនពីជ័យសង្គ្រាមឬក៏សនាសនៈហៅពីជ័យចតុភូសារោពីជ័យសង្គ្រាមដល់ពេលគ្រូទី2បងរៀនហ្នឹងរៀនរបៀនស្នេហ៍ហ្មងហើយដោះស្នេហ៍ហ្នឹងហើយគ្រូស្នេហ៍គ្រូដែលបងរៀនស្នេហ៍ហ្នឹងមានទាំងគ្រូចាមមានទាំងគ្រូខ្មែរទៀតគ្រូខ្មែរគ្រូខ្មែរគឺបងរៀនហ្នឹងនៅកំពង់ចាមដូចគ្នាអូនភូមិទ្រាគ្រូបងនៅនឹងភូមិទ្រាឬក៏ភូមិ7អីបងប្អូននៅកំពង់ចាមស្គាល់ភូមិទ្រាភូមិអីហ្នឹងគឺគ្រូបង2នៅនឹងគ្រូចាមមួយគ្រូខ្មែរមករៀនស្នេហ៍ហ្នឹងតែបើថារៀនរឿងខាប់ពុលប្រក់ពុលតបអញ្ចឹងរៀននៅខាងសរិនហ្នឹងគឺរៀនខាងប្រក់ពុលតម្រៃឬពីយើងនិយាយថាតម្រៃក្តឹង3000តម្រៃក្បាល3អញ្ចឹងណាបងតម្រៃសនាសនៈហៅពីជ័យសង្គ្រាមដូចគ្នារៀនហ្នឹងរៀនយើងប្រក់ពុលហៅខ្មោចហៅតបខ្មោចតបអីដូចជាការចូលព្រៃបងលើករឿងចូលព្រៃបន្តិចណាបាទបានចុយមករឿងចូលព្រៃហ្នឹងក៏អញ្ចឹងដែររឿងដែលបងប្អូនធ្លាប់សួរខ្ញុំថាបងចូលព្រៃធ្វើម៉េចដើម្បីកុំឲ្យគេលងបន្លាចឬកុំឲ្យគេប្រកែប្រកាន់យើងខ្ញុំប្រាប់តម្រុយមួយទាំងអស់គ្នាហើយខ្ញុំនិយាយនេះបើសិនខ្ញុំនិយាយទៅខុសអានឹងសុំទោសគឺសម្រាប់ខ្ញុំឯងខ្ញុំនិយាយសម្រាប់ខ្ញុំខ្លួនឯង
គ្រប់ពេលដែលខ្ញុំចូលព្រៃឬក៏ខ្ញុំទៅរៀននៅក្នុងព្រៃកម្រដែលបងពឹងអ្នកតាមិនចឹងហេតុផលដែលខ្ញុំអត់ពឹងអ្នកតាទេគ្រប់គ្នាត្រូវដឹងថានៅក្នុងព្រៃអ្នកតាចិញ្ចឹមសត្វដែលយើងនិយាយថាសត្វអ្នកតាពស់អ្នកតាខ្លាអ្នកតាអីចឹងទៅសត្វរបស់អ្នកតាអញ្ចឹងកម្រនៅពេលដែលបងចូលទៅក្នុងព្រៃបងបែបនអ្នកតាឲ្យជួយថែរក្សាភិកច្រើនគឺបងបែបនខ្មោចអរុក្ខរៈអ្នកខ្មោចព្រាយដែលនៅក្នុងព្រៃវិញមូលហេតុបងមានតែមួយប្រហែលឯងឆ្ងល់គ្រប់គ្នាក៏ឆ្ងល់ដែរហ្នឹងហើយមិនចឹងបងព្រៀបអញ្ចេះឥឡូវបងព្រៀបអញ្ចេះនៅពេលដែលដូចថាយើងឥឡូវបច្ចុប្បន្នយើងនៅក្នុងសង្គមយើងទៅពឹងអ្នកធំម្នាក់ឲ្យជួយរត់ការឬក៏ជួយការពារអីយើងមួយអញ្ចឹងអ្នកធំគេមិនមែនមកជួយលវីលវល់ទេច្បាស់ជាគាត់ប្រើកូនចៅអ្នកនេះគេធ្វើមិនស្និទ្ធមួយយើងទេយល់ទេបងនិយាយអត់យល់ហើយអញ្ចឹងឧទាហរណ៍ថាបើយើងពឹងមនុស្សម្នាក់ដែលគាត់ឋានៈតូចតាចតែគេព្យាយាមការពារគាត់ធ្វើឲ្យអស់ពីចិត្តគាត់ហ្មងយល់ទេបងនិយាយអត់គ្រប់គ្នាអាចនឹងយល់ពីពាក្យបងនិយាយអញ្ចឹងកម្រណានៅពេលដែលបងចូលព្រៃបងពឹងអ្នកតាទោះបងពឹងអ្នកតាក៏មិនប្រកាសថាលោកមកត្រូវអង្គុយសមាធិចាំការពារយើង24ម៉ោងដែរច្បាស់ជាគាត់ប្រើអាវ៉ាត់របស់គាត់មានអីខ្លះដែលដឹងស្រាប់ហើយខ្មោចព្រាយខ្លះក៏ជាអាវ៉ាត់របស់លោកតាដែររបស់អ្នកដែរសត្វអីក៏ប្រើសត្វមកអីការពារយើងអញ្ចឹងខ្ញុំអាចថាខ្ញុំប្រាប់ទៅកាន់អ្នកទាំងអស់គ្នាមួយរឿងរបៀងចូលព្រៃចង់ឲ្យថែរក្សាឲ្យបានសុខនៅក្នុងព្រៃគឺគេមានបល័យមួយហៅថាបល័យជ័យយោសម្រាប់បល័យហ្នឹងសូត្រសម្រាប់អីគេដូចថាយើងទៅបោះតង់នៅក្នុងព្រៃយើងមានថែងអីចឹងឬក៏មានដើមឈើអីចឹងណាអូនអាស្លឹកធំអីហ្នឹងហ្នឹងហើយយើងគួចវាបើត្រែងយើងគួចទៅតែបើស្លឹកឈើយើងបាត់ទេយើងដាស់សូត្របល័យជ័យយោសម្រាប់ឲ្យគ្រប់ខ្មាំងស្ទើចេញទៅវិញ្ញាសន្តិអសេសត្តោណាអនិមោពុទ្ធសអរហតោសម្មាសម្ពុទ្ធកគ្រប់អនុមោវ័នទុកចិត្តចិត្តតាំងពីអ្នកពីណាអរហង្គមគ្គគ្រូអើយមកធីគ្រូអើយមុខធាញញឹមសរិចិត្តតាំងអាហោចិត្តតាំងទើបគ្រូឲ្យដាស់សំកៀងសាត្រាបស្នេហ៍ហ្នឹងក៏យើងសូត្ររួចចូលដល់បល័យមួយទៀតគឺបល័យជ័យយោសម្រាប់ឪហ្នឹងហើយដែលយើងសូត្របល័យជ័យយោសម្រាប់ឪគ្រប់ខ្មាំងស្ទើចេញទៅវិញ្ញាសន្តិហ្នឹងសូត្រឲ្យយើងដាស់ផ្ទះនៅលើអាស្លឹកហ្នឹងណាដើរប៉ះជុំវិញហ្នឹងទៅតែឲ្យចង់តែ3ទិសទេណាអត់ឲ្យចង់ដល់4ទិសទេណាងាប់កាឡាខ្លួនឯងអត់ទិសចេញនឹងអត់ទិសចេញយល់ហ่ะអញ្ចឹងគេអត់ឲ្យចង់ដល់4ទិសទេគេចង់តែ3ទិសទេទិសណាក៏បានឲ្យតែ3ហ្នឹងហើយទិសណាក៏បាននិយាយនោះថាទុកទិសមួយសម្រាប់ខ្លួនឯងអញ្ចឹងសូត្រឲ្យដាស់ទៅដេកទៅយប់ឡើងអញ្ចឹងពួកហ្នឹងវាកើតពស់បើមិនកើតពស់ទេវាកើតមនុស្សវាធ្វើជាមនុស្សមួយយាមយើងឬក៏កើតពស់មួយដែលវាយាមយើងណានិយាយទៅអត់មកលងបន្លាចយើងអត់លងបន្លាចទេវាការពារយើងឯងវាការពារយើងឲ្យយើងដូចធ្វើថាលបងជោគលបងជ័យសម្រាប់យើងអញ្ចឹងតែយើងមានអីដោះដូរដូចជាសំណែនអីអត់ទេអត់ប្រើសំណែនទេពួកហ្នឹងអត់ស៊ីសំណែនមួយយើងទេធ្វើអីវិញចឹងពួកហ្នឹងគ្រាន់តែយើងសូត្រឲ្យយើងត្រូវស្រែកគេវិញឧទាហរណ៍ឥឡូវអូនឯងមួយបងទៅបោះតង់ឲ្យយើងសូត្របល័យទៅដើម្បីហៅវាឲ្យមកជួយការពារយើងវាមកហើយបាទពួកបល័យហ្នឹងបល័យអញ្ជើញវាហៅវាមកជួយបាទតែនៅពេលដែលយើងចេញផុតពីកន្លែងហ្នឹងដាច់ខាត់គឺយើងត្រូវទៅសូត្របល័យស្រាយវាវិញទៅចេះផុតសិនហ្នឹងឲ្យចេញមុនថាឥឡូវយើងទៅវិញហើយយើងត្រូវសូត្របល័យយៈស្រាយយៈស្រឹងអហឹងយៈស្រឹងយៈស្រាយអញសុំស្រាយអស់នៅពាក្យសម្បត្តិអញបានចាឬក៏បានអញបានស្បត់ឬក៏អញបានចងសុំឲ្យស្រាយតាមវត្តអញគាថាយៈសូត្របល័យប៉ុណ្្នឹងឲ្យស្រាយគេវិញហើយអាហ្នឹងពេលដែលយើងហៅមកដូចយើងចងគេអញ្ចឹងយើងចងគេអញ្ចឹងណាអញ្ចឹងយើងចេញវិញយើងត្រូវស្រែកគេដូចគ្នាតែបើយកបានស្រែកគេដាក់ប្រាសាយើងគេរស់ស៊ីអត់បានអូគេខឹងអីចឹងទៅគេនៅមកកន្លែងហ្នឹងចុះបើខ្ញុំសម័យឃើញរូបភាពដូចគេកាន់ដៃគ្នាពាត់ជុំវិញហ្នឹងហើយវាអាចជាអញ្ចឹងដែរអូនពេលខ្លះវាមានអកលៈទេសៈអញ្ចឹងមានតែអានៅដើមឈើអំពេលនៅលើវានៅចាំជួយមើលយើងទៀតមើលបានជប់ទៅហ៊ានមួយកំពុងមើលកៅយិតអីឆ្លោះអីមួយមើលយើងអញ្ចឹងណាហ្នឹងហើយការពារពីអីចឹងទៅគិតទៅពេលដែលយើងសូត្របល័យហ្នឹង10ម៉ែត្រ4ជ្រុងវានៅការពារយើងហ្នឹង10ម៉ែត្រ4ជ្រុងហ្មងតែហ៊ានពីដើមឬក៏ចាស់ពីដើមលោកចូលព្រៃគឺលោកសូត្របល័យចឹងហើយដើម្បីការពារចេញមកវិញបានគេស្រាយអីចឹងទៅហ្នឹងហើយអូនចឹងខ្ញុំឃើញពេលគេឡើងលើដើមឈើអីថ្នាក់ក្នុងព្រៃជំនាន់មុនព្រានព្រៃអីគេឡើងដើមឈើគេធ្នាក់ហ្នឹងហើយគេសូត្រពីគល់ឈើទៅហ្មងហ្នឹងហើយកាច់ធ្នាក់ក៏អញ្ចឹងដែរគេរើសឈើណាដែលគេអាចទុកចិត្តហើយបានគេកាច់ពីដើមគេថាកាច់ធ្នាក់កាច់មួយខ្នើតខ្នងតម្រៃមិនទៅបងហ្នឹងមួយខ្នើតធម្មតាថាខ្នើតខ្នងតម្រៃបើរាប់ទៅណាវាអាចលបាក់នៅក្នុង7ទៅ8ម៉ែត្រគេថាមួយខ្លាឈងបានគេម៉ាត់ចេះយាយកុំឲ្យវាលោតដល់កុំឲ្យវាឈងបានទៅបានហើយព្រោះព្រាយខ្លាអាខ្លាហ្នឹងអាឆ្កែធំនៅក្នុងព្រៃហ្នឹងវាមាន3ដែរវាមានខ្លាស្មិលព្រាយខ្លាហើយនិងខ្លាអ្នកតាវាមាន3ខ្លាដូចគ្នាតែពួកអាពពួក
ពូជតកូលរបស់ពួកព្រីខ្លានេះវាមានអំណាចជាងនៅក្នុងតកូលឆ្កែធំនឹងទៀតអាសេងនឹងទៀតវាមានអំណាចត្រង់ថាអានឹងទីមួយវាមានបលឹងកាន់វាមានអ្នកអង្គុយពីលើហើយវាបើសិនមហក់វាអូន4ម៉ែត្រណាមកឈោងវាទៅ4ម៉ែត្រហ្មងវាមកហឹងយើងវាមកកាត់ទ្រុបយើង4ម៉ែត្រអានឹងបានទេវាអានឹងចឹងត្រូវឡើងឲ្យផុតដែរឡើងឲ្យផុតអូព្រានព្រៃពីដើមហើយយើងនឹងស្រាប់ហើយកន្លងមកអូនធ្លាប់និយាយពាក់ព័ន្ធមួយរឿងព្រាខ្លាមិនអីបងចាហើយមួយទៀតដូចអ្នកខ្លះក៏គាត់បានដឹងអ្នកខ្លះក៏គាត់មិនទាន់បានដឹងថាបងជនជាតិអ៊ីស្លាមអញ្ចឹងណាតើពេលដែលយើងនិយាយថាចាមជាពាក្យដែលឆ្លើយអីអត់បងកាប់ពិតវាមិនឆ្លើយទេអូនពាក្យចាមគឺសំដៅទៅលើជនជាតិចាមជាជនជាតិហ្នឹងហើយជនជាតិចាមនៃប្រទេសចម្ប៉ាបាទដល់ពេលអ្នកអ៊ីស្លាមនេះគឺអ្នកដែលបានគោរពទៅកាន់ព្រះអល់ឡោះសាសនាអញ្ចឹងបានន័យថាអ៊ីស្លាមបានន័យថាជាជនជាតិឈ្មោះជាជនជាតិដូចខ្មែរហ្នឹងហើយដូចប្រទេសកម្ពុជាជនជាតិខ្មែរអញ្ចឹងទៅកាពិតបើអ្នកប្រកាន់ហ្នឹងដោយសារតែគេដូចឲ្យស្មោះទោសទេអាខ្មែរអញ្ចឹងវាដាច់សាច់ពេកហ្នឹងហើយពាក្យនោះវារៀងធ្ងន់តែវាធ្ងន់តែវាថាវារៀងធ្ងន់ទេបាទប៉ុន្តែនេះអត់មានពាក្យអីដែលសំរុំហ៎ដោយសារបើយើងនិយាយថាបងប្អូនអ៊ីស្លាមបានន័យថាបងប្អូនដែលកាន់សាសនាអ៊ីស្លាមហ្នឹងកាពិតខ្ញុំប្រើពាក្យថាបងប្អូនចាមប្អូននេះគាត់ចាមក៏វាអត់មានអីពិបាកដែរសំខាន់ក្បាលដបងហ្នឹងហើយបើយើងថាអានឹងអាចាមគេមិនខឹងដូចយើងអានឹងអាខ្មែរហ្នឹងគេមិនខឹងវារៀងដាច់វាអសុរគេថាចុះប្អូននេះជនជាតិខ្មែរប្អូននេះជនជាតិចាមប្អូននេះគាត់នេះក៏ជនជាតិចាមអញ្ចឹងទៅគេស្ដាប់បានពាក្យសតុនខ្មែរយើងមកក៏គោកខ្វះអីនិយាយខ្ញុំខ្លាចតែពាក្យចាមហ្នឹងជាពាក្យដែលធ្ងន់សម្រាប់ពួកគាត់អញ្ចឹងណាធ្ងន់តែយើងចេះរៀបពាក្យនិយាយគាត់អាចស្ដាប់បានហើយអូខេព្រោះរត់ដងចឹងបានយើងរត់ដងប្រើពាក្យវាអត់ត្រូវមិនថាជាខុសទេដោយសារយើងអត់ដឹងណាយើងភាគច្រើនបងប្អូនអ៊ីស្លាមអញ្ចឹងវាស្មើនឹងសូម្បីតែពាក្យថាពួកចាមឬក៏ពាក្យពួកបងប្អូនអ៊ីស្លាមឬក៏បងប្អូនចាមអូនឯងស្ដាប់ពីពាក្យហ្នឹងពួកចាមដាច់ហង្ការពេកហើយដល់ពេលពួកដែរតែពួកបងប្អូនចាមគេស្ដាប់បានតាតលាក់តឡើងចលែងតាមហ្នឹងទៅអានោះពាក្យសតុនខ្មែរយើងគេថាពាក្យមកផែនដីពាក្យព្រោះទាំងអំព្រមយកមកនិយាយមកយកពាក្យខ្មោចងាប់មកនិយាយទៅអីពាក្យចាស់និយាយចឹងវាកុំឲ្យដាច់ក្បាលដាច់កន្ទុយកុំឲ្យនិយាយដូចចាស់អាទុះទាំងកថោអូខេអ្នកនរគ្នាចូលយើងឈានចូលដល់2ម៉ោងហើយអរគុណបងមែនតើដែលផ្ដល់វត្តមានមកតែខ្ញុំមិនតន់ចង់ចប់ទេនេះឥឡូវចូលហើយយើងថែមសនួរពី3សនួរទៅបន្តិចទៀតទៅអូខេចេះខ្ញុំឮថាបងប្អូនតាហ៊ានអីដែលគាត់ដើរព្រៃអញ្ចឹងណាដូចចាស់ជំនាន់មុនបើគាត់តាហ៊ានព្រៃមែនប៉ុន្តែគាត់អត់អាចពាក់បិជើងឃ្លុបអីដូចតាហ៊ានបរទេសអីចឹងទេយើងតើថាពាក់បិជើងផ្ទាត់ឬដើរដោះបិជើងអីទៅបានជន់មីនអត់ផ្ទុះអីចឹងរឿងជាប់មានផ្ទុះហ្នឹងខ្ញុំចង់និយាយទៅលើរឿងស្បែកគង់ហ្នឹងហើយស្បែកចឹងដៃស្បែកស្ពាន់អីចឹងទៅដៃស្បែកស្ពាន់វាមិនមែនទេបើកាប់ពិតទៅអ្នករៀនប៉ាកែដូចឯងនិយាយថាចង់និយាយថាដោះបិជើងឬក៏មិនដោះបិជើងចឹងដែរហ្នឹងហើយណាកាប់ពិតវាមិនមែនទេបើវាស៊ីសលើអ្នកដែលគាត់រៀនហ្នឹងទេហើយទី1ទី2អ្នករៀនរបៀនស្បែកគង់ជន់ក្របបែកមិនផ្ទុះហ្នឹងចង់គាត់មិនពាក់បិជើងក្រៅចង់គាត់ពាក់បិជើងក្រៅតែបើគាត់រៀនរបៀនហ្នឹងត្រូវគាត់រៀនត្រូវគាត់មានក្បួនខ្នាតត្រឹមត្រូវគាត់របៀបថាគាត់តំណមបានអីបានអញ្ចឹងណាយកក្របបែកហ្នឹងមកគប់នឹងជើងគាត់ទៀតវៃបោកមកបានទៅវាមិនផ្ទុះដែរអត់ផ្ទុះដែរនឹងឲ្យតែគាត់តំណមត្រូវខ្ញុំនិយាយថាវាអីក៏ដោយដូចរឿងកន្លងទៅមិញអញ្ចឹងធ្វើអីក៏ដោយគ្រប់គុណគ្រូកុំចលើសបើឬក៏របៀបតំណមគ្រូប្រហែលយើងកាន់ឲ្យជាប់អានឹងទៅវាស័ក្តិសិទ្ធិស្អីក៏ដោយដូចបល័យស្នេហ៍អញ្ចឹងដូចគេសុំបងសុំបល័យស្នេហ៍មួយមកអូនបាទឯងមកយកហានឯងអត់មានសុភ័ក្រគុណគ្រូឯងអត់មានរំលឹកគុណគ្រូតំណមអីតូនឯងប្រើមកជីវិតទេក៏វាមិនត្រូវដែរបាទតើវាមានក្បួនខ្នាតអីវាត្រឹមត្រូវដូចគ្នាខ្ញុំឮថាតើមានថ្ងៃមានអីឧទាហរណ៍ថាឥឡូវខ្ញុំឆ្អឹងដៃស្បែកស្ពាន់ហើយបាញ់មិនធ្លុះជន់មិនផ្ទុះអីចឹងទៅប៉ុន្តែដូចថាមួយខែអញ្ចឹងខ្ញុំមានមួយថ្ងៃសម្រាប់ថ្ងៃហ្នឹងគឺខ្ញុំអាចចេញទៅសមរភូមិធ្វើសង្គ្រាមបានអាហ្នឹងគេហៅថ្ងៃសយថ្ងៃខ្មោចហ្នឹងហើយថ្ងៃខ្មោចមនុស្សយើងវាតែមានថ្ងៃខ្មោចមិនអត់ទេអ្នកណាក៏មានដែរហ្នឹងហើយចង់ស្បែកគង់ប៉ុណ្ណាក៏ដោយតែដល់ពេលវេលាមួយតែវាត្រូវផាំងហើយអត់អាចទៅរហូតចឹងទេអត់អាចរហូតទេតែវាអាចថ្ងៃខ្មោចហ្នឹងផុតថ្ងៃខ្មោចតែបងនិយាយចេះវិញអ្នករៀនរបៀនស្អីក៏ដោយស្បែកគង់មហាហឹងមហាអ៊ុតមហាអ៊ុតរ៉ោស្អីក៏ដោយតែយន់មហាកំផៃមហារិទ្ធសីក៏ដោយមហាក្រុងឆេះក៏ដោយអូនត្រូវចាំមួយម៉ាត់ថាចេះវាមិនមែនស័ក្តិសិទ្ធិគ្រប់ពេលវេលាទេហើយក៏មិនមែនថាប៉ាកែគ្រប់មនុស្សដែរអត់ទេអូនយល់អ្វីបងនិយាយហ៎បាទអញ្ចឹងមិនមែនថា
មនុស្ស10នាក់រៀនទាំង10នាក់បកែ10នាក់ជន់អត់ផ្ទុះទាំង10នាក់មិនមែនទេអត់ទេអូដូចសិស្សមួយថ្នាក់វាមានសិស្សបកែសិស្សខ្សោយហ្នឹងហើយអញនិយាយថាវាលើឧបនិស្ស័យមនុស្សដែរហើយក៏វាមិនមែនបកែគ្រប់ម៉ោងដែរហើយក៏ដូចអញនិយាយថាវាមិនមែនបានមកជីវិតរបស់មនុស្សដែរអត់ទេវាមានសុខមានសៅដែរវាមានសៅអាទិត្យជប់ញាក់ដែរវាមានថ្ងៃសោយសម្រាប់យើងដែរប៉ុន្តែចុះបើគាត់ចាស់សង្គ្រាមជំនាន់មុនចេញសង្គ្រាមអញ្ចឹងបានន័យថាគាត់នៅជួរមុខគាត់ត្រូវតែចូលសមរភូមិអញ្ចឹងតំណោះស្រាយគាត់មិនទៅបើប៉ះថ្ងៃសោយគាត់ឲ្យគាត់ដឹងថាហ្នឹងថ្ងៃសោយគាត់មានតំណោះស្រាយបាទទោសស្លាប់ដូចតែគ្នាទេទោសសូត្របល័យក៏ដោយតែអូនឯងត្រូវចាំទេបល័យវាបកែនៅពេលណាដូចជាការជន់មានកម្មមុតដុតឆេះប្រឡាក់ផេះក៏មិនស្រួយទៅវាបកែនៅពេលអាសន្នដល់ពេលចាំបាច់បានគេប្រើមិនសុកអូនឯងសូត្រឲ្យមកឲ្យកាប់អញមកបំប៉ាំងដាច់លើនឹងដូចតែគ្នានឹងអានឹងតម្រូវអួតក្អេងក្អាងអញ្ចឹងហេតុអីបានជាមុនអាគមទាំងអស់វាបកែនៅពេលដែលយើងចាំបាច់ដូចថាវាចាំបាច់ឯងលោកគ្រូឯងម្ចាស់គ្រូមុនយើងចូលទៅលើភ្នំកូនចៅតល់ខាងឯងយើងស្មោះសទៅហ្មងហ្នឹងហើយគ្រប់មុនអាគមទាំងអស់គេប្រើនៅពេលដែលចាំបាច់បានគេប្រើសូម្បីស្នេហ៍ក៏ដោយតោះតែចាំបាច់ឯងបានធ្វើដូចគោបាអញ្ចឹងតោះតែចាំបាច់បានគេប្រើប្រក់បើអត់ទេគេអត់ប៉ះហ្មងខ្ញុំមិនគេអត់ប្រើទេមុនហ្នឹងមានអីច្រើនដល់ពេលយើងស្ដាប់រៀងមនុស្សច្រើនទៅមុនអាគមរៀងអត់សូវនេះតែចង់រឿងអាមនុស្សដែលបងឯងគិតថាវាសំបីតែបងឯងក៏ពិបាកទទួលយករឿងអីដែលបងឯងដែលពិបាកទទួលយកហ្មងនិយាយពីរឿងដែលបងពិបាកទទួលយកជាងគេហ្មងក្នុងច្បាប់មកអាននិយាយថាក្នុងឆាកជីវិតបងមិនថាអាគមឬរឿងខ្មោចទេតែបងពិបាកយកជាងគេហ្មងគឺរឿងលៀងសាក់សពទទួលយកបានហ្មងអូនឯងយល់ថាពីដើមគឺបងជាមនុស្សម្នាក់ដែលខ្លាចខ្មោចណាស់មិនត្រីងៀតក៏បងខ្លាចដែរហ្នឹងបាទតោះតិចទៅបងនិយាយទៅសោខ្ញុំដែរហ្នឹងត្រីងៀតម៉ាក់បងដាក់បញ្យោបងដើរប៉ះតិចភ័យចង់ស្លាប់ហ្នឹងហើយនិយាយពាក់ព័ន្ធជាមួយនឹងរឿងលៀងសាក់សពមួយខ្ញុំឆ្អែតទេដូចបងប្អូនហ្វេនខ្ញុំគាត់ដឹងហើយថាខ្ញុំបងធ្លាប់លៀងសាក់សពមិនអីមិនចឹងណាអត់ទេបើខ្ញុំអត់ដែរបានស្ដាប់រឿងលៀងសាក់សពច្រើនណាបើនិយាយទៅតាំងពីនៅកោះធំដូចជានៅថៃនៅអីហ្នឹងបងកដោសពគេហ្នឹងខ្មោចភ្លោះអីលងបងអីហ្នឹងច្រើននិយាយរួមបងធ្លាប់លៀងសាក់សពតាំងពីសាក់សពគេកាប់ដាច់ក្បាលនៅកោះធំនេះគេកាប់ធ្លីពវៀនអីយកដៃទៅលូកពវៀនអីលៀងសាក់សពឲ្យស្អាតវិញទៀតហ៎លើសុំរឿងហ្នឹងមួយមកសុំរឿងហ្នឹងបងធ្លាប់និយាយហីនៅកោះធំលងសានលើលងសានក្រោមហ្នឹងតែអត់តនិយាយកម្មវិធីយើងនេះហ្នឹងហើយតនិយាយលើថែមមកហើយមិនដែរបងប្អូនខ្ញុំថែមហើយអញ្ចឹងកាលហ្នឹងបងទៅកោះធំនៅខាងលងសានលើលងសានក្រោមរឿងអូនហ្នឹងរបៀបថាគាត់ឡើងសាឡាងគេហ្នឹងរបៀបថាគាត់ឡើងចេះទៅគាត់មានដៃមានជើងនិយាយមកឲ្យងាយយល់គាត់ចាស់គាត់ឡើងទៅលួចរបស់គេបាទដល់ពេលអញ្ចឹងទៅថ្ងៃមួយហ្នឹងគេតន់ដល់គេតន់ទៅគេកាប់ដាច់ក្បាលចុះនេះអត់បលិចាប់អ្នកកាប់អ្នកអីគេអានឹងសមត្ថកិច្ចដឹងតែគាត់ធ្វើការឯនឹងបាទដឹងតែគាត់ចាប់ឯមិនអត់ទេគាត់ថាយើងនិយាយពាក់ព័ន្ធមួយនឹងគ្នាតែស្លាប់នេះអូខេហើយស្លាប់នឹងរកក្បាលមិនឃើញទេណាអូនអត់ដឹងក្បាលនឹងទៅណាទេគេកាប់លើសាឡាងហ្មងហ្នឹងកាប់លើសាឡាងកាប់ទម្លាក់លើសាឡាងនេះដល់ពេលរកក្បាលអត់ឃើញទេដល់ពេលអញ្ចឹងទៅទទួលដែរក៏វាវាមានធ្លាយពោះធ្លាយពវៀនគេកាប់អញ្ចឹងណាចុះគេកាប់ដាច់ក្បាលឲ្យគេនៅថែមច្រាមទៀតអញ្ចឹងយើងវាមិនដឹងទេក្នុងហេតុការគេតែគ្រាន់តែថាពេលដែលបងលៀងគឺអញ្ចឹងបងឯងឃើញអារបួសនៅលើសាកសពហ្នឹងរបួសដោយរបៀបមិនខ្លះមានអាយ៉ះពោះអាយ៉ះអីអញ្ចឹងណាដល់ពេលអញ្ចឹងទៅអ្នកភូមិកាន់ហ្នឹងគេអត់មានអាហ៊ានលៀងទេគឺប្រហែលជាបងប្អូនអ៊ីស្លាមគាត់ដឹងហើយរបៀបយើងចេញទៅអាវ៉ាស់ហ្នឹងបងនិយាយបងប្អូនអ៊ីស្លាមស្ដាប់យល់ទេណាហើយយើងចេញទៅអាវ៉ាស់យើងមិនទៅដេកតាមមស្ជីតយើងចេញទៅសូត្រអញ្ចឹងណានៅក្នុងមស្ជីតអញ្ចឹងណាដល់ពេលអញ្ចឹងទៅគេមិនយកមយិតមកឲ្យយើងលៀងការខ្មែរគេថាយកសាកសពឲ្យយើងចំអះសពបាទអញ្ចឹងពេលហ្នឹងក៏បងអ្នកចំអះសពហ្នឹងដល់ពេលចំអះទៅយើងយកដៃបងយកដៃលូកពវៀនអីចូលវិញទៅវាហើមសាច់ហើមអីចឹងណាអូនហើយយើងលាងឲ្យស្អាតលាងសពហ្នឹងឲ្យស្អាតណាកុំឲ្យវានៅជាប់ដក់ឈាមដក់អីចឹងណាសូម្បីតែច្រមុះអីក៏ដោយឬក៏មាត់អីហ្នឹងឬក៏ត្រចៀកហ្នឹងក៏យើងលូកលាងឲ្យស្អាតដែរហើយពេលដែលយើងជូតសពហ្នឹងក៏អញ្ចឹងដែរឲ្យដក់ទឹកនៅលើដូចជាដក់នៅក្នុងត្រចៀកដក់នៅអីក៏ដោយដក់ដែរជូតឲ្យស្អាតហ្មងឲ្យភ្លឹងហ្មងឲ្យស្អាតដូចការមនុស្សហ្នឹងកើតមកមិនស្លាប់ទៅវិញចឹងគាត់អត់ក្បាលណាកន្លែងហ្នឹងក៏ពិតបងអត់ចង់និយាយព្រោះរបៀបដូចថាវាជាដូចឃាតកម្មអីមួយអញ្ចឹងណាបាទបងអត់ចង់និយាយទេព្រោះពេលលាងសពហ្នឹងថាដូចបងនិយាយអញ្ចឹងយើងលាងឲ្យស្អាតហ្មងដូចឧទាហរណ៍ថាបើសពនោះនៅទាំងមូលក៏យើងត្រូវទៅលូកលាងមានត្រចៀកមានចំហអីអញ្ចឹងណាឧទាហរណ៍មិញហ្នឹងណាបាទ
ចឹងដូចសពបងឯងនិយាយមិញចុះបើសពគាត់ដាច់ក្បាលមានអីវាលៀងតាមនឹងទៅបើអត់ក្បាលលៀងចឹងទៅតែបងឯងប្រាប់ detail មកណាត់សាក់សពលៀងអីពីក្បាលដល់ចុងជើងនិយាយរួមទៅដូចថាឥឡូវសពអញ្ចឹងណាបាទឥឡូវយើងនិយាយចំពោះសពនឹងហ្មងទៅព្រោះដាច់ក្បាលបាទដាក់សពនឹងមកអញ្ចឹងយើងត្រូវលាងចាក់ទឹកចាក់ទៅយើងដុសសាប៊ូដល់អីចឹងយើងលូកលាងណាអាកន្លែងដាច់អញ្ចឹងទៅវាមានឈាមមានអីចឹងណាបាទយើងត្រូវលូកលាងទាំងអស់លូកកន្លែងដាច់ទៅខ្លាញ់សត្វអីនៅនឹងលូកលាងនៅទៅនឹងហើយកន្លែងណាដែលគាត់ធ្លុះធ្លាយដូចថារយៈសត្វអីកន្លែងហ្នឹងចឹងទៅយើងលូកដៃលាងឲ្យស្អាតហើយលាងថ្នមកញ្ចក់ដៃកញ្ចក់ជើងគាត់អីស្មាត់ទោសរុនគាត់អីហ្នឹងក៏យើងត្រូវលូកលាងឲ្យស្អាតដែរអត់ទុកទេតែបងឯងលាងម៉ាអ្នកពេលហ្នឹង2នាក់ម្នាក់ចាក់ទឹកម្នាក់លាងបងអ្នកលាងម្នាក់ទៀតអ្នកចាក់ទឹកជិះយើងមិនលាងឲ្យតាអូខេអត់ទេបើតាមក្បួនខ្នាតគឺត្រូវតែលាងសាកសពហ្នឹងឲ្យស្អាតហ្មងប្រហែលបងប្អូនអ៊ីស្លាមគាត់បានស្ដាប់ក្នុងរឿងហ្នឹងគាត់យល់ហើយវិញគេលាងដាក់ចាក់ទឹកមកចឹងដាក់សាប៊ូគេអត់មានមកដុសចឹងទេណាគេលាងថ្នមមួយគេអំបោះទៅមួយអញ្ចឹងគេដុសមួយគេថ្នមមែនទេណាថ្នមឲ្យខ្លាំងហ្មងចឹងសាក់សពមួយដុសប្រហែលប៉ុន្មានម៉ោងទៅបើគ្នាច្រើនវាលឿនទេតែបើដូចបងចឹងម្នាក់ឯងចឹងហ្នឹងហើយបើបងម្នាក់ឯងចូល3ម៉ោងហ្នឹងគាត់លាងសាកសពនឹងមួយចុះដល់ពេលនេះធម្មតាពវៀនលៀនចេញមកវាមិនឈាមវាអីហ្នឹងហើយអញ្ចឹងមិនថាបងលូកលៀងទាំងអស់ហ្មងប្រើអាស្បៃអីដែលណៃតែឃើញគេដាក់កាទៀវគេដាក់ស្បៃទីកុំឲ្យហុយហោមហ្នឹងអាស្បៃកុំឲ្យហុយហោមហ្នឹងណាចូលអានឹងមកហើយមួយផ្កាបោហ្នឹងដូចសាប៊ូដូចផ្កាបោដែលគេដាក់សពអញ្ចឹងអាហ្នឹងដូចក្លឹមអីមួយអញ្ចឹងណាគេយកមកលាងលើសាកសពហើយបងដុសអាហ្នឹងហើយយកអាស្បៃហ្នឹងមកដុសលូកលៀងអញ្ចឹងបើហូរឈាមចាក់ទឹកទៀតចាក់តអស់ផ្ដិតមានសលៃអីចឹងគេយកមកផ្ដិតនៅលើសពនឹងផ្ដិតអីចឹងបើសពនឹងមានក្បាលអីធម្មតាគេផ្ដិតដកភ្នែកអីចឹងទៅជាគេផ្ដិតហើយដូចកសលវិច័យហ្នឹងហើយបលីគេកសលវិច័យថ្នមហ្នឹងហើយត្រូវតែស្អាតហ្មងអាហ្នឹងគេត្រូវតែធ្វើចឹងហើយពេទ្យគេវះកាត់សាកសពហ្នឹងហើយហ៊ានអីអាហ្នឹងមិនបងនិយាយថាវាជាបទពិសោធន៍មួយដែលបងពិបាកទទួលយកបើសិនជាបងឥឡូវបើគេឲ្យបងទៅធ្វើចឹងទេបងអត់ទៅទេឲ្យបងមិនក៏បងអត់ទៅដែរបងអត់ខ្លាចខ្មោចនិយាយតាមបងអត់ខ្លាចទេតែបងអត់ចង់ប៉ះពាល់រឿងចឹងទៀតវាអញនិយាយបានអារម្មណ៍របស់បងគិតថាបងអត់ចង់ជួបរឿងហ្នឹងវាសម័យរាប់ដកពេលសួរថាបងខ្លាចអត់បងខ្លាចបើបងខ្លាចបងអត់ធ្វើគ្រូទេមកនិយាយមកចេះបាទបើបងខ្លាចក៏បងអត់ទៅធ្វើរឿងហ្នឹងតាំងពីដើមរហូតដល់ឥឡូវដែរតែគ្រាន់តែបងអត់ចង់ប្រឡូកនៅក្នុងរឿងចឹងទៀតធ្លាប់មានអ្នកហៅបងទៅកដោសពទៅលៀងសាកសពទៅបងអត់ទៅប្រាប់តែគេមកថាបងខ្ញុំជាប់រវល់ដែរប៉ុណ្្នឹងតែខ្ញុំមិនចាប់បងបានមួយបងថាទៅសពភ្លោះមិនឡងបងមិនអញ្ចឹងអាហ្នឹងនៅថៃសពហ្នឹងភ្លោះពីអ្នកបងប្អូនតែដូចជាបងចង់វគ្គដែរណាដូចបងមិនស្លាប់ប្អូនស្លាប់បងស្លាប់តែមួយទេស្លាប់តែមួយឯងមិនស្លាប់ទាំងពីរទេតែតាំងឆ្នាំណាបងអាហ្នឹងម្លងពេលបងពងរៀនអាគមហើយលបាក់នៅម្លងដែលបងទៅថៃទៅអីហើយហ្នឹងពេលហ្នឹងគ្រូទី3ទី4ទី5តែពេលបងនិយាយមិញថាបងរៀនមួយលោកគ្រូអុកផាឡៃហ្នឹងណាអុកផាឡៃហ្នឹងបងរៀនចេញពីគាត់រួចក៏បងមកផ្ទះបានតែបន្តិចទេពីលបាក់2008ហ្នឹងឯងបងឡើងទៅថៃទៅរៀននៅថៃតែពេលហ្នឹងបងឡើងចូល2009បងមិញហ្នឹងហើយតែដោយសារបងអត់ច្បាស់ពេលដែលបញ្ចប់មួយលោកគ្រូហ្នឹង2008 2009បងបញ្ចប់គាត់ថា2ឆ្នាំទៅចោះបាទពេលហ្នឹងបងរៀងភាំងដែរបងអត់សូវចាំចន្លោះ2008 2009ហ្នឹងឯងគាត់ថាកាលបងឡើងទៅថៃហ្នឹងទៅរៀននៅថៃហ្នឹងបងឡើងចុះដែរទេឡើងទៅនៅដោយកាលបងរៀនលោកគ្រូអុកទេណាលោកគ្រូឡៃណាគាត់បងឡើងចុះទេកាលហ្នឹងណាឡើងចុះហ្នឹងជួបពេលហ្នឹងដែរអំឡុងពេលហ្នឹងដែរចាំជួបវាមិនដែរបងជួបហ្នឹងដូចថាមិនមែនថាខ្មោចលងអីយើងខ្លាចរន្ធត់ទេអ្នកតោះនេះមិនបាច់ជាងជាស្ដាប់ពីរឿងកំ pl ែងទេអូនអើយមែនស្ដាប់មើលចង់អូខេគាត់នឹងគាត់ភ្លោះហ่ะតែគ្រាន់តែថាគាត់ស្លាប់មួយនៅមួយតែពេលហ្នឹងបងដូចជាភាំងបងស្លាប់បងស្លាប់ប្អូនណាហ្នឹងហើយអញ្ចឹងយើងក៏ដកសពហ្នឹងស្រីមានប្រុសឯណាបាទយើងក៏ដកសពគេហៅយើងទៅជួយសូត្រធម៌សូត្រអីឲ្យអញ្ចឹងណាបាទដល់ពេលអញ្ចឹងបងក៏គេងចិត្តសពហ្នឹងតែយើងមិនមែនតែគេងគៀកសពទេណាមួយសពគេកូនស្រីផងយើងមិនមែនតែគេងចិត្តអីណាទេបាទកដោហ្នឹងហើយកដោគេងចិត្តគេខាងណែអីចឹងណាស្រាប់តែពងកដោគេងមិនដឹងថាបងមិនដឹងថាប្អូនទេណាចាប់ដើរឡើងមកណែហើយយើងអត់ដឹងថាគេភ្លុះហ្នឹងណែយល់អត់មនុស្សលោកមនុស្សណែយល់ទេអូហើយឃើញស្រស់ហ្នឹងហើយលេខដើរមកក៏លេខផឹបបុកដូចក្នុងរឿងណាអូនក៏លេខទៅមើលសពមកណែយល់អត់គាត់តែឃើញមុខប្អូនឡើងឬក៏បងហ្នឹងថាប្អូនទៅចាស់អូនថាប្អូនទៅចាស់ណាចាប់តែឃើញប្អូនហ្នឹងដើរឡើងមកបុកងាកមើលសពមកទៅហឹងចេះមកស្រស់ហ្នឹងណាអូនកាប់ពិតគេភ្លុះ
ហើយយកគេភ្លោះទេ អំប៉ាត់មែនឡងទេ ហើយភ្លោះបេះដាក់នៅនេះជឿ យល់ហើយយល់ មនុស្សលងមនុស្ស លោក អា ឡើង នោះ ហ្នឹង មេតែកុំនិយាយបងប្អូនពិតហក់ទៅលើផ្ទះដែរ អូខេអ្នកនរគ្នាបានស្ដាប់ហើយរឿងទាំងពីរក៏ដូចជារឿងដែលចំអាសាក់សពអីចឹងទៅអ្នកនរគ្នាយល់ឃើញមិនដែរអាចបញ្ចេញមតិយោបល់ខាង comment ហើយដូចខ្ញុំប្រាប់អ្នកនរគ្នាគ្រប់អេពីសូតចឹងថាកម្មវិធីរបស់យើងអត់ជំរុញឲ្យអ្នកទាំងអស់គ្នាជឿលើអបិយជំនឿឬក៏រឿងអមនុស្សណាមួយទេកម្មវិធីរបស់យើងបង្កើតឡើងគ្រាន់តែជាកម្មវិធីកម្សាន្តបែបរំភើបតែប៉ុណ្្នឹងឯងអញ្ចឹងសូមពិចារណារៀងខ្លួនទៅថារឿងណាគួរឲ្យជឿឬរឿងណាមិនគួរឲ្យជឿអញ្ចឹងទៅដោយសាររឿងអបិយជំនឿក៏ដូចជាមនុស្សយើងអត់មានបានមានផុសតាងណាច្បាស់លាស់ទៅបង្ហាញអ្នកនរគ្នាទេដូចបងក៏បាននិយាយអញ្ចឹងដូចយើងឈឺក្បាលអញ្ចឹងឈឺកម្រិតណាអ្នកនរគ្នាមិនដឹងតើអ្នកដែលឈឺហ្មងបាទអរគុណបងដែលបានផ្ដល់កិត្តិយសផ្ដល់វត្តមានមកកម្មវិធីខ្ញុំរាល់ season បាទហើយក៏អរគុណដូចគ្នាតែ invite ហូន ហើយបងមានអីផ្ដាំទៅគ្នាយើងហ៎បង អូខេអត់មានអីច្រើនទេគាត់ថាស្នើសុំឬក៏សនំពោទៅកាន់ទាំង fan របស់បងឬក៏ fan របស់តុកភ្លឺ background ងឹតទាំងអស់គ្នានិយាយរួមបងប្អូនទាំងអស់គ្នាហ្មងស្នើសុំតែប៉ុណ្ណេះទេរឿងអាគមក្រោយខ្មោចក៏ដោយអានេះមតិយោបល់ខ្ញុំឯណាបាច់ជឿពេកទេបាច់ជឿពេកទេហេតុអីបើខ្ញុំនិយាយចឹងទាំងតែខ្ញុំជាអ្នកមកទាននឹងខ្មែរហើយទៅនិយាយប្រាប់គេថាកុំជឿពេកបាទដោយសារអីអបិយជំនឿគឺវាមានមែនតែគ្រាន់តែថាយើងផ្ដោតទៅលើវាពេកធ្វើឲ្យយើងមានថាយើងងប់ដោយអត់បានគិតបាទហ្នឹងហើយអញ្ចឹងចាត់ទុកថាយើងស្ដាប់កំសាន្តទៅបាទណាចាត់ទុកថាបងប្អូនទាំងអស់នេះស្ដាប់កំសាន្តទៅឬក៏បងនេះនិយាយខុសកន្លែងណាឬក៏មិនត្រូវកន្លែងណាអាហ្នឹងបងមានតែពាក្យថាលើកដៃម្រាមដៃដល់សុំកម្មាទោសសុំកម្មាទោសសុំទោសបើសិនជាខ្ញុំនិយាយទៅជ្រុលឬក៏និយាយទៅតែទាំងអស់គ្នាធ្វើអារម្មណ៍គ្រប់គ្នាអត់សុបាយចិត្តស្ដាប់ទៅមានអារម្មណ៍មួយថាអញ្ចេះអញ្ចោះអីសុំទោសមកគ្រាន់តែចង់ឲ្យគ្រប់គ្នាមានអារម្មណ៍មួយថាចេះស្ដាប់កំសាន្តសុបាយទៅស្ដាប់ចោលទៅបើថារឿងណាមិនពេញចិត្តឬគិតថាអូកុហកពេកឬក៏បោកពេកអានេះក៏ស្ដាប់ចោលទៅយើងកុំឲ្យបង្កើតអារម្មណ៍មួយថាស្ដាប់ហើយឲ្យក្តៅខ្លួនឯងណាឆែកខ្លួនឯងនឹងឲ្យខ្ញុំមានតែពាក្យមួយម៉ាត់ថាចុងក្រោយគឺសុំទោសទៅកាន់គ្រប់គ្នាមែនតើហើយក៏អត់បង្ខំឲ្យគ្រប់គ្នាជឿដែរដូចបងអូននិយាយណាគ្រប់កម្មវិធីរបស់គាត់គឺគាត់អត់មានបាននិយាយថាឲ្យជឿទេណាគឺគិតពិចារណាខ្លួនឯងទៅអរគុណច្រើនអរគុណ